ខ្ញុំឈ្មោះស៊ូម៉ាអាយុ22ឆ្នាំជាសិស្សឆ្នាំទី4តាមពិតខ្ញុំត្រូវបញ្ចប់ការសិក្សាហើយនឹងចាប់ផ្ដើមជីវិតថ្មីប៉ុន្តែម្សិលមិញស្លាប់ម្នាក់ទៀតហើយ6នាក់បាត់ទៅហើយខ្ញុំក៏សម្បត្តិថ្ងៃស្អែកត្រឡប់ទៅផ្ទះវិញសាកលវិទ្យាល័យយូឆាយមានលិខិតស្នើចោទយកជីវិតខាងផ្នែកពាក់ព័ន្ធកំពុងតែស៊ើបអង្កេតយ៉ាងរហ័សនេះជាសេចក្តីរាយការណ៍ពីកន្លែងកើតហេតុប៉ុន្តែខ្ញុំបែរជាទទួលបានលិខិតស្នើចោទយកជីវិតនេះទៅវិញខ្លាឃ្មុំធំក្មេងប្រុសឲ្យអ្នកមានរាសីមិនល្អហើយតែគ្រាន់តែអ្នកទិញសៀវភៅក្បាច់គុណជីវយ៉ាងសិនកងរបស់ខ្ញុំទៅអ្នកនឹងមានឈាមជ័រខ្លាំងក្លាដោយព្រះអាទិត្យរះទាំងគ្រូមនុស្សទាំងគ្រូខ្មោចមិនអាចចូលចិត្តបានឡើយតាមឡើយសៀវភៅនេះតម្លៃ1000លុយក៏គ្មានប្រយោជន៍ដែរខ្ញុំយកវាហើយស៊ូម៉ាសិស្សសាលាឲ្យយប់នេះម៉ោង12ខ្ញុំនឹងទៅរកអ្នកឲ្យបានអ្នកមិនចង់ស្លាប់មែនទេរកឃើញភាពចម្លែកកំពុងខិតជិតមកដល់ប្រព័ន្ធពង្រឹងសមត្ថភាពពិសេសត្រូវបានដំណើរការដោយជោគជ័យម្ចាស់ថ្លៃអាចប្រើប្រាស់ប្រព័ន្ធនេះដើម្បីពង្រឹងសម្ភារៈបានក្រោយពីសម្រាប់ពួកអសុរកាយហើយនឹងអាចប្រមូលពិន្ទុបុណ្យដើម្បីដូរយកចំនួនដងក្នុងការពង្រឹងបានកញ្ចប់អំណោយសម្រាប់អ្នកថ្មីនិងពង្រឹងក្បាច់គុណកម្លាំងព្រះអាទិត្យទាំង9ដោយចៃដន្យមួយដងពង្រឹងបានជោគជ័យហើយសូមអបអរសាទរម្ចាស់ថ្លៃដែលបានរៀនក្បាច់គុណថ្មីកម្លាំងព្រះអាទិត្យលេបត្របាក់មេឃក្បាច់គុណកម្លាំងព្រះអាទិត្យលេបត្របាក់មេឃនេះគឺយកខ្លួនឯងធ្វើជាចង្កានដើម្បីដុតរំលាយឈាមនិងខ្យល់ដង្ហើមរួចបង្កើតជាព្រះអាទិត្យឈាមបើហ្វឹកហាត់ដល់កម្រិតកម្ពស់ក្នុងខ្លួននឹងអាចបង្កើតព្រះអាទិត្យឈាមបានដល់ទៅ9គ្រាប់នេះរៀនចេះហើយឋានសុខមិនយកជីវិតអញទេអាពួកក្មេងឲ្យលើកនេះមើលចុះថាអ្នកណាអាចធ្វើអ្វីអញបានមិនមែនណាត់ជួបគ្នាទេកញ្ញាវ៉ាងវិញចឹងហេតុអ្វីមិនទាន់មកទៀតបងរងចាំយូរហើយណាខ្ញុំសម្រាប់ចោលហើយអូអត់ទេខ្ញុំណាត់ជួបគេបាន13នាក់ហើយអ្នកគឺជាមនុស្សដំបូងគេដែលសុំឲ្យខ្ញុំបង្ហាញខ្លួនបងរងចាំយូរហើយណាមិត្តរួមថ្នាក់ឲ្យការណាត់ជួបដែលអ្នកថាគឺគ្រាន់តែបើកវីដេអូហ្នឹងឬគួរឲ្យធុញណាស់ខ្ញុំអ្នកអាចចេញពីកុំព្យូទ័រមកបានទេដូចជាខ្មោចសាដាកូអញ្ចឹងមិត្តរួមថ្នាក់ស៊ូម៉ាបើខ្ញុំចេញមកអ្នកមិនខ្លាចទេខ្លាចអីទៅអ្នកស្អាតបែបនេះមកភ្លាមមកបងទ្រាំលេងបានហើយបានមិត្តរួមថ្នាក់ស៊ូម៉ាខ្ញុំនឹងចេញទៅណាត់ជួបអ្នកឥឡូវនេះហើយអាខ្មោចតូចឲ្យបងចាំតែអ្នកចេញមកនឹងឯងហើយខ្លាចហើយមែនទេខ្លាចទៅញ័រខ្លួនទៅស្រែកទៅស្រីស្អាតឲ្យរៀនអ្នកស្អាតមែនទេអ្នកគិតថាខ្ញុំនឹងចាប់ទុនឬអត់ប្រយោជន៍ទេខ្ញុំមិនបានឲ្យអ្នកមកធ្វើឲ្យខ្ញុំភ័យខ្លាចបែបនេះទេណាហ៊ានធ្វើបាបគេមែនទេហ៊ានធ្វើបាបមិត្តរួមថ្នាក់ខ្ញុំនឹងសម្លាប់អ្នកចោលខ្ញុំមិនហ៊ានប្រាប់អ្នកទេអាមនុស្សថោកទាបឯងហ៊ានបោកខ្ញុំមែនទេទៅងាប់ទៅអ្វីមិនក៏អាចទៅរួចគេចាប់សក់ខ្ញុំបានមិននឹងកើតសក់ខ្ញុំនេះអាចបំបែកជញ្ជាំងបានណាឬមួយឯងជាអ្នកវឹកហាត់ក្បាច់គុណមិត្តរួមថ្នាក់វ៉ាងវិញចឹងឲ្យខ្ញុំរីករាយណាស់ដែលបានណាត់ជួបជាមួយអ្នកជាតិក្រោយចាំជួបគ្នាទៀតណាសូមអបអរសាទរម្ចាស់ប្រព័ន្ធដែលបានសម្លាប់ខ្មោចកម្រិត1ខ្មោចចង់ទទួលបានពិន្ទុបុណ្យ100ពិន្ទុខ្មោចឲ្យទទួលកម្មបិតនេះទៅហើយកុំធ្វើអីផ្ដេសផ្ដាសណាមើលឲ្យច្បាស់ផងខ្ញុំជាមនុស្សទេតើមនុស្សមែនតើចុះខ្មោចចង់ទៅណាហើយពួកអ្នកជានរណាមិនក៏ដឹងថាទីនេះមានខ្មោចចង់ពួកយើងជាបុគ្គលិកមកពីអង្គភាព749រស់រាន់ចេញពីទីនេះទៅទីនេះគ្រោះថ្នាក់ណាស់គ្រោះថ្នាក់អ្នកចង់សំដៅលើខ្មោចចង់មួយនោះមែនទេខ្ញុំដោះស្រាយវាបាត់ទៅហើយអ្វីណាអ្នកដោះស្រាយខ្មោចចង់មួយនោះបានមែនទេនិយាយលេងទេដឹងខ្មោចចង់មួយនោះទោះបីជាទៅតែប្រែជាខ្មោចមិនយូរប៉ុន្មានមែនប៉ុន្តែវាជាខ្មោចពិតប្រាកដណាស់តើអ្នកជាមនុស្សធម្មតាអាចដោះស្រាយវាបានដោយរបៀបណានេះហើយជាភស្តុតាងពិតមែនតើតាមពិតអ្នកក៏ជាអ្នកប្រតិបត្តិធម៌ដែរនេះគឺជាឧបករណ៍សម្រាប់ពិនិត្យមើលព័ត៌មានខ្មោចនិងទទួលបេសកកម្មដោយស្វ័យប្រវត្តិបើបំពេញបេសកកម្មបាននឹងទទួលបានពិន្ទុមិនត្រឹមតែអាចបដូរយកសម្ភារៈបានទេថែមទាំងអាចបដូរយកលុយបានទៀតផងទីតាំងខ្មោចបង្ហាញច្បាស់ម្លេះបើកម្ចាត់ខ្មោចបានមិនត្រឹមតែទទួលបានបុណ្យកុសលទេថែមទាំងអាចរកលុយបានទៀតពិតជាចំណេញពីរដងមែនធម្មតាខ្ញុំអង្គុយញ៉ាំបាយក្បែរអ្នកនៅរំកិលចានចេញផងគេគ្រាន់តែចៃដន្យឲ្យកម្ចាត់ខ្មោចចង់បានមួយសោះអ្នកបែរជាហ៊ានឲ្យទូរស័ព្ទទៅមនុស្សចម្លែកនេះបែបនេះគេអត់មានទូរស័ព្ទតើគេទៅទទួលពិន្ទុខ្មោចនេះដោយរបៀបណាចុះមិនអាចបដូរយកចំណេញរង្វាន់ផ្សេងទេរស់រាន់យកទូរស័ព្ទវិញមកពួកយើងត្រូវទៅដោះស្រាយបន្តតំបន់ទីក្រុងខាងលិចនឹងវាចម្លែកខ្លាំងណាស់មិនអីទេខ្ញុំនៅមានទូរស័ព្ទម្ដងមួយទៀតមានអង្គការនៅពីក្រោយវាល្អមែនមិនបាច់ខំរកខ្លួនឯងក៏ដឹងថាមានរឿងចម្លែកនៅឯណាដែរខ្ញុំទៅដែរទើបតែចាប់បានខ្មោចជួបមួយក៏ភ្លេចខ្លួនថាខ្លួនឯងមានសមត្ថភាពបណ្ណាទៅហើយក៏ល្អដែរដាក់អង្កេតឲ្យគេទៅដើម្បីឲ្យលៀងសៀនដឹងថាមានតែខ្ញុំទេដែលជាបុរសដែលមានអាចពឹងពាក់បានអ្នកកុំទៅអីរឿងចម្លែកនៅទីក្រុងខាងលិចនឹងវាខ្លាំងណាស់បើអ្នកទៅខ្លាចតែបាត់បង់ជីវិតប្រយោជន៍រឿងនឹងមិនបាច់ឲ្យអ្នកបារម្ភជំនួសទេខ្ញុំមានសមត្ថភាពគ្រប់គ្រាន់អួតអាងណាស់បើអាចទប់ទល់នឹងខ្ញុំបានពីដៃខ្ញុំនឹងមិនហាមអ្នកមិនឲ្យទៅក្បាច់នេះអ្នកទប់មិនជាប់ទេមកបានល្អណាស់អាម៉េចនេះវាស្អីគេហ្នឹង
ហ្វាងធីនលីគឺជាប្រធានក្រុមនៃអង្គភាព749ដែលមានកម្រិតធម្មពលដល់កម្រិតទី3ទោះបីជាការវាយប្រហារកាលពីមិញនេះគាត់វាយដោយប្រញាប់ប្រញាល់ក៏ដោយក៏មិនមែនអ្នកណាក៏អាចទប់ជប់ដែរស៊ូម៉ម្នាក់នេះតាមពិតទៅជាអ្នកណាទៅនៅចង់វាយទៀតទេបាទខ្ញុំព្រមចាញ់ហើយឥឡូវឯងមកពីសំណាក់ឬនិកាយណាដែរក្នុងពេលដែលអ្នកសួរដោយស្មោះត្រង់បែបនេះខ្ញុំនឹងប្រាប់អ្នកដោយចិត្តមេត្តាត្រូវប្រាប់ឈ្មោះពិតមែនឬតើជាទេពកោសល្យមកពីនិកាយលាក់ខ្លួនឬជាអ្នកស្នងរដ្ឋត្រកូលលាក់ខ្លួនដែលទើបតែចេញមកក្រៅស្ដាប់ឲ្យច្បាស់ណាខ្ញុំគឺអ្នកដែលទិញសៀវភៅអាតកំបាំងពីតាវចាស់ម្នាក់នៅមុខសាកលវិទ្យាល័យយូឈឹងហើយចំណាយពេលអស់3ម៉ោងពេញទើបវឹកហាត់បានសម្រេចក្បាច់នេះបើមិនចង់ប្រាប់ក៏ប្រាប់ត្រង់មកចាំបាច់ត្រូវតែប្រឌិតរឿងខ្មោចលងបែបនេះមកបកគេធ្វើអីអ្វីដែលខ្ញុំនិយាយគឺជារឿងពិតតើហេតុអ្វីបានជាអ្នកមិនជឿកម្លាំងដែលស៊ូម៉បង្ហាញកាលពីមិញនេះយ៉ាងហោចណាស់ក៏កម្រិតទី4ដែរទោះបីជាវឹកហាត់តាំងពីតូចក៏ដោយក៏អាចវឹកហាត់ដល់កម្រិតនេះបានអាចហៅបានថាជាទេពកោសល្យម្នាក់ដែរតើវាអាចទៅរួចដោយរបៀបណាដែលហាត់បានត្រឹមតែ3ម៉ោងពីសៀវភៅក្បាច់គុណខ្លាំងៗដែលទិញពីតាប៉ាឡេនៅមាត់ទ្វារនោះបានហើយខ្ញុំមានការបន្តិចខ្ញុំទៅមុនហើយរឿងអាកំបាំងនៅអគារដែលសាងសង់មិនទាន់រួចនោះខ្ញុំទៅស៊ើបអង្កេតដោយខ្លួនឯងទៅចុះគុំឲ្យពួកគេដណ្ដើមយកពិន្ទុគុណធម៌របស់ខ្ញុំភ្លេចវាទៅចុះជាមួយនឹងសមត្ថភាពរបស់គាត់មិនគួរមានបញ្ហាអ្វីទេទៅអគារដែលសាងសង់មិនទាន់រួចនៅជីក្រុងខាងលិចបងប្រុសកន្លែងនោះទៅមិនបានទេណាទៅគឺស្លាប់ហើយខ្ញុំប្រាប់ឲ្យដឹងណាឬថាមានគេស្លាប់ច្រើនអ្នកហើយអញ្ចឹងគឺត្រូវហើយកន្លែងដែលខ្ញុំត្រូវទៅគឺកន្លែងដែលត្រូវស្លាប់នឹងឯងហាអូយឆាប់បើកឡានទៅគុំឲ្យខាត់ពេលណាឡានខ្ញុំមានទាំងចាស់ទាំងក្មេងគុំឲ្យខ្ញុំប្រថុយជីវិតអី100 200នេះមិនមែនជារឿងលុយកាក់ទេណា500បើមិនទៅទេខ្ញុំចុះហើយចៅហ្វាយអង្គុយឲ្យស្រួលណាចៅហ្វាយដល់ហើយខ្ញុំជូនបានត្រឹមនឹងទេកំឡោះចាំបន្តិចសិនបានហើយនេះមិត្តឲ្យក្មេងនៅឡើយមានរឿងអីគិតមិនចេញមែនទេអាចនិយាយប្រាប់បងបានបើមិនបានការទេនោះថ្លៃឡានបងសង្វិញឲ្យបងកុំបារម្ភអីខ្ញុំគ្រាន់តែដើរលេងទេខ្ញុំនៅមិនទាន់ចង់ស្លាប់នៅឡើយទេកន្លែងនេះគេល្បីថាជាកន្លែងលោតទឹកសម្រាប់ខ្លួនឯងនឹងហើយនៅថាគិតមិនចេញទៀតអាឡូយ៉ាវលីងមែនទេខ្ញុំនេះអាឡូមានកំឡុះម្នាក់ចង់លោតទឹកសម្រាប់ខ្លួនចាស់ខ្ញុំយល់ហើយទៅអគារដែលសាងសង់មិនទាន់រួចនោះមានរឿងអីមែនទេទើបតែទទួលបានដំណឹងមកថាមានយុវជនម្នាក់នៅអគារដែលសាងសង់មិនទាន់រួចនោះកំពុងគិតខ្លីយើងត្រូវតែប្រញាប់ទៅជួយគាត់ទោះបីជាស៊ូម៉ូអាចមានសមត្ថភាពជាអ្នកហ្វឹកហាត់កម្រិត4ក៏ដោយតែគេមិនដែលធ្លាប់ធ្វើបេសកកម្មជួយសង្គ្រោះពីមុនមកទេបើគេធ្វើឲ្យយុវជនម្នាក់នោះស្លាប់ដោយសារតែគេវាមិនល្អទេភាពចម្លែកនៅវេឡូរីគឺជាភាពចម្លែកប្រភេទច្បាប់កម្រិត2ឲ្យតែចាញ់លបែងទោះបីជាស៊ូម៉ូជាអ្នកហ្វឹកហាត់កម្រិត4ក៏មិនអាចរួចខ្លួនដែរកុំថាឡើយទៅជួយអ្នកដទៃគេស្លាប់មិនខានទេពណ៌ខៀវចេញមកហើយពួកឯងចាញ់ទៀតហើយខ្ញុំមិនចង់ស្លាប់ទេខ្ញុំមិនចង់ស្លាប់ទេចាញ់លបែងត្រូវតែព្រមទទួលស្គាល់គុំមកធ្វើជាក្បាច់ទៅចុះទៅទទួលទោសទៅបងប្រុសចង់មកលេងមួយដៃទេនឹកស្មានមិនដល់ថាឯងនៅតែជាអ្នកលេងល្បែងទៀតបានតើយើងមានតែ2នាក់នឹងមកលេងបៀគ្នាទៅបានខ្ញុំក៏មិនមែនចង់ធ្វើបាបឯងដែរខ្ញុំសុំបាបវាមុនខ្ញុំនឹកស្មានមិនដល់មែនថាពីគូក៏អាចឈ្នះបានដែរមែនហេអញសាកមើលឲ្យច្បាស់ម្ដងទៀតទៅសុំទោសផងខ្ញុំបានបៀតង្ហួរដែលឯងចាញ់ហើយអញភ្នែកខ្វាក់រីនេះវានៅតែជាបៀធម្មតាតើគេថាខ្មោចចូលចិត្តនិយាយកុហកខ្ញុំស្មានតែមានតែខ្មោចទេដែលចេះនិយាយកុហកនឹកស្មានមិនដល់ថាមនុស្សក៏ចេះនិយាយកុហកដែរនេះវាច្បាស់ជាខ្លាយជាបៀតង្ហួរទៅហើយឯងនៅចង់បដិសេធទៀតខ្ញុំថាវាជាបៀធម្មតាគឺវាជាបៀធម្មតាហើយវាឈួតហើយមែនទេចង់រកស្លាប់មែនអាចឈួតឲ្យមិញនេះខ្ញុំបានពិនិត្យមើលច្បាស់ណាស់ក្នុងខ្លួនវាគ្មានធម្មពលអ្វីសោះវាគ្រាន់តែជាមនុស្សធម្មតាម្នាក់ប៉ុណ្ណោះឯងប្រាប់ខ្ញុំមកមើលបើមិនមែនបៀធម្មតាទេចុះវាជាអ្វីទៅខ្ញុំក៏មានសេចក្តីថ្លៃថ្នូរដែរទោះបីជាត្រូវស្លាប់ក៏ខ្ញុំសុខចិត្តលោតចុះពីលើអគារនេះទៅឯងគ្មានថ្ងៃនិយាយថាពីខ្ញុំជាបៀមិនល្អទេខ្មោចឡងហើយអញចិញ្ចឹមខ្មោចរោគទាំង9ក្បាលម្នាក់នោះមានតែម្នាក់ឯងទេឈ្នះគឺនៅខាងអញអាចជប៉ុនឈ្នះហើយចង្រៃមែនយប់ជ្រៅម៉ោង10ជាងហើយមិនក៏វានៅតែចេញមកទៀតអាចឈួតឲ្យនេះវាស្អីទៅខ្ញុំមានអារម្មណ៍ថាខ្លួនឯងដូចជាបននៅលើផ្ទះក្តៅអញ្ចឹងចិត្តរលីអស់ហើយហេមិនរលីភ្លាមទេហេខ្ញុំក៏មិនធម្មតាដែរតើឥឡូវប្រាប់មកមើលនេះមែនជាបៀមិនល្អមែនទេបាទគឺបៀមិនល្អទេលោកឈ្នះហើយសូមមេត្តាលើកលែងឲ្យខ្ញុំផងខ្ញុំនៅតែចូលចិត្តឃើញឯងកាលពីដំបូងដែលមិនព្រមចុះចាញ់ចុះបើឯងធ្វើដូចដើមវិញទៅ
ធ្វើឲ្យបងប្រុសឲ្យខ្ញុំខុសហើយខ្ញុំដឹងថាខ្ញុំខុសមែនហើយបានហើយដឹងខុសក៏ល្អដែរខ្ញុំលែងដែរហើយសំណាងហើយស្ទើរតែបាត់បង់ជីវិតទៅហើយតែចាញ់ហើយត្រូវតែទទួលទណ្ឌកម្មអ្វីទៅជីវិតរបស់ឯងហាកម្លាំងព្រះអាទិត្យខ្ញុំត្រូវព្រះអាទិត្យបុកស្លាប់ហើយជាតិក្រោយខ្ញុំលេងល្បែងទៀតហើយសូមអបអរសាទរម្ចាស់ប្រព័ន្ធដែលបានសម្លាប់ខ្មោចពលកម្រិត2ទទួលបានពិន្ទុបុណ្យ500ខ្មោចពលនេះជាខ្មោចកម្រិត2បើគ្រាន់តែឲ្យពិន្ទុដូចកម្រិត1 30ពិន្ទុនោះគឺមិនសមរម្យទេលោកគ្រូតើលោកគ្រូកំពុងរងចាំខ្ញុំមែនទេបងប្រុសសំឡេងនៅទីនោះមិញនេះតើអ្នកជាអ្នកធ្វើមែនទេខ្ញុំដឹងហើយពិភពលោកនេះប្រកាសជាមានអ្នកខ្លាំងពូកែក្នុងប្រឡោមលោកមិនបានកុហកទេអូយ៉ាប់ហើយមានរឿងអីគឺថាមិញនេះខ្ញុំស្មានថាអ្នកទៅធ្វើអត្តឃាតក៏រត់ទៅចិត្តពេលនេះពួកគេប្រហែលជាចិត្តមកដល់ហើយស៊ូមូអ្នកទៅតែមកដល់សោះល្អណាស់មិញយើងទៅទទួលបានដំណឹងថាមានយុវជនម្នាក់ទឹកខ្លីរត់ទៅអគារដែលសាងសង់មិនទាន់រួចនោះតិចទៀតយើងឡើងទៅជួយសង្គ្រោះគាត់អ្នកទៅជាមួយយើងណាសៀនចាំបាច់ទៅជួយអីទៀតយើងមកដល់ទីនេះចំណាយពេលជិត10នាទីហើយខ្លាចតែគេខ្លាចជាសាច់អាំងបាត់ទៅហើយអ្នកមិញបានឮសំឡេងរបស់ធ្ងន់ធ្លាក់ចុះមកទេឬតើហើយដល់ទៅ3ដងឯណោះមើលចុះគេនៅតែត្រូវគេធ្វើបាបដដែលហើយរឿងទាំងអស់នេះគឺសុទ្ធតែជាកំហុសរបស់អ្នកយើងគួរតែមកដោះស្រាយរឿងចម្លែកនៅអគារនេះតាំងពីយូរមកហើយប៉ុន្តែដោយសារអ្នកចង់អួតអាងថាខ្លួនឯងដោះស្រាយបានទើបធ្វើឲ្យខាតពេលរហូតដល់មានមនុស្សស្លាប់នេះសុទ្ធតែជាកំហុសរបស់អ្នកគុំស្មានថាអ្នកមិនទាន់បានឡើងទៅលើនោះហើយខ្ញុំគ្មានវិធីដោះស្រាយជាមួយអ្នកឲ្យសោះទុកក្នុងចិត្តបែបនេះចាំមើលថាអ្នកនឹងអាចសម្រេចកិច្ចការបានដោយរបៀបណាមិនអីទេគុំស្ដាប់គាត់និយាយផ្ដេសផ្ដាសអីមិនមែនជាកំហុសរបស់អ្នកទេយ៉ាងណាក៏អ្នកទើបតែធ្វើលើកដំបូងដែរសុំទោសផងយុវជនដែលអ្នកទាំងពីរនិយាយថាចង់គិតខ្លីនោះគឺជារូបខ្ញុំនេះឯងយុវជនដែលចង់លោតពីលើអគារម្នាក់នោះគឺជានាងមែនទេខ្ញុំយ៉ាងម៉េចទៅគឺគេនឹងហើយដែលត្រូវស្លាប់នាងមានអ្វីមកបញ្ជាក់ព្រោះវាជាកូនសោរបស់ខ្ញុំចុះនាងបានទៅអគារដែលសាងសង់មិនទាន់រួចនោះហើយមែនទេមានរបួសត្រង់ណាទេខ្មោចលងនោះត្រូវបានខ្ញុំកម្ចាត់ចោលហើយភារកិច្ចក៏បានដាក់ជូនរួចរាល់ដែរគួរតែអាចមើលឃើញកំណត់ត្រាបានសម្រាប់បានមែនតាហើយថែមទាំងខ្មោចលងនេះគឺជាខ្មោចលងកម្រិត2ទៀតផងយោងតាមការវាស់វែងពីកំទេចធម្មពលខ្មោចដែលនៅសល់វាពិតជាខ្មោចលងកម្រិត2មែនខ្មោចលងកម្រិត2ខ្លាំងណាស់ឬខ្ញុំគ្រាន់តែលេងប៊ីជាមួយវាមួយក្តារកាលពីលើកមុនពេលឈ្នះវាហើយខ្ញុំក៏ទះមួយកំភ្លៀងវាស្លាប់បាត់ទៅនាងហ៊ានលេងល្បែងជាមួយវាផងខ្មោចលងនេះគឺជាប្រភេទខ្មោចលងតាមច្បាប់បើនាងចាញ់វិញកម្លាំងរបស់វានឹងកើនឡើងទ្វេដងឡើងដល់កម្រិត4ឬ5ឯណោះប៉ុន្តែបើនាងឈ្នះកម្លាំងរបស់វានឹងថយចុះវិញមនុស្សងាប់នេះសំណាងល្អមែននាងគួរតែអរគុណខ្លួនឯងទៅដែលលេងឈ្នះអូយហេតុអ្វីពួកអ្នកមិនប្រាប់ខ្ញុំឲ្យលឿនជាងនេះទៅឥឡូវទើបដឹងថាខ្លាចមែនទេបើដឹងមុនបែបនេះខ្ញុំគ្រាន់តែសារភាពថាចាញ់ទៅក៏ចប់ហើយបើកម្លាំងរបស់ខ្មោចលេងល្បែងនោះកើនដល់កម្រិត4ឬក៏កម្រិត5ចុះបើមិនមែនត្រឹមតែឡើងពិន្ទុបុណ្យរាប់ម៉ឺនទេនោះខាត់ធ្ងន់ហើយបានហើយយើងគួរតែទៅបានហើយនៅមានខ្មោចព្រីផ្សេងទៀតដែលត្រូវដោះស្រាយមិនថាអ្នកនិយាយយ៉ាងណាទេខ្មោចព្រីនៅអគារដែលសាងសង់មិនទាន់រួចនោះគឺអ្នកជាអ្នកដោះស្រាយដូច្នេះរង្វាន់នឹងត្រូវផ្ដល់ឲ្យអ្នកចាំទុកថាលើក្រោយកុំធ្វើអ្វីដោយមិនគិតបែបនេះទៀតដឹងហើយត្រូវហើយលើក្រោយប្រកាសជាមិនធ្វើអ្វីដោយមិនគិតទៀតទេត្រូវទុកពេលឲ្យខ្មោចព្រីបញ្ចេញសមត្ថភាពឲ្យពេញទំហឹងលោកគ្រូទៅសាកលវិទ្យាល័យយូឆឹងរួចរាល់ហើយខ្ញុំចង់សួរមួយសំណួរតើនៅលើលោកនេះមានរបស់បែបនោះពិតមែនឬអ្នកគិតយ៉ាងម៉េចដែរយប់នេះអ្នកមិនមែនបានឃើញអស់ហើយឬនោះក៏មិនខុសដែរគិតទៅវិញទៅមករឿងដែលជួបការនោះមិនគួរជាការយកស័ព្ទរបស់ខ្ញុំទេអ្នកធ្លាប់ឃើញខ្មោចព្រីមែនទេឃើញនៅណាច្រើនទេខ្ញុំមានបងប្អូនជីដូនមួយម្នាក់ឈ្មោះចៅយួនសានគាត់ធ្វើការអភិវឌ្ឍអចលនទ្រព្យគាត់មានកូនស្រីម្នាក់ឈ្មោះចៅយុរ៉ាន់កាលពី1ខែមុនម្ដាយរបស់គាត់ធ្វើពិធីខួបកំណើតធំដុំខ្ញុំក៏បានទៅហើយខ្ញុំក៏បានឃើញវាខ្ញុំទើបតែបានឮដំណឹងថាក្មេងស្រីម្នាក់នោះឈឺធ្ងន់ស្គមស្កាំងសតែស្បែកដណ្ដប់ឆ្អឹងលោកចៅបាននាំនាងទៅមន្ទីរពេទ្យនៅជុំវិញនោះដែរតែគ្រាន់តែព្យាបាលមិនជាសោះលោកគ្រូតើលោកគិតថាជារឿងនេះមកពីអ្វីតើមកពីរបស់នោះវាធ្វើបាបឬអីភាគច្រើនគឺមែនហើយប៉ុន្តែត្រូវតែទៅមើលសិនទើបដឹងច្បាស់ពីមុនអ្នកបានបន្ថែមមិត្តជាមួយខ្ញុំហើយបើមានការអីចាំឲ្យលោកចូលទូរស័ព្ទមកខ្ញុំបងលាវខ្ញុំបាទតោះអាឡូតើនរណាដែរខ្ញុំឈ្មោះចៅយួនសានដែលលោកជឿនតាកាងបានណែនាំមកករណីកូនស្រីខ្ញុំលោកពិតជាមានវិធីមែនឬមិនទាន់ច្បាស់ទេលុះត្រាតែបានជួបមុខគ្នាសិនទើបដឹងបានលោកស៊ូចាំខ្ញុំឲ្យគេទៅទទួលលោកជួយផ្ញើទីតាំងមកឲ្យខ្ញុំផងបានអ្នកគ្រាន់តែឲ្យគេមកទទួលនៅមុខសាកលវិទ្យាល័យយូឆឹងទៅបានខ្ញុំដឹងហើយលោកស៊ូនេះមិននឹកស្មានថាជាសិស្សសាកលវិទ្យាល័យសោះខ្លាចតែថាលោកចៅក្មេងស្រីតូយូរ៉ាន់នឹងមិនអីទេកុំបារម្ភរហូតដល់ខូចសុខភាពខ្លួនឯងអីតាជន់មួយរយៈនេះខ្ញុំរវល់តែរឿងក្រុមហ៊ុនពិបាកឲ្យអ្នកជួយមើលថែយូរ៉ាន់ជំនួសខ្ញុំហើយលោកនិយាយអញ្ចឹងយើងទាំងពីរជាបងប្អូននឹងគ្នាយូរ៉ាន់ក៏ដូចជាកូនស្រីខ្ញុំដែរកូនស្រីរបស់តាជន់បានស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍កាលពីប៉ុន្មានឆ្នាំមុនគាត់ដូចជាមនុស្សបាត់បង់ស្មារតីអស់រលីងឆ្លងកាត់អស់ជាច្រើនខែទើបគាត់ផ្ដល់ក្តីស្រឡាញ់ទាំងអស់ទៅឲ្យយូរ៉ាន់ទើបគាត់អាចត្រឡប់មកធម្មតាវិញបងថោអាណាគេនឹងអាសុំទៀតឯណាទៅឲ្យឆ្ងាយទៅ
លោកគ្រូកុំធ្វើអីចឹងអីលោកគ្រូតាបងធំដែលលោកនិយាយនឹងមានន័យថាម៉េចអាត្មាមានភ្នែកទឹកពីកំណើតឃើញថាខ្លួនឯងមានរិស័យអាប់អួរថ្ងាសខ្មៅងឹតហាក់ដូចជាមានគ្រោះថ្នាក់នៅកន្លែងណាមួយបើមិនប្រញាប់ដោះស្រាយទេខ្លាចក្រែងនឹងមានរឿងអកុសលកើតឡើងមិនខានលោកគ្រូតើលោកអាចជួយកូនស្រីខ្ញុំបានទេលោកនាំអាត្មាទៅមើលសិនទៅប្រហែលជាអាត្មាអាចមានវិធីបានប៉ុន្តែរំខានលោកគ្រូជួយរងចាំមនុស្សម្នាក់ជាមួយខ្ញុំសិនបានតោះចាំក៏ចាំមកដល់ហើយអាត្មាក៏ចង់ឃើញដែរថាតើជាអ្នកណាដែលហ៊ានឲ្យអាត្មារងចាំដល់ទៅ1 ម៉ោងអាចឈួតមិនក៏ឯងនៅទីនេះលោកតាតើលោកស្គាល់លោកស៊ូដែរឬរឿងហ្នឹងខ្ញុំជាមួយប្អូនប្រុសម្នាក់នេះធ្លាប់ជួបគ្នាពីរបីដងដែរលោកតាមនុស្ស2នាក់នេះខ្ញុំមើលទៅដូចជាពួកច្បោកយ៉ាងម៉េចមិនដឹងមកដល់ដំណាក់កាលនេះហើយសាឡបងមើលទៅមេឃពិតជាមិនយុទ្ធធម៌មែនដែលធ្វើឲ្យយូវ៉ាន់ត្រូវរងទុក្ខវេទនាបែបនេះប៉ុន្តែខ្ញុំជឿថានាងនឹងឆាប់ជាសះស្បើយចាំដល់ពេលនាងជាខ្ញុំនឹងចាត់ទុកយូរ៉ាន់ដូចជាកូនស្រីបង្កើតរបស់ខ្ញុំអញ្ចឹងប្អូនប្រុសអរគុណច្រើនណាស់ប្អូនប្រុសហេតុអ្វីបានជាមកទីនេះកន្លែងនេះមិនគួរមកទេណាខ្លួនគាត់មានរិស័យអាប់អួរខ្លាំងណាស់ក្នុងផ្ទះប្រកាសជាមានខ្មោចលងហើយកូនស្រីគាត់គឺត្រូវខ្មោចនោះធ្វើបាបហើយហេលោកតាលោកចេះមែនអហោពិតមែនហើយអាត្មាមានសមត្ថភាពពិតប្រាកដមែនក្មេងម្នាក់នេះអញប្រញាប់ទៅចុះកុំមកពាក់ព័ន្ធរឿងនេះអីខ្ញុំមិនទៅទេខ្ញុំក៏ចេះដែរអញក៏ចេះចាប់ខ្មោចដែរឬអញមកពីគ្រូសារណាហើយប្រើវិធីអ្វីចាប់ខ្មោចខ្ញុំប្រើក្បាច់គុណកៅយ៉ាងចាប់ខ្មោចតើមិនមែនលោកជាអ្នកលក់គម្ពីរឲ្យខ្ញុំទេមិនមែនទេគម្ពីរនោះវាជាគម្ពីរคล้ายៗទេខ្ញុំទិញក្នុងកម្មវិធី Penyoyo តែ$1.80ទេថែមទាំង free ដឹកជញ្ជូនទៀតហើយថែមទាំងថាមានថែមគ្រឿងលម្អទៀតតែលទ្ធផលគឺអ្នកផ្ញើឲ្យខ្ញុំដល់ទៅ11ក្បាលឯណោះคล้ายៗទេតែខ្ញុំហាត់ចេះមែនណាហាសទៅស្រីតូចរបស់ខ្ញុំនៅខាងក្នុងហ្នឹងមិនល្អទេយូរ៉ាន់នាងឈឺទៀតហើយខ្មោចដែលតាមលងបន្លាចកូនស្រីរបស់លោកមិនមែនធម្មតាទេអ្នកតាមពីក្រោយខ្ញុំទៅកុំមាត់គុំស្ងាត់ណាបានខ្ញុំស្ដាប់អ្នកយូរ៉ាន់កូនកុំធ្វើឲ្យប៉ាភ័យអីបងប្រុសខ្មោចដែលតាមលងនាងមិនមែនចង់សម្លាប់នាងទេតែវាចង់បញ្ចូលប្រលឹងវាទៅក្នុងខ្លួននាងលោកគ្រូអ្នកប៊ូតើពាក្យថាតុងហ្វាមានន័យថាម៉េចទៅកូនស្រីរបស់អ្នកthamពលជីវិតរបស់នាងត្រូវបានគេបឺតស្រូបអស់ស្ទើរតែទាំងស្រុងហើយនៅសល់តែដង្ហើមចុងក្រោយប៉ុណ្ណោះខ្មោចនោះកំពុងតែនៅក្បែរចាំបម្រើនាងបើទុកប៉ុន្មានថ្ងៃទៀតខ្មោចនោះប្រហែលជាអាចលេបត្របាក់ប្រលឹងនាងទាំងស្រុងហើយដល់ពេលនោះកូនស្រីរបស់អ្នកនឹងមិនមែនជាកូនស្រីរបស់អ្នកទៀតឡើយសូមលោកគ្រូជួយសង្គ្រោះកូនស្រីខ្ញុំផងវាហួសពេលបន្តិចហើយបើខ្មោចនោះមិនព្រមបញ្ចេញthamពលជីវិតរបស់កូនស្រីអ្នកមកវិញទេបើយើងសម្លាប់វាកូនស្រីរបស់អ្នកក៏នឹងស្លាប់ភ្លាមដែរលោកគ្រូសូមលោកគ្រូជួយផងមិនបានទេលោកចៅអាម្នាក់នេះវាគ្រាន់តែនិយាយរឿងឥតប្រយោជន៍ទេខ្ញុំបានហៅអ្នកជំនាញលំដាប់កម្ពស់ពីក្រៅប្រទេសមកហើយយូហ្វឺននឹងមិនអីទេតែជន់ឈប់បានហើយបើសិនជាជំងឺរបស់យូហ្វឺនអាចព្យាបាលបានគឺវាជាសះស្បើយយូរហើយបើអញនៅតែរករឿងទៀតត្រឡប់ទៅវិញទៅលោកគ្រូសូមអញ្ជើញលៀននាងជាទីស្រឡាញ់ចូលបង្ហាញរូបរាងពិតមកអាប៊ីសាច់ឲ្យចេញមកអញនឹងសម្លាប់ឯងមុនពិតជាមានវិបដិសារីណាស់លោកចៅតើលោកស្រឡាញ់យូរ៉ាន់ដែរឬទេខ្ញុំស្រឡាញ់នាងខ្លាំងណាស់នាងសំខាន់ជាងជីវិតខ្ញុំទៅទៀតខ្ញុំក៏ដូចគ្នាដែរអាតាបូជានេះចង់សម្លាប់កូនស្រីខ្ញុំលោកប្រាប់ខ្ញុំមកតើខ្ញុំគួរធ្វើម៉េចទៅរឿងនេះវាទៅជាយ៉ាងម៉េចទៅវិញខ្វះតែបន្តិចទៀតសោះខ្ញុំមិនមែនបានប្រាប់លោកហើយឬថាយូរ៉ាន់នឹងជាសះស្បើយរងចាំនាងជាសះស្បើយយូរ៉ាន់នឹងនៅតែជាយូរ៉ាន់ដដែលកូនស្រីខ្ញុំក៏អាចត្រឡប់មកវិញបានដែរហេតុអ្វីបានជាលោកមិនព្រមជឿខ្ញុំអាមនុស្សក្បត់នោះវាគ្រាន់តែនិយាយរឿងមិនពិតទេលោកវាងលោកជឿមែនឬថារបស់ដែលឃើញកាលពីមុននោះគឺជាកូនស្រីលោកពិតមែនលោកចង់មានន័យថាម៉េចរបស់ដែលលោកពាក់ជាប់ខ្លួននោះគឺជាបានខ្មោចមែនទេមែនហើយកាលពីពេលដែលកូនស្រីខ្ញុំជួបគ្រោះថ្នាក់ចរាចរណ៍ខ្ញុំអស់សង្ឃឹមខ្លាំងណាស់ក៏បានទៅប្រទេសថៃអ្នកនៅទីនោះប្រាប់ខ្ញុំថាមានវិធីសាស្ត្រដែលអ្នកត្រឡប់មកវិញនឹងនិយាយផ្ដេសផ្ដាសពួកបិសាចនឹងវាប្រើល្បិចករបស់ពួកវាទេនាងមិនមែនជាកូនស្រីអ្នកទេនាងគ្រាន់តែជាបិសាចអាក្រក់ប៉ុណ្ណោះរឿងនេះមិនអាចទៅរួចទេលោកគ្រូសូមលោកជួយខ្ញុំម្ដងទៀតទៅជាមួយនឹងសមត្ថភាពរបស់ខ្ញុំធ្វើមិនបានទេតើគ្មានវិធីផ្សេងទៀតពិតមែនឬទុកឲ្យខ្ញុំសាកល្បងមើលព្រះអាទិត្យប្រមូលធម្មពលនៅមិនព្រមចេញមកទៀត
អូយ ជាវ៉ែនតើអញយ៉ាងម៉េចហ្នឹង អាល្ងងតើអ្នកណាជាជាវរ៉ែនអូគឺវិញ្ញាណដែលខ្ញុំបានស៊ីទៅហើយនឹងមែនទេនិយាយទៅរសជាតិវាក៏មិនអន់ដែរណាពិតណាស់ខ្ញុំត្រូវតែអរគុណអ្នកបើមិនមែនព្រោះតែអ្នកតើខ្ញុំអាចមានអាហារដ៏ឆ្ងាញ់ពិសាបែបនេះបានដោយរបៀបណា មិនអាចទៅរួចទេរឿងនេះមិនអាចទៅរួចទេជាវ៉ែនគឺខ្ញុំទេដែលធ្វើឲ្យជាវ៉ែនត្រូវស្លាប់ប្អូនប្រុសម្នាក់នេះឈួតហើយដល់ថ្នាក់ហូរទឹកមាត់ទៀតចង់ចរចាយ៉ាងម៉េចទៅប្រាប់អ្នកនៅអាកំបាំងតូចមួយសិនចុះខ្ញុំជាមនុស្សដែលមានចំណង់ចំណូលចិត្តបន្តិចបន្តួចឲ្យតែឃើញខ្មោចគឺទ្រាំមិនបានចង់តែដៃមក អាចឈួតមនុស្សម្នាក់នេះមើលទៅហាក់ដូចជាកាចជាងខ្ញុំទៅទៀតតើពួកយើងទាំងពីរអ្នកនរណាជាខ្មោចពិតប្រាកដទៅលោកសិននេះ ចិត្តត្រជាក់ទៅនេះគឺជាវិធីសាស្ត្រចរចារបស់លោកសុគាត់ហើយ ពួកយើងទាំងពីរថយម្នាក់មួយជំហានទៅអ្នកប្រកួតបានខ្មោចឲ្យខ្ញុំមកហើយឲ្យខ្ញុំចាក់ចេញទៅខ្ញុំនឹងប្រកួតធម្មពលជីវិតរបស់ក្មេងស្រីម្នាក់នោះសងព្រលឹងមួយនោះទៅគេវិញតើបានទេ បានតើ មិនបានទេគាត់ ចិត្តត្រជាក់ទៅនេះជាវិធីចរចារបស់លោកស៊ូ អ្នកឯងនិយាយហើយត្រូវតែធ្វើតាមណាអ្នកឯងមិនកុហកខ្ញុំទៀតទេមែនទេ មិននឹងអាចទៅរួចខ្ញុំជាមនុស្សដែលឲ្យតម្លៃលើពាក្យសច្ចៈបំផុតបើខ្ញុំកុហកអ្នកថ្ងៃក្រោយកុំឲ្យខ្ញុំសម្រេចបាននៅកម្រិតធម្មពលថ្មីឲ្យសោះ បានខ្ញុំជឿអ្នក ដល់វិញអ្នកហើយ អ្នកវឹកហាត់ធម្មពលនៃកូននាគម្នាក់នេះក៏មិនហ៊ានបំពេញពាក្យសច្ចៈដ៏ធ្ងន់ធ្ងរបែបនេះដែរបានហើយយកប៊ីខ្មោចនោះមកឲ្យខ្ញុំមក ខ្ញុំឲ្យពងមួយទៅអញយកទៅ អាល្ងងឲ្យអាមនុស្សនេះវាបបខ្មោចច្បាស់ណាស់អាមនុស្សបបប្រាស់អញហ៊ានបំពេញពាក្យសច្ចៈប្រណិធានមែនទេមិនខ្លាចការចិត្តមានទេ ខ្ញុំប្រាប់ហើយថាខ្ញុំមិនបោកប្រាស់ទេអញក៏មិនមែនជាមនុស្សដែរទៅស្លាប់ជាមួយខ្ញុំទៅ លោកគ្រូអានលីមិនទុកអញឲ្យនៅសុខទេ សូមអបអរសាទរម្ចាស់ប្រព័ន្ធដែលបានកម្ចាត់ខ្មោចព្រីបិសាចទទួលបានពិន្ទុបុណ្យកុសល500ពិន្ទុឥឡូវនេះមាន3000ពិន្ទុហើយរួចរាល់ហើយប្អូនប្រុសអេមមែនតេនមែនហើយចុះលោកគ្រូអានលីនឹងជានរណាទៅលោកគ្រូអានលីគឺជាអ្នកជំនាញខាងបង្ក្រាបខ្មោចលំដាប់កំពូលគេល្បីថាគាត់ចិញ្ចឹមខ្មោចបកស្បែកកម្រិត7ពីមួយក្បាលកម្រិត7នឹងឬចុះមិនបានពិន្ទុបុណ្យកុសលរាប់ម៉ឺនឯណោះទេប្អូនប្រុសកុំប្រាប់ណាថាប្អូនចង់ទៅបង្ក្រាបគាត់នឹងអាម៉ែអញលួចដាក់កាមេរ៉ាក្នុងពោះខ្ញុំមែនទេត្រូវហើយប្អូនប្រុសម្នាក់នេះបើមិនបានកម្ចាត់ខ្មោចទេគឺនៅមិនសុខឡើយ លោកឪពុក យូឡានអរគុណអ្នកទាំងពីរដែលបានជួយកូនស្រីខ្ញុំចង់បានរង្វាន់អ្វីនិយាយមកចុះមិនបាច់ទេខ្ញុំគ្រាន់តែបង្ហោះវីដេអូដំណើរការនេះទៅប្រព័ន្ធនឹងផ្ដល់រង្វាន់ឲ្យខ្ញុំហើយហត់នឿយខ្លាំងហើយមកអង្គុយផឹកទឹកសិនមក ហត់អីទៅរឿងអាកំបាំងនៅសាកលវិទ្យាល័យយូឆេងនិងអាគារដែលសាងសង់មិនទាន់រួចនោះគេដោះស្រាយអស់ហើយយើងទៅអត់ប្រយោជន៍ទេ សមាជិកថ្មីស៊ូមបានបង្ហោះរបាយការណ៍សម្រាប់ខ្មោចព្រីបិសាចហើយគឺបានសម្រាប់ខ្មោចកម្រិត2ដោយជោគជ័យ អ្វីណាថែមទាំងសម្រាប់ខ្មោចបានមួយទៀតឬ នេះជារបាយការណ៍ពីការសម្លាប់ខ្មោចនៅលើនាវារបស់យើងបានសម្លាប់ខ្មោចកម្រិត2ដោយជោគជ័យហើយអាម្នាក់នេះមិនបាច់សម្រាប់យកកម្លាំងខ្លះទេហ៎កម្រិតធម្មពលខ្មោចវាឡើងដល់កម្រិត2ហើយបានខ្មោចនេះគឺជាពស្តាងច្បាស់លាស់របាយការណ៍នេះគ្មានបញ្ហាអ្វីទេលោកប្រធានលីនគឺវានឹងហើយដែលធ្វើឲ្យពួកលោកខាតពេលទៅអត់ប្រយោជន៍អ្នកមានការងារសម្រាប់ថ្មីពីម៉ាទីនសូមឆែកមើលឲ្យទាន់ពេលផងក្រុមកំពុងជួបជុំគ្នានៅរោងចក្រដែលចាស់នៅភាគខាងជើងក្រុងខ្មោចកម្រិត3គឺអាស្លាកស្នាមនឹងបង្ហាញខ្លួនហើយនៅទីនោះក៏មានខ្មោចប្រហែល50ក្បាលទៀតដែរបើអាចកម្ចាត់អាស្លាកស្នាមបានតើខ្លាចអីថាសៀនមិនមើលមកខ្ញុំដោយការកោតសរសើរនោះអរគុណចាប់ផ្ដើមប្រតិបត្តិការទៅអាស្លាកស្នាមនោះប្រគល់ឲ្យខ្ញុំចុះខ្ញុំនឹងទៅរាយការណ៍ជូនលោកប្រធានភ្លាមយប់នេះត្រូវតែចាប់ពួកវាឲ្យអស់លោកតានេះគួរឲ្យចាប់អារម្មណ៍ណាស់ខ្ញុំមិនយកថ្លៃឈ្នួលព្រោះមានអង្គភាព749ចេញលុយឲ្យតែគាត់បែរជាយកតែ200ទៅវិញតើគាត់ពិតជាអ្នកជំនាញលាក់ខ្លួនមែនទេលោកតាចាស់តើខ្ញុំអាចសួរឈ្មោះលោកបានទេអាត្មាឈ្មោះស៊ីងលីហៅថាលីលោកតាចាស់លោកកំពុងលេងសើចនឹងខ្ញុំមែនទេឲ្យតែត្រូវរន្ទះបាញ់គ្រប់9999ដងនឹងអាចឡើងទៅឋានសួគ៌វិញបានហើយដល់ពេលនេះចាំខ្ញុំមើលបន្តិចមើលត្រូវគេបាញ់បាន4997ដងហើយលោកគ្រូអ្នកត្រូវរន្ទះបាញ់រាប់ពាន់ដងហើយនៅមិនទាន់ស្លាប់ទៀតគេរឿងនេះមានខ្លាំងឯណាបើឥឡូវមានភ្លៀងធ្លាក់មកខ្ញុំនឹងសម្ដែងឈុតត្រូវរន្ទះបាញ់ឲ្យអ្នកមើលភ្លាមតែម្ដងចប់ហើយត្រូវគេបាញ់ទៀតហើយលោកគ្រូឲ្យមាត់លោកនឹងពូកែម្លេះអាម៉ាប់ភ្លេចបន្ទោនឹងវាសម្ដៅមករកយើងមែនរឿងដែលទៀតហើយមកដល់ហើយអ្វីដែលត្រូវមកវាក៏មកដល់ឃើញទេខ្ញុំមិនបានកុហកអ្នកទាំងពីរទេណាខ្លាំងមែន អ្នកមានការបញ្ជាទិញថ្មីចូលមកហើយសូមឆែកមើលភ្លាមណា អាម៉ាប់ក្រុមខ្មោចព្រីបិសាចកម្រិត3ជាមួយខ្មោចប្រហែល50ក្បាលទៀតនេះមិនមែនបានពិន្ទុបុណ្យរាប់ម៉ឺនឯណោះទេហ៎ បងឲ្យកុំអីណាខ្លាចណាស់បើមិនអញ្ចឹងទេយើងបដូរទៅផ្សាយផ្ទាល់កន្លែងផ្សេងវិញទៅ ខ្លាចអី
តើមានខ្មោចមែនឬម្យ៉ាងទៀតបើកន្លែងនេះមិនចម្លែកទេខ្ញុំក៏មិនមកដែរមើលចុះមានមនុស្ស3000នាក់កក់ទុកហើយមិនប្រកាសទេយប់នេះអ្នកទស្សនាអាចឡើងដល់10000នាក់ក៏ថាបាន10000នាក់ហ៎ខ្ញុំដូចជាលែងខ្លាចហើយបើធៀបនឹងខ្មោចខ្ញុំខ្លាចភាពក្រីក្រជាងនឹងហើយបានត្រូវបើនិយាយពីខ្មោចនៅលើโลกនេះមានតែមួយប្រភេទទេគឺខ្មោចក្រីក្រពួកអ្នកឯងកំពុងធ្វើអីហ្នឹងអូយខ្មោចមានខ្មោចកុំស៊ីខ្ញុំអីសាច់ខ្ញុំមិនឆ្ងាញ់ទេណាតើអ្នកណាគេចង់ស៊ីពួកឯងហេដឹងអត់ថាមនុស្សបន្លាចមនុស្សវាអាចធ្វើឲ្យគេស្លាប់បានណាហ៊ីយ៉ាពួកឯងជាអ្នកគ្រប់គ្រងក្នុង live របស់ពួកយើងមែនទេពួកយើងមិនមែនជាអ្នកគ្រប់គ្រងក្នុង live របស់ពួកឯងទេពួកយើងមកទីនេះដើម្បីកម្ចាត់ខ្មោចព្រាយបិសាចហះបងប្រុសឯងចេះនិយាយលេងសាច់មែនតែនិយាយទៅគំនិតរបស់ឯងមួយនេះមិនអន់ទេចុះបើពួកយើងសហការគ្នាទៅចំណូលពួកយើងចែកឲ្យពួកឯង 30% មិនដែរបងប្រុសឲ្យខ្មោចក្នុងនេះវាខ្លាំងណាស់ពិបាកនឹងទប់ទល់ណាស់ឥឡូវនៅមានមនុស្សធម្មតា2នាក់ទៀតចាំពួកក្រុម749មកដល់សិនទៅបើក្រុម749មកដល់ចុះមិនមែនមកដណ្ដើមយកស្នាដៃពួកយើងទេរងចាំលេងបានហើយលោកគ្រូអ្នកបួសលោកកុំចូលទៅអីនៅចាំមើលមនុស្ស2នាក់នេះទៅអត់បានទេបងប្រុសក្នុងពេលដែលឯងសម្រេចចិត្តចូលទៅហើយអាត្មាភាពនេះនឹងតាមទៅជួយឯងឲ្យដល់ទីបំផុតបន្តិចទៀតខ្មោចទាំងនោះទុកឲ្យខ្ញុំជាអ្នកដោះស្រាយម្នាក់ឯងទៅឯងកុំមកដណ្ដើមខ្ញុំឲ្យសោះឯងក៏ដឹងដែរថាខ្ញុំមានជំងឺពេលដែលខ្ញុំឈឺឡើងមកគឺខ្ញុំមិនស្គាល់សាច់ញាតិអ្វីទាំងអស់ណាបានជំងឺនេះមើលទៅធ្ងន់ធ្ងរណាស់លោកគ្រូអ្នកបួសរឿងដែលខ្ញុំស្នើការពីមិញលោកពិចារណាម្ដងទៀតមើលខ្ញុំនឹងឲ្យពួកលោកចុះបាននិយាយពី5ជាន់វិញតើមិនដែរកុំលេងសាច់អីយើងមកទីនេះដើម្បីកម្ចាត់ខ្មោចព្រាយបិសាចពិតមែនណាខ្ញុំប្រាប់ហើយថានៅលើโลกនេះមានខ្មោចអាចឈួតឲ្យមានខ្មោចមែនទេតើត្រូវតែប្រុងប្រយ័ត្នឲ្យមែនតែនខាងក្នុងនឹងមានខ្មោចព្រាយច្រើនណាស់កុំធ្វើប្រហែសឲ្យសោះយោទេគ្រាន់តែជាខ្មោចកម្រិត3មួយក្បាលនឹងមិនដល់មួយផ្លែតផងខ្ញុំនឹងវាឲ្យងាប់នៅនឹងកន្លែងនឹងឯងខ្មោចព្រាយទាំងនេះនៅជុំគ្នាវាងាយនឹងខ្លាំងឡើងណាស់បើអាម្នាក់មានស្នាមរបួសនឹងទម្លុះដល់កម្រិត4នោះយើងពិបាកដោះស្រាយហើយនិយាយទៅស៊ូម៉ូក៏គួរតែមានកម្រិតអ្នកហ្វឹកហាត់កម្រិត4ដែរបើមានគេនៅទីនេះយើងប្រហែលជាមានសុវត្ថិភាពជាងមេក្រុមលីនយើងប្រញាប់ចូលទៅក្នុងនឹងទៅពួកអ្នកឯងមកទីនេះដើម្បីអ្វីខ្មោចមួយក្បាលនេះមើលទៅមិនសូវឆ្លាតប៉ុន្មានទេប្រើប្រាស់វាបន្តិចទៅមើលបងប្រុសកុំភ័យអីខ្ញុំកោតសរសើរក្រុមពូថៅខ្លាំងណាស់ចង់ចូលរួមជាមួយពួកបងមិនបានទេពួកយើងមិនទទួលមនុស្សរស់ទេមានតែខ្មោចព្រាយទេទើបអាចចូលបានបងប្រុសនិយាយបែបនេះមិនត្រឹមត្រូវទេបងគិតមើលបើតួតែខ្មោចតើថ្ងៃក្រោយយើងនឹងធ្វើឲ្យមនុស្សនិងខ្មោចរួមរស់ជាមួយគ្នាបានដោយរបៀបណាដល់ស្រះទឹកនេះតើត្រូវធ្វើឲ្យវាធំធាត់ខ្លាំងក្លាហើយបង្កើតភាពរុងរឿងឡើងវិញដោយរបៀបណាអញសាកគិតឲ្យល្អិតល្អន់ម្ដងទៀតមើលអ្វីដែលអ្នកនិយាយហាក់ដូចជាមានហេតុផលខ្លះដែរប៉ុន្តែបងប្រុសខ្ញុំមិនយកទេហើយមនុស្សកំសាកក៏ខ្ញុំមិនយកដែរបងប្អូនឲ្យនេះជាកាដូដែលខ្ញុំយកមកជូនមេក្រុមអូខ្ញុំយល់ហើយល្អណាស់ពួកអ្នកតាមខ្ញុំមកបងប្រុសតើយើងត្រូវចូលទៅជាមួយដែរខ្ញុំមិនចង់ចូលទេអញគិតថាបើពួកឯងនៅទីនេះតើនឹងមិនត្រូវខ្មោចព្រាយបិសាចដែលដើររង្គាត់ស៊ីបាត់ទៅតាមខ្ញុំមកលោកគ្រូលេងនឹងការពារពួកឯងឲ្យមានសុវត្ថិភាពអូចុះមិនមែនថ្ងៃនេះខ្ញុំត្រូវទៅទិញប្រេងទេលោកគ្រូលីតើហត់នឿយហើយមែនទេអត់អីទេមែនទេសំណាងហើយខ្ញុំនឹងខំប្រឹងឲ្យអស់ពីសមត្ថភាពអូត្រូវហើយមិញនេះអ្នកនិយាយអ្វីជាមួយហាន់ហ្គាយទៅមិនបានជាគាត់ព្រមឲ្យពួកយើងចូលទៅងាយបែបនេះខ្ញុំគ្រាន់តែប្រាប់គាត់ថាសាច់របស់ពួកអ្នកមានក្លិនឈ្ងុយខ្លាំងគាត់ក៏ព្រមទៅអ្នកនេះពិតជាល្អមែនណាខ្ញុំពិតជាអរគុណអ្នកខ្លាំងណាស់បងប្អូនឲ្យពួកអ្នកកំពុងធ្វើអ្វីហ្នឹងមកលឿនឡើងមកហើយសម្រេចការហើយសំឡេងនេះចម្លែកណាស់មិនមែនជារបស់ពួកយើងទេគឺជារបស់ខ្ញុំទាំងអស់អ្នករងចាំនៅទីនេះសិនទៅខ្ញុំទៅហៅមេក្រុមឲ្យចេញមកនិយាយបន្តិចលោកសូតើត្រូវការឲ្យខ្ញុំជួយពិតមែនឬគុំជួយឯណាទុកឲ្យខ្ញុំដោះស្រាយទៅហើយបងប្អូនទាំងអស់គ្នាគោរពគាត់បន្តិចទៅបងប្អូនទាំងអស់គ្នាថ្ងៃនេះជាខួប1ខែនៃការបង្កើតក្រុមពូថៅរបស់យើងថ្មីនេះពួកអអ្នកការិយាល័យ149នឹងតាមខមមិនលេងដូចជាស្អិតជាប់នឹងស្បែកអញ្ចឹងគ្មានជំរឿទេបានត្រឹមតែធ្វើនៅទីនេះឯងចាំ2ថ្ងៃទៀតចាំខ្ញុំនាំពួកឯងទៅសប្បាយក្នុងក្រុងផឹកស្រាដែលខ្លាំងបំផុតហើយខំមនុស្សដែលនៅរស់មានក្លិនមនុស្សរស់ចាំសិនពួកឯងជានរណាលោកម្ចាស់អាម្នាក់នេះមកសុំជ្រកកោននឹងលោកហើយ3នាក់ទៀតនោះគឺជាកាដូដែលវាយកមកជូនលោកមនុស្សរស់ហើយ
គួរឲ្យចាប់អារម្មណ៍ណាស់អញឲ្យឱកាសឯងមួយបើឯងសម្លាប់អា3នាក់នោះចោលទាំងអស់អញនឹងឲ្យឯងចូលបក់តាមពិតទៅអញមកទីនេះដើម្បីកម្ចាត់ពួកឯងទាំងអស់គ្នាទេលើកដៃឡើងពួកឯងត្រូវអញឡោមព័ទ្ធអស់ហើយអញដឹងតាំងពីដើមមកហើយថាឯងមិនមែនមកល្អទេទៅកម្ចាត់វាឲ្យឯងមកបានល្អណាស់អស្ចារ្យណាស់អស្ចារ្យមែនទៅស្លាប់ទាំងអស់គ្នាទៅបងប្រុសម្នាក់នេះពិតជាខ្លាំងមែនឃើញហើយដូចជាពួកអ្នកលេងមន្តអាគមខ្មៅអញ្ចឹងធ្វើពួកខ្មៅព្រីខ្លាំងមែនទេសំឡេងសាច់នេះដូចជាពួកអ្នកលេងមន្តអាគមខ្មៅអញ្ចឹងមើលជួយផងទៅយើងចូលទៅមើលខាងក្នុងអូមកដល់ហើយលីដេឡាអាម្នាក់ក្នុងដៃគេនឹងគឺអាបាកូហើយចុះពួកក្រុមពូថៅនឹងគេម្នាក់ឯងសម្លាប់អស់រលីងមកហោះប្រហែលជាមែនហើយអាងប់ឲ្យអាស៊ូម៉ូនឹងវាខ្លាំងម្លេះហេតុអីវាខ្លាំងម្លេះមេលីអាអ្នកលេងអវិជ្ជានឹងមិនមែនមានកម្រិតដល់កម្រិត5ហើយទេដឹងអ្នកលេងអវិជ្ជាហ៎មែនហើយស៊ូម៉ូឯងជាអ្នកលេងអវិជ្ជាចុះចាញ់ឥឡូវនេះទៅអ្នកលេងអវិជ្ជាខ្ញុំនឹងហ៎ពួកអ្នកជារបស់រដ្ឋាភិបាលមែនទេពួកយើងជារបស់រដ្ឋាភិបាលចុះពួកអ្នកមកធ្វើអីនៅទីនេះខ្ញុំជាមួយប្រពន្ធខ្ញុំគ្រាន់តែមក live វីដេអូមិននឹកស្មានថាជួបអាម្នាក់នេះសោះរួចហើយវានិយាយថាចង់យកខ្ញុំជាមួយប្រពន្ធខ្ញុំទៅធ្វើជាកាដូជូនមេក្រុមពូថៅទៅវិញស៊ូម៉ូឯងមានអីចង់និយាយទៀតទេខ្ញុំមានអីត្រូវនិយាយទៀតពួកអ្នកសង្ស័យថាខ្ញុំជាអ្នកលេងអវិជ្ជាចុះពួកអ្នករកផុសតាងមកបញ្ជាក់មកឬមួយក៏ពួកឯងសាកល្បងមើលថាតើអាចចាប់ខ្លួនអញបានដែរឬអត់អ្នកទាំងអស់គ្នាស្ងប់អារម្មណ៍សិនខ្ញុំគិតថាមានការយល់ច្រឡំនៅទីនេះចុះសម្ដីរបស់ពួកគេមិនមែនជាការពិតទេមិនមែនជារឿងក្នុងផ្ទះទេគឺលោកស៊ូនឹងហើយដែលប្រើល្បិចកលនាំពួកយើងមកដល់សម្បុករបស់គាត់ទើបនិយាយបែបនេះបើមិនអញ្ចឹងទេហេតុអ្វីគាត់មិនសម្លាប់ពួកយើងទាំង3នាក់ចោលទៅអ្នកដើមម្នាក់នេះនិយាយត្រូវហើយដាក់អាវុធចុះទាំងអស់គ្នាពួកអាមនុស្សរងងនេះសំណាងហើយដែលចាប់បានទាំងអស់បើមិនអញ្ចឹងទេលោកីនេះប្រហែលជាត្រូវមានរឿងសម្លាប់រង្គាលកើតឡើងទៀតហើយពួកអ្នកលេងសើចគ្រប់គ្រាន់ហើយមែនទេអញ្ចឹងដល់វិញខ្ញុំម្ដងស៊ូម៉ូអ្នកហ៊ានសម្លាប់ខ្ញុំមែនទេអ្នកបង្ករឿងដាក់ខ្ញុំម្ដងហើយម្ដងទៀតគិតថាខ្ញុំគ្មានកំហឹងមែនទេលោកស៊ូសូមកុំខឹងអីកំហុសរបស់វាងធានលីពួកយើងនឹងដោះស្រាយយ៉ាងតឹងរឹងតាមច្បាប់ធានាថានឹងផ្ដល់ចម្លើយដែលលោកពេញចិត្តបានពួកអ្នកយកវាត្រឡប់ទៅវិញទៅហើយប្រាប់ប្រធានការិយាល័យឲ្យដោះស្រាយលោកស៊ូប្រាក់រង្វាន់សម្រាប់ការកម្ចាត់ក្រុមបាក់ពូថៅពួកយើងនឹងបើកជូនតាមពេលកំណត់អរគុណលោកដែលបានរួមចំណែកដល់ទីក្រុងយូឈឹងបានអញ្ចឹងខ្ញុំសូមត្រឡប់ទៅវិញមុនហើយអេវាចង់ធ្វើស្អីកុំគិតច្រើនអីខ្ញុំកំពុងតែញ័រអស់ហើយបងប្រុសលោកប្រហែលជាជួបខ្មោចលងហើយខ្ញុំនឹងជួយដោះស្រាយឲ្យអាចឈួតឲ្យអាម្នាក់នេះវាជាមនុស្សវិកលចរិតមែនទេឃើញខ្មោចភ្លាមចង់សម្លាប់ចោលភ្លាមហ្មងហេលោកស៊ូកុំធ្វើអីណានាងគឺជាអ្នកគ្រប់គ្រងខ្មោចនៅក្នុងខ្លួននាងក៏សម្លាប់មិនបានដែរអ្នកគ្រប់គ្រងខ្មោចតើវាជាអ្វីទៅវាគឺជាយន្តគ្រប់គ្រងខ្មោចគឺការធ្វើកិច្ចសន្យាមុនពេលគ្រប់គ្រងខ្មោចដោយប្រើអំណាចនៃការគ្រប់គ្រងខ្មោចដើម្បីកម្ចាត់យន្តហ្វឹកហាត់របស់ខ្មោចនោះអញ្ចឹងហេអូខេអញ្ចឹងបើគ្មានរឿងអីទៀតទេខ្ញុំសុំទៅមុនហើយម៉ែឲ្យធ្វើឲ្យខ្ញុំភ័យស្ទើរតែស្លាប់ប្រធានលីនតើបងលេងនឹងត្រូវទទួលទោសបែបណាដែរខ្ញុំក៏មិនដឹងច្បាស់ដែរប៉ុន្តែទំនងជាត្រូវគេបណ្តេញចេញហើយសង្ឃឹមថាអាម្នាក់នេះនឹងចងចាំមេរៀននេះហើយកុំឲ្យវាក្លាយជាមនុស្សអាក្រក់ពិតប្រាកដអីត្រូវតែរកកន្លែងផ្លាស់ទៅនៅឲ្យបានឆាប់នៅក្នុងបន្ទប់គេងវាមិនស្រួលសោះស៊ូមូអ្នកត្រឡប់មកវិញហើយហេវាយឲ្យនេះម៉ោង3ព្រឹកហើយអ្នកនៅមិនទាន់គេងទៀតហេខ្ញុំកំពុងតែជែកលេងជាមួយសង្សារខ្ញុំនឹងណាអ្នកមានសង្សារហើយហេតាំងពីពេលណាទៅទើបតែស្គាល់គ្នានៅលើអនឡាញថ្ងៃនេះឯងមិនអន់ទេតើពេលណាពួកយើងអាចទៅញ៉ាំបាយជាមួយគ្នាបានពួកយើងមិនទាន់ដល់ដំណាក់កាលនឹងទេចាំបន្តិចសិនទៅរកឃើញគោលដៅដែលអាចពង្រឹងបានគឺកណ្ដឹងមាសតើអ្នកចង់ពង្រឹងវាដែរឬទេវាយភ្លេចបាត់បន្ទាប់ពីកម្ចាត់ក្រុមបងធំពូថៅរួចខ្ញុំមានបន្ទុកពង្រឹងគ្រប់គ្រាន់ហើយកណ្ដឹងមាសនេះបន្ទាប់ពីពង្រឹងរួចគួរតែជាក្បាច់គុណប្រភេទការពារដែលជាអ្វីដែលខ្ញុំកំពុងត្រូវការសៀវភៅនេះខ្ញុំយកទៅហើយខ្ញុំចេញទៅក្រៅមួយផ្លែធ្វើអីអ្នកចង់ហាត់មែនទេត្រូវហើយខ្ញុំចង់ហាត់ហើយនឹងទៅកម្ចាត់ពួកខ្មោចព្រាយបិសាចហាបងប្រុសឲ្យនៅលើលោកនេះមានរឿងអីចម្លែកទៅម្យ៉ាងទៀតខ្ញុំឃើញតាប៉ាឡេម្នាក់នៅមុខទ្វារគួរឲ្យអាណិតក៏ទិញសៀវភៅចម្លងពីគាត់មកតើវាហាត់កើតអីទៅ
បងប្រុសឲ្យខ្ញុំបើកបានហើយវាហាត់កើតមែនបានចង់ហាត់អីហាត់ទៅខ្ញុំលែងខ្វល់ពីអញហើយប្រព័ន្ធឲ្យពង្រឹងវាទៅកណ្ដឹងមាសការពារខ្លួនត្រូវបានពង្រឹងជោគជ័យសូមអបអរសាទរម្ចាស់ប្រព័ន្ធដែលទទួលបានក្បាច់គុណថ្មីកណ្ដឹងមាសអណ្ដើកខ្មៅ9ជាន់កម្រិតបច្ចុប្បន្នគឺជាន់ទី1អាចបង្កើតជារូបភាពកណ្ដឹងមាសដើម្បីការពារខ្លួនបាននេះកណ្ដឹងមាសការពារខ្លួនមែនទេវាយគ្រាន់តែបែបផែនពិសេសនេះក៏សមនឹងចំណាយពិន្ទុគុណធម៌10000នេះដែរលោកម្ចាស់ចៅមានរឿងអីមែនទេការដ្ឋានសំណងរបស់មិត្តភក្តិខ្ញុំម្នាក់បានជីកឃើញរបស់ចម្លែកកាលពីប្រហែលថ្ងៃមុនរួចក៏ចាប់ផ្ដើមមានមនុស្សស្លាប់ឥឡូវស្លាប់ 4-5 នាក់បាត់ទៅហើយអូកាច់សាហាវម្លេះប្រាប់អាសៀឋានមកខ្ញុំនឹងទៅមើលអាសៀឋានគឺក្រុមហ៊ុនធានគឺជីនស៊ីវឈីងសានអាឡូលោកស៊ូខ្ញុំលីនសៀនសៀនឈៀនលីត្រូវគេបណ្ដឹងចេញពីអង្គភាព749រួចហើយយើងបានព្រមមានគាត់ហើយថាកុំឲ្យហ៊ានធ្វើបាបលោកប៉ុន្តែខ្ញុំខ្លាចតែគាត់មិនព្រមចុះចាញ់បែបនេះទេមិនអីទេបើគាត់ចង់មកស្លាប់ក៏ឲ្យគាត់មកចុះស៊ូម៉ូអ្នកទាំងពីរចាំមើលចុះលោកប្រធានលីនរឿងនេះមិនមែនកំហុសលោកទេគឺលោកឡាយខ្លួនឯងទេដែលធ្វើហួសហេតុពេកចុះស្ថានភាពនៅខាងក្នុងជីនស៊ីវយ៉ាងម៉េចហើយខ្ញុំមានអារម្មណ៍ថាទីនោះមានអ្វីមិនស្រួលសោះកុំបារម្ភអីលោកប្រធានលីនសមាជិកក្រុមទាំង3នាក់ដែលទៅនោះសុទ្ធតែជាអ្នកហ្វឹកហាត់កម្រិត2មិនមានបញ្ហាអ្វីទេសួស្តីតើលោកគឺជាលោកស៊ូមែនទេមែនហើយនាំខ្ញុំចូលទៅមើលបន្តិចទៅលោកស៊ូមើលទៅក្មេងខ្លាំងណាស់បានហើយអញ្ជើញតាមនេះមកលោកស៊ូកាលពី3ថ្ងៃមុនកម្មករបានជីកឃើញឈូសមួយដែលមានឈាមហូរចេញមកពីក្នុងរណ្ដៅការដ្ឋានសំណង់មឈូសនេះមើលទៅគឺជារបស់ពួកអភិជនសម័យបុរាណប្រើប្រាស់អ្នកថាតើក្នុងនោះនឹងមានរបស់មានតម្លៃអ្វីខ្លះទៅអាមួយនេះកុំមកធ្វើរឿងផ្ដេសផ្ដាស់ឲ្យសោះលោកប្រធានយើងគ្រាន់តែបើកមើលបន្តិចបន្តួចប៉ុណ្ណោះអត់ទេត្រូវតែបិទភ្លាមនេះវាពេលថ្ងៃត្រង់ច្បាស់តើអាចនឹងត្រូវខ្មោចលងបានយ៉ាងម៉េចទៅអញ្ចឹងក៏បានដែរសុំមើលបន្តិចចុះ1 2 3ប្រើកម្លាំងមកអូយមានខ្មោចលោកយូតាអ្នកដែលស្លាប់នោះគឺជាអ្នកដែលបើកមឈូសទាំងនោះមែនទេអ្នកដែលបើកមឈូសទាំងពីរអ្នកនោះស្លាប់អស់ហើយរឿងដែលចម្លែកបំផុតនោះគឺសាកសពរបស់ពួកគេបានត្រឡប់មកការដ្ឋានវិញនៅពាក់កណ្ដាលអាធ្រាត្ររួចក៏បាត់ខ្លួនទៅវិញខ្ញុំយល់ពីដំណើររឿងអស់ហើយប៉ុន្តែលោកលីវលោកពិតជាហ៊ានមែនណារឿងបែបនេះហើយនៅហ៊ាននៅកន្លែងការដ្ឋានទៀតបើជាពេលយប់ខ្ញុំក៏មិនហ៊ានមកទីនេះដែរគ្រាន់តែថ្ងៃនេះក្រៅពីលោកស៊ូក៏មានអ្នកផ្សេងមកដែរខ្ញុំក៏សម្រេចចិត្តរងចាំលោកនៅទីនេះតែម្ដងទៅអ្នកផ្សេងទៀតឬមួយក៏មកពីអង្គភាព749មែនទេមែនហើយមក3នាក់ចូលទៅខាងក្នុងយូគូសំហើយអាម៉ាប់ឲ្យមិនបានទេខ្ញុំត្រូវតែប្រញាប់ឡើងបើមិនអញ្ចឹងទេបើត្រូវពួក749ដណ្ដើមយកពិន្ទុគុណធរទៅធ្វើមិនទៅលោកលីវឯឡុងជុំនេះណាគឺនៅរណ្ដៅធំខាងនោះឯងល្អខ្ញុំចូលទៅមើលសិនលោកលីវទៅរងចាំនៅខាងក្រៅទៅកុំព្យាយាមចូលមកចិត្តទីនេះអីបានចម្លែកណាស់មិញនៅខាងក្រៅមិនឃើញមានខ្យល់អាកាសអាប់អួរតតែសោះមិននឹកស្មានថាវាប្រមូលផ្ដុំគ្នានៅទីនេះសោះសញ្ញាអំពាវនាវសូមជំនួយបន្ទាន់ក្រុមការងារភ្នំជីនស៊ូកំពុងជួបប្រទះនឹងខ្មោចឈាមកម្រិត3សូមការគាំទ្រជាបន្ទាន់អូហូក្លិននៅទីនេះពិតជាឈួរខ្លាំងមែនអាប់ក៏ក្រាស់ដែរមើលមិនឃើញឆ្ងាយទេនៅខ្វះតែមួយដុំចុងក្រោយទេមិនមែនទេចុះក្បាលអញទៅណាយកក្បាលអញមកឲ្យខ្ញុំមកអាពួកធ្វើខ្លួនជាខ្មោចព្រីបេសាចមានតែប៉ុណ្្នឹងមែនទេកុំចូលមកណាអញខូខើពេកហើយតើពួកយើងទាំងពីរនាក់នរណាជាខ្មោចព្រីបេសាចពិតប្រាកដទៅកុំនិយាយច្រើនតើវាមានរឿងអីទៅពួកអញស្លាប់ដោយរបៀបណាហើយខ្លាចជាខ្មោចព្រីបេសាចបានយ៉ាងម៉េចពួកយើងទើបតែបើកំប៉ុងស្រាប់តែមានផ្សែងខ្មៅហុយចេញមកបន្ទាប់មកខ្ញុំក៏លែងដឹងអីទៀតហើយពេលខ្ញុំដឹងខ្លួនឡើងវិញក៏ត្រឡប់ទៅក្បែររំឈូសនោះម្ដងទៀតហើយក៏មានមនុស្សម្នាក់ចេញមកពីក្នុងនោះចុះបន្ទាប់មកទៀតយ៉ាងម៉េចដែរគឺខ្មោចស្រីម្នាក់នោះហើយដែលធ្វើឲ្យអញខ្លាចជាទាសករខ្មោចចុះខ្មោចស្រីនៅក្នុងឈូសនោះជានរណាទៅខ្ញុំក៏មិនដឹងដែរប៉ុន្តែសមត្ថភាពរបស់នាងខ្លាំងណាស់ហើយក្បាលនិងដៃជើងរបស់នាងគឺសុទ្ធតែត្រូវបានគេយកខ្សែមកដេរភ្ជាប់គ្នាសំណួរទី2តាំងពីមុនខ្ញុំមកដល់មានអ្នកណាចូលមកទីនេះដែរឬទេមានចុះអ្នកទាំងនោះទៅណាហើយពួកគេទៅខាងឈូសនោះបាត់ហើយហេតុអ្វីបានជាឯងមិនខាត់ពួកគេទៅ
ពួកគេទាំង3នាក់មិនបានប៉ះទង្គិចជាមួយខ្ញុំទេខ្ញុំរវល់តែដេកខ្មោចមិនបានចាប់អារម្មណ៍ឡើយតាមពិតទៅបើអញមិនបានជួបខ្ញុំក៏ខ្ញុំមិនខ្វល់ពីអញដែរខ្ញុំគ្រាន់តែចង់ដេកខ្មោចប៉ុណ្ណោះអូខេបើអញ្ចឹងក៏គ្មានរឿងអីដែរអញ្ចឹងអញទៅរវល់ចុះខ្ញុំបន្តការងារខ្ញុំទៀតហើយអញកំពុងតែស្រមៃចង់បានអ្វីហ្នឹងសូមអបអរសាទរម្ចាស់ប្រព័ន្ធដែលបានកម្ចាត់ខ្មោចដេកខ្មោចកម្រិត2ទទួលបានពិន្ទុបុណ្យកុហកចំនួន500បើមិនចេញមកទៀតទេអាងប់ឲ្យខ្ញុំនឹងវាបំបែកមឈូសអុយរបស់អញចោលមានម្នាក់ទៀតមកដល់ហើយរាងកាយនេះពិតជាល្អណាស់មិនធម្មតាទេមកនេះមកខ្ញុំនឹងធ្វើឲ្យអ្នកសប្បាយរីករាយនេះវាជាការគ្រប់គ្រងផ្លូវចិត្តតើបុរសម្នាក់នេះរៀងមុំសង្ហាខ្លាំងណាស់កម្លាំងឈាមរបស់គេប្រកាសជាជួយឲ្យខ្ញុំមានកម្លាំងខ្លាំងឡើងមិនខានសំណាងហើយដែលខ្ញុំមានធម៌ពលក្នុងខ្លួនទើបអាចកម្ចាត់មន្តស្នេហ៍របស់នាងបានភ្លាមមកនេះចូលមកចិត្តបន្តិចមកខ្ញុំនឹងធ្វើឲ្យអ្នកមានក្តីសុខពិតមែនឬអ្នកមិនបានចាញ់មន្តស្នេហ៍ខ្ញុំទេចូលមកសង្ឃឹមថាអ្នកអាចទ្រាំនឹងដៃខ្ញុំបានចុះរាងកាយរបស់ខ្មោចស្រីនេះរឹងមាំមែនដល់ថ្នាក់អាចទទួលកណ្ដាប់ដៃខ្ញុំបានដោយមិនបែកខ្ទេចកណ្ដឹងនេះការពីកាយមិនក៏អាចទៅរួចអស់ផ្លូវហើយអញ្ចឹងមកមើលគ្នាទៅមើលថាក្បាលនាងរឹងឬកណ្ដាប់ដៃខ្ញុំរឹងជាងសួស្តីយើងមកពីអង្គភាព749ពីមុនមិត្តរួមការងាររបស់យើងធ្លាប់មកទីនេះម្ដងហើយបាទពួកគេចូលទៅកន្លះម៉ោងមុននេះហើយ10នាទីមុនលោកស៊ូក៏ទើបតែចូលទៅដែរលោកស៊ូតើគាត់ឈ្មោះស៊ូម៉ូមែនទេមែនហើយឲ្យងាប់ហើយបើជួបអាមនុស្សឈួតនឹងវាមិនគិតតែពីចង់សម្លាប់មនុស្សស្រីរបស់ខ្ញុំទេឬអីបងស្រីស៊ូមិនបានជួបគ្នាយូរហើយណាឆាប់ឡើងទៅជួយសង្គ្រោះមនុស្សជាមួយខ្ញុំក្លិនសាកសពខ្លាំងណាស់ខ្មោចឆៅនៅទីនេះប្រហែលជាមិនធម្មតាទេមើលទៅព្រះនាគបញ្ជាព្រះខ្យល់ជួយផងកម្ចាត់នាលឿនឡើងចុះទៅសង្ឃឹមថាគេនៅមានជីវិតខ្ញុំបានក្លិនហើយនៅទីដើរនោះក្លិនខ្លាំងណាស់ទៅប្រហែលជាទីនេះហើយមើលខ្ញុំចុះព្រះនាគឲ្យអូអ្នកទាំងពីរមកដល់ហើយស៊ូមូហេតុអ្វីបានជាគេនៅម្នាក់ឯងនៅទីនេះឬមួយក៏គេកម្ចាត់ខ្មោចឆៅនោះបាត់ទៅហើយប្រយ័ត្នខ្មោចឆៅនៅទីនេះហើយមានការពាររឹងមុំណាស់សំជាខ្មោចឆៅមែនតែកុំមើលងាយវិធីសាស្ត្រទៅកុំមកឲ្យសោះមើលខ្ញុំចុះព្រះនាគឲ្យអូយបងស្រីសៀនបងវាខ្ញុំធ្វើអីនៅនិយាយទៀតនេះគឺជាលោកស៊ូមូគាត់មិនមែនជាខ្មោចឆៅទេសុំទោសផងលោកស៊ូមនុស្សដែលខ្ញុំនាំមកនេះឆេវឆាវពេកហើយលោកយកតាពួកលោកមកពីអង្គភាព749ចូលចិត្តដណ្ដើមដៃមុនគេបែបនេះមែនទេសុំទោសផងលោកសឹកខ្ញុំពិតជាប្រញាប់ប្រញាល់ពេកហើយលោកសឹកចុះជជែកទៅណាហើយចុះនាងនៅណាលោកថាអីណាអីគេលោកស៊ូលោកសម្រាប់ខ្មោចឈាមនឹងបានមែនតើខ្ញុំកុហកអ្នកធ្វើអីតែអាមួយនឹងវាស្វិតមែនខ្ញុំវាអស់រាប់សិបដៃទៅវាងាប់លោកស៊ូនៅតែធ្វើឲ្យគេភ្ញាក់ផ្អើលដូចរាល់ដងមែនកញ្ញាលីនហេតុអ្វីអ្នកទាំងអស់គ្នាងឿងឆ្ងល់ម្ល៉េះលោកស៊ូមិនមែនខ្លាំងបែបនេះរហូតមកហើយឬអ្នកមិនយល់ទេខ្មោចឈាមនឹងស្ទើរតែមិនអាចកាប់ចាក់បានឡើយទោះបីជាខ្ញុំនឹងអាណាជួបខ្មោចឈាមកម្រិត3ឡើងទៅក៏ប្រើអាវុធវេទមន្តបានត្រឹមតែធ្វើឲ្យវាខូចខាតបន្តិចបន្តួចដែរតែលោកស៊ូគ្រាន់តែប្រើដៃទេក៏សម្លាប់វាបានអូអញ្ចឹងសោះលោកស៊ូពិតជាខ្លាំងមែនហើយលោកស៊ូលោកបានឃើញមនុស្សរបស់អង្គភាព749យើងទេមនុស្សរបស់អ្នកត្រូវបានខ្មោចឈាមនឹងសម្លាប់អស់ហើយខ្ញុំដឹងហើយអរគុណលោកស៊ូមឈូសឈាមនេះច្បាស់ជាមានអ្នកលេងអំពើអាក្រក់ប្រើវិធីបន្តឈាមដើម្បីចិញ្ចឹមកូនខ្មោចនៅទីនេះហើយវាជាវិជាខ្មៅកម្រិតខ្ពស់អ្នកលេងអំពើនោះប្រកាសជាខ្លាំងមិនធម្មតាទេនេះគឺជាវិជាចិញ្ចឹមខ្មៅកម្រិត9ប្រកាសជាគាត់ហើយលីវូស៊ីគាត់ខ្លាំងមែនទេលីវូស៊ីគឺជាមេនិកាយយិនស៊ឺគឺជាគ្រូកម្រិត950ឆ្នាំមុនអង្គភាព749បានឡោមព័ទ្ធនឹងសម្លាប់បុកបុរសកុមាររបស់លីវូស៊ីហើយក៏បានប្រយុទ្ធជាមួយខ្មោចកម្រិត9របស់គាត់ដែរសាកសពឈាមនេះគឺចង់ស្លាប់ទៅជាមួយគ្នាមិនមែនទេលីវូស៊ីមិនទាន់ស្លាប់ទេតែគោដែលប្រើសម្រាប់បង្ក្រាបខ្មោចព្រីទាំងនេះមើលទៅទើបតែដាំបាន20ឆ្នាំប៉ុណ្ណោះលីវូស៊ីមិនទាន់ស្លាប់ពិតមែនលោកស៊ូលោកត្រូវប្រយ័ត្នផងលោកបានកាត់សាកសពឈាមរបស់លីវូស៊ីចោលគេមិនព្រមលែងលោកនេះទេណាតើអ្នកចង់មានន័យថាអ្នកជំនាញខាងអវិជ្ជាកម្រិតគ្រូដូចជាលីវូស៊ីម្នាក់នេះនឹងនាំយកសាកសពឈាមទាំងនោះមកតាមរករឿងខ្ញុំមែនទេត្រូវហើយប៉ុន្តែលោកកុំបារម្ភអីខាងការិយាល័យ749របស់យើងអាចការពារលោកបានមិនបាច់ទេឲ្យគេមកចុះហាអ្វីដែលខ្ញុំចង់បានគឺឲ្យគេនាំសាកសពឈាមមួយហ្វូងមកតាមរករឿងខ្ញុំនេះឯងសាកសពឈាមកាលពីមុនទើបតែថ្នាក់ទី3សម្រាប់វាបានទទួលបាន2000ពិន្ទុបុណ្យកុសលបាលីវូស៊ីនាំសាកសពឈាមមកមួយហ្វូងមែននោះខ្ញុំនឹងទទួលបានបុណ្យកុសលច្រើនប៉ុណ្ណាទៅចិត្តបានខ្លាយជាអ្នកមានហើយបងស៊ីសៀនមនុស្សម្នាក់នេះមានបញ្ហាផ្លូវចិត្តមែនទេ
ចុះបើលោកស៊ូនិយាយអញ្ចឹងហើយខាងការិយាល័យ749ពួកយើងក៏មិនរំខានទៀតដែរបើលោកត្រូវការជំនួយអាចមករកពួកយើងពេលណាក៏បានដែរណា បានហើយតោះយើងទៅ ប្រធានក្រុមលីនយ៉ាងម៉េចហើយដោះស្រាយរួចរាល់ហើយមែនទេ ដោះស្រាយរួចហើយអ្នកដែលដោះស្រាយបញ្ហានេះគឺលោកស៊ូនឹងឯង លោកស៊ូអរគុណខ្លាំងណាស់លោកជួយផ្ដល់លេខកាត់មកខ្ញុំនឹងផ្ទេរប្រាក់ថ្លៃសេវាជូនលោកភ្លាម លោកស្រីលីវរឿងលុយកាក់ខ្ញុំមិនយកទេតែលោកស្រីអាចជួយ លោកស៊ូលោកពួកលោកបន្តនិយាយគ្នាទៅពួកយើងសុំលាសិនហើយ មិនមែនទេពួកអ្នកកំពុងគិតស្អីហ្នឹងខ្ញុំគ្រាន់តែចង់ឲ្យលោកស្រីលីវជួយរៀបចំផ្ទះឲ្យខ្ញុំមួយកន្លែងប៉ុណ្ណោះព្រោះសប្តាហ៍ថ្ងៃខ្ញុំស្នាក់នៅសាលារៀនវាពិបាកខ្លាំងណាស់ រឿងនឹងសោះខ្ញុំថែមទាំងគិតឈ្មោះកូនរួចបាត់ទៅហើយគឺរឿងនឹងសោះ លោកស្រីលីវមានបញ្ហាអីមែនទេ អត់ទេលោកចាំបន្តិចខ្ញុំនឹងរៀបចំឲ្យភ្លាម មួយទៀតកុំយកធំពេកអីនៅម្នាក់ឯងវាស្ងាត់ជ្រុងពេកខ្ញុំខ្លាច មនុស្សម្នាក់ដែលជំនាញដោះស្រាយរឿងអាកំបាំងបែរជាខ្លាចផ្ទះស្ងាត់ទៅវិញអាឡូលោកអ្នកគ្រប់គ្រងវាងមែនទេខ្ញុំលាវជីងមីបាត់រឿងផ្ទះរបស់លោកស៊ូលោកជួយរៀបចំឲ្យគេជួសជុលឲ្យលឿនឡើងត្រូវតែតុបតែងឲ្យស្អាតហើយរឹតតែលឿនកាន់តែល្អចាស់ខ្ញុំដឹងហើយលោកស៊ូខ្ញុំរៀបចំរួចរាល់ហើយតុបតែងរួចរាល់នឹងអាចចូលនៅបានឆាប់នេះខ្ញុំនឹងនាំលោកទៅមើល លោកយាយនេះជាស្ករមែនទេ ស្ករនេះមើលទៅហាក់ដូចជាថ្លៃថ្នូរណាស់ ស្ករនេះគឺភ្ញៀវម្នាក់មកពីក្នុងក្រុងគេឲ្យមកគាត់ថាពីមុនគាត់ជាអ្នកជំនាញចាប់ខ្មោចព្រាយបិសាច អ្នកជំនាញចាប់ខ្មោចព្រាយបិសាចហ្នឹងឬចាំបន្តិចអារម្មណ៍បែបនេះមិនល្អសោះស្រាឈីស៊ីនរបស់ខ្ញុំមានបញ្ហាហើយតាមមកពីអង្គភាព749ឬយ៉ាងណាមិនល្អហើយស្រាឈីស៊ីនមានបញ្ហាជានោណាបំផ្លាញស្រារបស់អញងាប់ទៅអញលីងអ៊ូសៀបានលាក់ខ្លួននៅទីនេះអស់រយៈពេល50ឆ្នាំមកហើយមើលទៅចិត្តនឹងសម្រេចស្រាឈឺស៊ីនហើយឈឿនក៏ចូលទៅបំបែកកម្រិតមហាគ្រូហើយចេញទៅសង្សឹកតើជានរណាបំផ្លាញស្រារបស់អញងាប់ទៅអតិរិឆានកុំឲ្យតែអញដឹងថាអញជានរណាឲ្យសោះបើមិនអញ្ចឹងទេពេលដែលអញវឹកហាត់ក្បាច់កៅសៀប៉ាសៀបានសម្រេចអញនឹងយកជីវិតអញឲ្យបានអាម្នាក់នៅផ្ទះលេខ749របស់គ្រូសាឈៀវនឹងខ្ញុំត្រូវតែទៅស៊ើបមើលឲ្យច្បាស់ដើម្បីរៀបចំផែនការទុកមុនហើយមួយទៀតខ្ញុំក៏អាចឆ្លៀតមើលដែរថាតើអាចរកព័ត៌មានពីអ្នកដែលសម្លាប់ខ្មោចឈាមរបស់ខ្ញុំបានដែរឬអត់លោកស៊ូលោកពេញចិត្តទេ ពេញចិត្តណាស់ល្អណាស់ បើលោកស៊ូពេញចិត្តហើយអញ្ចឹងខ្ញុំលោកស៊ូរឿងខ្មោចឈាមនោះខ្ញុំបានរាយការណ៍ទៅខាងលើរួចហើយយើងនឹងតាមដានឲ្យអស់ពីសមត្ថភាពខ្មោចឈាមដែលលោកសម្រាប់លើកនេះគឺជាខ្មោចកម្រិត4ដែលចិត្តទម្លុះកម្រិតហើយរង្វាន់ពិន្ទុនឹងត្រូវផ្ដល់ជូនលោកភ្លាម ប្រធានក្រុមលីនអ្នកចង់ស៊ើបក៏ស៊ើបទៅប៉ុន្តែបើរកឃើញទីតាំងរបស់ Live Way ហើយខ្មោចឈាមរបស់គេអីហ្នឹងកុំអាលសម្លាប់អស់ឲ្យសោះត្រូវតែប្រាប់ខ្ញុំឲ្យបានណា បានហើយខ្ញុំនឹងដំឡើងសិទ្ធឲ្យលោកស៊ូភ្លាមដើម្បីឲ្យលោកអាចមើលព័ត៌មានខ្មោចព្រាយបិសាចបានច្រើនជាងនេះរង្វាន់500ពិន្ទុរបស់លោកត្រូវបានផ្ញើជូនហើយសូមពិនិត្យមើលផង500ពិន្ទុប្រធានក្រុមលីនចិត្តទូលីមែន5លានសោះឲ្យភ្លាមតែម្ដងមិននឹងអ្នកនិយាយ ទោះបីជាខ្ញុំនៅក្មេងប៉ុន្តែខ្ញុំជាថ្នាក់ដឹកនាំជាន់ខ្ពស់របស់ក្រុមហ៊ុន Change ក៏ពិតមែនតែមិនដឹងថាថ្ងៃមុខនឹងមានការផ្លាស់ប្ដូរអ្វីខ្លះទេលោកស៊ូម្នាក់នេះទាំងក្មេងទាំងខ្លាំងហើយថែមទាំងត្រូវបានការិយាល័យ749ឲ្យតម្លៃទៀតបើអាចរៀបការជាមួយគាត់បានមិនថារឿងសុវត្ថិភាពឬការឡើងតំណែងគឺសុទ្ធតែមានការធានាពេញទំហឹងតែម្ដងលោកស៊ូក្រេធំនៅក្នុងបន្ទប់គេងនោះគឺគេធ្វើឡើងពិសេសពេលដេកលើនឹងគឺមានអារម្មណ៍ដូចជាកំពុងដេកលើពោអញ្ចឹងលោកចង់សាកល្បងឡើងទៅដេកមើលទេ ខ្ញុំ លោកមានការបញ្ជាទិញសម្រាប់មនុស្សថ្មីសូមពិនិត្យមើលផង លោកស្រីលីវអ្នកទៅសាកល្បងខ្លួនឯងទៅខ្ញុំត្រូវចេញទៅសម្លាប់ខ្មោចព្រាយបិសាចហើយអូយកូនសម្លាញ់របស់ខ្ញុំឲ្យខ្ញុំមកហើយមិនមែនទេមិនក៏មនុស្សម្នាក់នេះឃើញខ្មោចព្រាយបិសាចដូចជាឃើញស្រីស្អាតអញ្ចឹងវាត្រូវដែរឬទីបំផុតរងចាំអ្នកបង្ហាញខ្លួនបានហើយអាហោះអ្នកចង់ធ្វើអីហ្នឹងខ្ញុំទើបតែប្រែជាខ្មោចរាតត្បាតសោះមិនទាន់បានធ្វើបាបអ្នកណាផងអូចុះអំបញ្ញមិញអ្នកតោងក្នុងខ្ញុំធ្វើអីមកដកដង្ហើមមែនទេខ្ញុំគ្រាន់តែចង់ម៉ាសាស្មាឲ្យអ្នកប៉ុណ្ណោះសូមអបអរសាទរម្ចាស់ប្រព័ន្ធដែលបានសម្លាប់ខ្មោចរាតត្បាតកម្រិត1ទទួលបានពិន្ទុបុណ្យ100ហើយពួកខ្មោចតូចទាំងនេះសម្លាប់ទៅបានត្រឹម100ពិន្ទុបុណ្យប៉ុណ្ណោះនៅខ្វះ2000ទៀតទើបអាចពង្រឹងកម្លាំងលើកក្រោយបានចុះមិនអាចឲ្យខ្មោចឈាមមកច្រើនជាងនេះទេទោះបីជាខ្ញុំសង្ឃឹមថាលីអ៊ូស៊ីនាំខ្មោចឈាមមកច្រើនក៏ដោយតែឥឡូវខ្ញុំទើបតែដល់កម្រិត5នៅខ្វះ4កម្រិតទៀតទើបដល់កម្រិតមេត្រូវតែប្រឹងឲ្យខ្លាំងជាងនេះឲ្យបានលឿនបងមូទៅលេងអ៊ីនធឺណិតជាមួយគ្នាអត់ខ្ញុំទៅមិនរួចទេបើមិនអញ្ចឹងអ្នកហៅអ្នកផ្សេងទៅហារវល់ធ្វើអីរាល់ថ្ងៃហ្នឹងហេភ្លេចវាចុះហាងអ៊ីនធឺណិតថ្ងៃនេះស្អាតណាស់ខ្ញុំទៅខ្លួនឯងក៏បានហើយអ្នកលេងឲ្យសប្បាយទៅអ្នកមានការបញ្ជាទិញថ្មីសម្រាប់សម្លាប់ខ្មោចសូមពិនិត្យមើលហាងអ៊ីនធឺណិតខ្មោចមានខ្មោចរាតត្បាតយ៉ាងហោចណាស់ក៏10ជាងដែរអញ្ចឹងមិនមែនមានន័យថាខ្ញុំនឹងខ្លាចជាអ្នកមានហើយទេចាំបន្តិច
ហាងអ៊ីនធឺណិតរឿងរៀបការនឹងគិតគូរដល់ណាហើយ ខ្ញុំប្រាប់ហើយតើថាខ្ញុំមិនចូលចិត្តអ្នកក្រុងនឹងទេទោះបីជាអ្នកជាមេខ្ញុំក៏ដោយតែនេះជារឿងផ្ទាល់ខ្លួនរបស់ខ្ញុំអ្នកគ្មានសិទ្ធិសួរនាំទេ មានសិទ្ធិឬអត់មិនមែនអាស្រ័យលើអ្នកនិយាយទេមែនហើយអ្នកប្រហែលជាកំពុងគិតថាបងប្រុសរបស់អ្នកដែលមានកម្រិតធម៌ពលដល់ទៅ12ជាន់នោះនឹងជួយជ្រោមជ្រែងអ្នកហើយ បងខ្ញុំគាត់យ៉ាងម៉េច បងអ្នកសុខសប្បាយទេគ្រាន់តែពេលកំពុងតាមប្រមាញ់បិសាចជញ្ជក់ឈាមគាត់ជួបបញ្ហាបន្តិចបន្តួចក៏បានដាក់ពាក្យសុំជំនួយអ្នកសាក់គិតមើលបើពេលនេះជំនួយទៅមិនទាន់ពេលវេលា អ្នកកំពុងតែគំរាមខ្ញុំ កញ្ញាលីនប្រយ័ត្នសម្ដីផងប្រយ័ត្នខ្ញុំប្តឹងអ្នកពីពិតមួយបង្កាច់បានហើយគំនូររបស់លោកឈឹងខ្ញុំយកមកដល់ហើយអ្នកចេះគិតគូរខ្លួនឯងទៅ ប្រធានលីនខ្ញុំទៅជួយសរសេរលិខិតប្តឹងផ្តល់ឲ្យអ្នកគ្មានប្រយោជន៍ទេត្រកូលឈឹងមានអំណាចខ្លាំងណាស់កម្រិតពួកយើងមិនអាចតាក់ទងដល់អ្នកទទួលខុសត្រូវថ្នាក់កណ្ដាលបានទេម្យ៉ាងទៀតរឿងអ្នកដាំដុះធម្មពលបើមិនហួសហេតុពេកទេគឺអាចដោះស្រាយបានក្នុងគ្រាអាសន្ននេះមានតែខំប្រឹងសម្រាប់ខ្មោចព្រាយដើម្បីបង្កើនសិទ្ធិអំណាចនិយាយស្ដីបេសកម្មហាងអ៊ីនធឺណិតខ្មោចនោះខ្ញុំទទួលយកហើយខ្ញុំទៅមុនអ្នករៀបចំមនុស្សតាមក្រោយមកយល់ហើយប្រធានលីនអ្នកប្រយ័ត្នខ្លួនផង បើលោកស៊ូអាចធ្វើបានសំបីតែបងប្រុសរបស់លីងឌុយដែលជាអ្នកខ្លាំងកម្រិត12ថ្នាក់ធានកាងក៏គ្មានវិធីដែរចុះលោកស៊ូអាចធ្វើអ្វីបានទៅទាំងអស់គ្នាត្រៀមខ្លួនគោលដៅគឺហាងអ៊ីនធឺណិតខ្មោច បែកបំពង់ក៏ហើយបែកបំពង់ក៏ហើយបែកបំពង់ក៏មកដល់ហើយ អីយ៉ាមិនក៏អ្នកមកនៅទីនេះរត់ទៅពួកនេះសុទ្ធតែជាខ្មោចព្រាយបិសាចទាំងនោះហើយអូពិតជាគួរឲ្យរំភើបមែនណាអ្នកប្រហែលជាអ្នកហាត់វិជាគុណមែនទេ ឆ្លើយត្រូវហើយអ្នកពិតជាឆ្លាតមែន អ្នកហាត់វិជាគុណអីទៅជួយខ្ញុំផង ជួយអ្នកមិត្តភ័ក្តិរបស់អ្នកម្នាក់នេះទោះបីជាអ្នកហាត់វិជាគុណមែនតែគាត់ខ្លាំងបំផុតត្រឹមតែថ្នាក់ទី1ប៉ុណ្ណោះចុះនៅទីនេះវិញនៅមាត់ទ្វារក្រោយនេះសំបីតែខ្មោចដែលខ្សោយបំផុតក៏ថ្នាក់ទី2ដែរហើយមានដល់ទៅ12នាក់ឯណោះនៅទីនេះពួកអ្នកទាំងអស់គ្នានឹងត្រូវខ្លាយជាចំណីរបស់ពួកវា ចុះបើបន្ថែមខ្ញុំម្នាក់ទៀតទៅ លោកប្រធានលីនតើអ្នកមកទីនេះធ្វើអី លោកស៊ូតើលោកអាចប្រកល់បេសកម្មនេះឲ្យខ្ញុំបានទេ យ៉ាប់ហើយមកដណ្ដើមស្នាដៃខ្ញុំហើយ យ៉ាប់ហើយអ្នកដែលមកនេះខ្លាំងណាស់បើមកពីអ្នកបែបនេះពិបាកដោះស្រាយបន្តិចហើយ លោកប្រធានលីនការស្នើសុំមួយនេះពិតជាធ្វើឲ្យខ្ញុំពិបាកចិត្តណាស់ លោកស៊ូខ្ញុំដឹងថាការស្នើសុំនេះវាពិបាកសម្រាប់លោកប៉ុន្តែខ្ញុំពិតជាមានរឿងសំខាន់ខ្លាំងណាស់ដែលត្រូវការពិន្ទុច្រើនខ្ញុំសូមអង្វរលោកជួយខ្ញុំម្ដងបានទេ អូមិនប្រាប់តាំងពីដំបូងមករឿងពិន្ទុនឹងអីខ្ញុំឲ្យអ្នកទាំងអស់នឹងណា លោកស៊ូមិញលោកថាលោកនឹងឲ្យពិន្ទុមកខ្ញុំមែនទេ ត្រូវហើយប៉ុន្តែខ្ញុំក៏មានលក្ខខណ្ឌមួយដែរ បានឲ្យតែលោកព្រមប្រកល់ពិន្ទុឲ្យខ្ញុំនឹងធ្វើជាសង្សារលោក អ្នកនិយាយអីហ្នឹងខ្ញុំចង់និយាយថាខ្ញុំឲ្យពិន្ទុអ្នកប៉ុន្តែត្រូវប្រកល់ខ្មោចនោះឲ្យខ្ញុំសម្លាប់អ្នកហាមចូលដៃដាច់ខាតស៊ូមកឯងនេះឆ្កែមែនទេស្រីស្អាតបែបនេះគេសុខចិត្តសុំធ្វើជាសង្សារឯងនៅមិនព្រមទៀតនឹងវាត្រឹមត្រូវដែរឬ ខ្ញុំគួរតែគិតឃើញតាំងពីមុនមកស៊ូមិនដូចនឹងស៊ីងឆឹងទេហេតុអ្វីបានជាគាត់ហ៊ានស្នើសុំបែបនេះទៅកើតខ្មាស់គេណាស់បានអញ្ចឹងរំខានលោកស៊ូចេញមុខជួយផងចុះ អូរងចាំខ្ញុំមែនទេដល់ពេលត្រូវចាត់ការឯងហើយ ខ្ញុំអាចដឹងបានថាកម្លាំងរបស់ស្រីម្នាក់នេះគឺស្មើនឹងខ្ញុំបើពួកឯងទាំងពីរដៃគូគ្នាខ្ញុំប្រហែលជាខ្លាចខ្លះដែរតែពេលនេះពួកឯងងាប់ហើយលោកស៊ូបើអញ្ចឹងយើងទាំងពីរចូលដៃគ្នាទៅ បើឯងចេញមុខហើយគុំមកបន្ទោសខ្ញុំថាមិនឲ្យពិន្ទុឲ្យណាអ្នកដែលមិនដណ្ដើមយកក្បាលគូប្រកួតគឺជាមិត្តរួមក្រុមល្អទៅថ្ងៃក្រោយហើយខ្ញុំថាស៊ូមកបានហើយបើអញ្ចឹងពួកឯងរត់ទៅថ្ងៃក្រោយចាំមកដុតធូបឲ្យបងប្អូនផងខ្ញុំមានបាននិយាយថាខ្ញុំសង្គ្រោះពួកឯងមិនបានឯណាតាមពិតទៅខ្ញុំចង់និយាយតាំងពីមិញមកម្លេះអ្នកដែលត្រូវរត់គឺពួកឯងទេតើ គ្រាន់តែឯងនឹងឬ ត្រូវហើយគឺគ្រាន់តែខ្ញុំនេះឯង ព្រះអាទិត្យនឹងអាម្នាក់នេះវាជារឿងស្អីទៅនឹង
កម្លាំងឈាមខ្លាំងក្លាអ្វីម្លេះគ្រាន់តែពីថ្ងៃសោះគេកាន់តែខ្លាំងឡើងហើយមើលទៅដូចជាអ្នកវឹកហាត់កម្រិត5អញ្ចឹងបងប្រុសឲ្យខ្ញុំខុសហើយសូមបងជប់ប្រាំមិនអាគុំទៅលើកលែងទោសឲ្យពួកយើងម្ដងទៅណាថ្ងៃក្រោយបងចង់នាំអ្នកណាចូលមកលេងក្នុងហាងអ៊ីនធឺណិតនេះក៏បានដែរឥតគិតថ្លៃតែម្ដង និយាយទៅខ្ញុំនៅតែចូលចិត្តឃើញពួកឯងធ្វើរកពីអួតអាងដូចពេលដំបូងជាង អាមនុស្សថោកទាបនាងនេះនឹងតាំងជាមួយឯងឲ្យដល់ទីបំផុត ទីបំផុតវាមកដល់ហើយមែនទេខំប្រឹងឡើងណាស្រីស្អាតនាងត្រូវតែវិវត្តខ្លួនទៅជាខ្មោចដែលខ្លាំងជាងនេះឲ្យបានណា មិនមែនទេមនុស្សម្នាក់នេះចង់ឲ្យខ្ញុំខំប្រឹងវិវត្តខ្លួនហើយថែមទាំងចាប់យកស្រមោលត្រីព្រះអាទិត្យនោះទៅទៀតលោកស៊ូលោកកំពុងធ្វើស្អីហ្នឹងប្រញាប់កំចាត់ខ្មោចនេះទៅ មិនបាច់ទេរឿងនេះខ្ញុំចេះដឹងខ្លួនឯងទេម្យ៉ាងទៀតបើខ្មោចមានកម្រិតកាន់តែខ្ពស់ពិន្ទុដែលទទួលបានក្រោយពីកំចាត់វាបានក៏កាន់តែច្រើនដែរមិនអញ្ចឹង តើគាត់ធ្វើបែបនេះដើម្បីខ្ញុំមែនទេទើបហ៊ានប្រថុយឲ្យខ្មោចមួយនេះវិវត្តខ្លួន បើគេវិវត្តខ្លួនទៅមុខទៀតមិនដឹងជាពិបាកវាប៉ុណ្ណាទេតាមទ្រឹស្ដីគឺអីចឹងហើយ មិនបានទេធម្មពលវិញ្ញាណនៅមិនទាន់គ្រប់គ្រាន់ទេ អ្នកស្រីម្ចាស់ហាងអ្នកចង់ធ្វើអីហ្នឹង សុំទោសផងបងប្រុសតែខ្ញុំត្រូវតែរស់ អាខ្មោចព្រាយនេះវិវត្តដល់កម្រិត5គឺច្បាស់ដូចថ្ងៃហើយ ជោគជ័យហើយទីបំផុតខ្ញុំទម្លុះដល់កម្រិត5បានហើយ មនុស្សលោកឲ្យទីបំផុតទម្លុះបានហើយកម្រិត5នេះល្អណាស់មុនដល់កម្រិត5នេះបងស្រីកុំខ្លាចអីមិនឈឺទេមួយផ្លែតគឺរួចរាល់ហើយ មិនមែនទេមិនក៏គេនិយាយពាក្យរបស់ខ្ញុំអស់អីចឹង តើស្ថានភាពរបស់ស៊ូម៉ពេលនេះវាធម្មតាដែរឬទេ មិនសូវធម្មតាទេប៉ុន្តែក៏អាចចាត់ទុកថាធម្មតាដែរ ខ្ញុំមិនជឿទេថាឯងខ្លាំងដល់ថ្នាក់ហ្នឹងទៅងាប់ទៅមិនក៏មិនមានអ្វីកើតឡើងមិនត្រឹមត្រូវទេប្រព័ន្ធមិនបានជួនដំណឹងសោះ ស៊ូម៉ប្រយ័ត្ន ទទួលដាវនេះទៅ សូមអបអរសាទរម្ចាស់ប្រព័ន្ធដែលបានសម្លាប់ខ្មោចកម្រិត5ទទួលបានពិន្ទុបុណ្យចំនួន 8000 មិនខាតពេលដែលខ្ញុំទុកខ្មោចនេះចោលហើយថែមទាំងជួយវាឲ្យឡើងដល់កម្រិត5ទៀតពិន្ទុបុណ្យដែលបានមកគឺច្រើនមែនទែនលើកនេះត្រឡប់ទៅវិញអាចពង្រឹងសមត្ថភាពប្រយុទ្ធបានមួយទៀតហើយស៊ូម៉អ្នកមិនអីទេមែនទេ ខ្ញុំមិនអីទេតើឯងមិនក៏ ចាក់សហើយស៊ូម៉សន្យាជាមួយខ្ញុំក្រោយមកឯងមិនត្រូវធ្វើអីផ្ដេសផ្ដាស់ទៀតទេណាបើឯងមានរឿងអីកើតឡើងអំបញ្ញមិញនេះតើឯងចង់ឲ្យខ្ញុំធ្វើម៉េចទៅ មិនមែនទេខ្ញុំចង់រកបុណ្យកុសលបន្ថែមតើវាហ៊ានធ្វើអីទៀតតើវាចម្លែកត្រង់ណាទៅឲ្យឆ្ងាយអូលោកស៊ូលោកស្រីលីនពួកអ្នកនេះតើខ្ញុំមកមិនចំពេលមែនទេឯងមកចំពេលល្អណាស់យើងទើបតែរួមដៃគ្នាសម្រាប់ខ្មោចកម្រិត5បានអ្វីណា មែនហើយអ្នកនាំគេទៅពិនិត្យមើលទៅនឹងដឹងហើយ វាពិតជាខ្មោចកម្រិត5មែនពួកអ្នកធ្វើមិនបានទៅ មែនហើយពិន្ទុនៃបេសកកម្មនេះកុំភ្លេចគិតឲ្យប្រធានក្រុមលីនណាបើមិនមែនដោយសារគាត់ទេខ្លាចថាប្រហែលជាត្រូវប្រយុទ្ធយ៉ាងលំបាកហើយអរគុណណាស់ស៊ូម៉អ្នកពិតជាជួយខ្ញុំបានច្រើនណាស់ និយាយទៅប្រធានក្រុមលីនហេតុអ្វីបានជាអ្នកប្រញាប់ចង់បានពិន្ទុម្លេះមានរឿងអីកើតឡើងមែនទេ គឺថា ឲ្យខ្ញុំនិយាយទៅ លីនសៀនសៀនបែរជាមានបងប្រុសកម្រិត12ទៅវិញចុះបែបនេះមិនមែនមានន័យថាខ្មោចក៏មានកម្រិត12ឬខ្ពស់ជាងនេះដែររឿងនេះប្រកល់ឲ្យខ្ញុំចុះចាប់ពីពេលនេះទៅបេសកកម្មដែលខ្ញុំធ្វើបានពិន្ទុទាំងអស់នឹងឲ្យទៅប្រធានក្រុមលីនហើយខ្ញុំក៏នឹងប្រឹងឲ្យខ្លាំងឡើងឲ្យបានឆាប់បំផុតដើម្បីទៅជួយសង្គ្រោះបងប្រុសអ្នកដោយផ្ទាល់ សៀនសៀន មិនអីទេមែនទេ មិនអីទេ មិនអីទេជារឿងធម្មតាទេចុះខ្ញុំសូមផ្ញើកូនសិស្សខ្ញុំឈ្មោះហាន់មីនេះឲ្យអ្នកជួយមើលថែផងខ្ញុំមានការបន្តិចបន្តួចខ្ញុំសូមត្រឡប់ទៅវិញសិនហើយ ចាស់បានចាស់ អញ្ចឹងខ្ញុំសូមត្រឡប់ទៅវិញសិនហើយ គាត់និយាយថាជារឿងធម្មតាតើគាត់ក៏ចូលចិត្តខ្ញុំដែរឬ ឥឡូវនេះនៅខ្វះតែវិជាខ្លួនស្រាលមួយមុខនិងវិធីសាស្ត្រសម្រាប់មួយមុខទៀតសាឡបងមើលសិនប្រព័ន្ធឲ្យពង្រឹងវា វិជាគុណនេះមិនអាចពង្រឹងបានទេ មិនមែនទេប្រព័ន្ធឯងនេះពង្រឹងរើសមុខវិជាដែរឬពង្រឹង វិជាគុណនេះមិនអាចពង្រឹងបានទេ តើមានតែគម្ពីរដែលលោកម្ចាស់ឡៃលក់ឲ្យទៅដែលពិតប្រាកដហើយអាចពង្រឹងបានត្រូវហើយខ្ញុំចាំបានថាពីមុនខ្ញុំក៏បានទិញមួយដែរនៅក្នុងហាងដែលលោកម្ចាស់ឡៃណែនាំប្រព័ន្ធឲ្យពង្រឹង
គោលដៅពង្រឹងគឺបាតដៃពេជ្រកម្លាំងខ្លាំងចាប់ផ្ដើមពង្រឹងបាតដៃពេជ្រកម្លាំងខ្លាំងត្រូវបានពង្រឹងដោយជោគជ័យ សូមអបអរសាទរម្ចាស់ផ្ទះដែលទទួលបានក្បាច់គុណថ្មីគឺយ័ន្តបង្ក្រាបបិសាចក្បាច់គុណនេះអាចជំរុញឈាមក្នុងខ្លួនដើម្បីបង្កើតយ័ន្តទាំង3បើហ្វឹកហាត់ដល់កម្រិតកំពូលអាចបញ្ចេញយ័ន្តទាំង3ក្នុងពេលតែមួយដើម្បីកម្ចាត់បិសាចក្នុងលោកនេះអូអញ្ចឹងបានន័យថាបានសម្រេចហើយកម្រិតបច្ចុប្បន្នអាចប្រើប្រាស់ត្រាពេជ្របានត្រាពេជ្រអាចបញ្ចេញកម្លាំងពេជ្រកាត់ដែកកាត់ថ្មបានអ្នកប្រើប្រាស់កាន់តែមានឈាមខ្លាំងធម្មពលសម្រាប់កាន់តែខ្លាំងការវិតម្លៃកម្លាំងសម្រាប់របស់ម្ចាស់ប្រព័ន្ធបច្ចុប្បន្នគឺអ្នកហ្វឹកហាត់កម្រិត5 1អូយមិនធម្មតាទេតើខ្លាំងមែនទែនឥឡូវនៅខ្វះក្បាច់គុណស្រាលមួយទៀតកុសលដែលនៅសល់ក៏មិនគ្រប់គ្រាន់សម្រាប់ពង្រឹងដែរដល់ពេលត្រូវទៅធ្វើការហើយបេសកកម្មនៅហាងអ៊ីនធឺណិតខ្មោចលងនោះបញ្ចប់ហើយមែនទេចប់ហើយក៏បានផ្ដល់រង្វាន់និងពិន្ទុតាមកម្រិតខ្មោចលងកម្រិត5ដែរអញ្ចឹងក៏ល្អដែរពួកយើងមកសិក្សាពីសំណុំរឿងវិញទៅខ្ញុំនៅខ្វះពិន្ទុច្រើនណាស់កាលពីម្សិលមិញមានមនុស្សស្លាប់3នាក់ដោយសារតែស្រោមសម្បត្តិក្រហមដណ្ដើមជីវិតសភាពសពមើលទៅចម្លែកខ្លាំងណាស់ហើយក្នុងដៃសុទ្ធតែមានកាន់ស្រោមសម្បត្តិក្រហមអាខ្មោចលងចង្រៃនេះពិតជាមែនក្រៅពីនេះថ្មីនេះក៏មានក្មេងស្រីជាច្រើនអ្នកបាត់ខ្លួនយ៉ាងអាតកំបាំងហើយសុទ្ធតែជាក្មេងស្រីដែលមានមុខមាត់ស្អាតខ្ញុំសង្ស័យថាវាតាក់ទងនឹងអ្នកហ្វឹកហាត់ផ្លូវអាក្រក់សម័យកាលនេះកាន់តែមិនសូវមានសន្តិភាពហើយចុះហេតុអ្វីថ្មីនេះគ្មានខ្មោចលងទៀតហើយប្រព័ន្ធមិនអាចបញ្ជូនខ្មោចលងកម្រិត5ឬ6មកទៀតបានទេអ្នកមានការបញ្ជាទិញសម្រាប់ថ្មីសូមពិនិត្យមើលឲ្យបានទាន់ពេលវេលាល្អរឿងបាត់ខ្លួនក្មេងស្រីផ្កាឈូកមានដំណឹងហើយមកតាមតាដែលជាមនុស្សចាស់ជរាដូចជាដាដើម្បីរៀនដាំបន្លែបែបនេះធ្វើឲ្យអញដែលជាក្មេងមហាវិទ្យាល័យត្រូវលំបាកហើយលោកគ្រូកុំនិយាយអីចឹងអីការដែលបានមកវឹកហាត់ជាមួយលោកគ្រូគឺជាកិត្តិយសរបស់កូនទៅវិញទេល្អតោះតាមដាទៅថ្មីនេះនៅឯក្រុងយូឆឹងមានដំណឹងអ្វីខ្លះដែរស៊ូម៉ូទើបតែបានសម្លាប់សត្វចម្លែកកម្រិត6ក្បាលហើយកម្លាំងប្រយុទ្ធដែលគេបញ្ចេញមកដល់កម្រិតអត្តបរមីនេះគឺអាចនឹងឈានដល់កម្រិត6កម្រិតអត្តបរមីត្រឹមតែ6ហ្នឹងឬគ្រាន់តែជាស្រមោចប៉ុណ្ណោះបើធៀបនឹងលោកគ្រូគេក៏គ្រាន់តែជាស្រមោចមែនហើយមិននឹកស្មានសោះថាលីអ៊ូសៀដែលគេល្បីថាបានស្លាប់បាត់ទៅហើយនោះតាមពិតទៅលាក់ខ្លួននៅក្នុងភូមិដាច់ស្រយាលគ្មានឈ្មោះបែបនេះសោះសំណាងហើយដែលតាមម្ចាស់ផ្ទះម្នាក់នេះកំពុងតែរងរបួសធ្ងន់ធ្ងរកម្លាំងគឺសល់មិនដល់ 1% ផងបើមិនអញ្ចឹងទេកុំថាឡើយឱកាសសុំរៀនសូត្រសូម្បីតែឱកាសចូលចិត្តក៏គ្មានដែរតាប្រាប់ត្រង់ចុះមុនពេលដែលរបួសនេះជាសះស្បើយតានឹងមិនចេញមុខដោយខ្លួនឯងឡើយប៉ុន្តែឲ្យតែឯងអាចសិក្សាសម្រេចនៅក្បាច់គុណដែលតាបានបង្រៀនហើយហ្វឹកហាត់រហូតបង្កើតបានជាខ្មោចឈាមនោះការសម្លាប់អាស៊ូម៉ូមិនមែនជារឿងងាយស្រួលដូចដែលឯងគិតនោះទេអ្វីដែលលោកគ្រូមានប្រសាសន៍សុទ្ធតែត្រឹមត្រូវទាំងអស់ម៉េចឯងមិនជឿខ្ញុំមានកូនចៅចំនួនក្រោយនៃនិកាយសាកសពមួយចំនួនកំពុងតែប្រើខ្មោចឆៅនៅទីក្រុងយូឆេងដើម្បីលបួងមនុស្សតាមផ្លូវហើយមុខរបរនេះកំពុងតែទៅមុខយ៉ាងរលូនចាំដល់ពេលឯងហ្វឹកហាត់ដល់កម្រិតមួយសិនចាំទៅរកពួកគេដើម្បីរួមដៃគ្នាសង្សឹកទៅលោកគ្រូកុំបារម្ភអីខ្ញុំនឹងសម្លាប់អាស៊ូម៉ូនោះចោលឲ្យបានដើម្បីសងសឹកឲ្យលោកគ្រូហើយក៏ដើម្បីសងសឹកឲ្យខ្លួនឯងដែរបងប្រុសសង្ហាចង់ម៉ាសាទេខ្ញុំបញ្ចុះតម្លៃឲ្យ 20% នាងបេសាចខ្ញុំមើលមួយភ្នែកក៏ដឹងថាឯងមិនមែនជាមនុស្សដែលមកនិយាយបញ្ចុះតម្លៃអីនៅទីនេះខ្ញុំនឹងកំចាត់ឯងចោលឥឡូវនេះហើយលោកឲ្យកុំលេងសាច់អីបើជាមនុស្សមែនពេលនេះមិនគួរខ្វល់ទេថាតើខ្ញុំកំពុងកុសគ្រឿអត់នោះកុំធ្វើពុតអីជួយផងនិយាយមកមើលអញខ្លាចជាខ្មោចព្រីបេសាចបែបនេះបានដោយរបៀបណាខ្ញុំនិយាយឈប់សិនទៅខ្ញុំនឹងសារភាពប្រាប់ទាំងអស់នាងតូចឯងម្នាក់ឯងនេះលេងខ្ញុំទៅអ្នកជានរណាជួយផងអាមីតូហ្វូក្រោយពីលោកសង្ឃអង្គនោះជួយខ្ញុំមកគាត់ថាគាត់គ្មានកូនចៅហើយចង់ឲ្យខ្ញុំធ្វើជាកូនធម៌របស់គាត់ខ្ញុំក៏គិតថាប្រហែលជាជួបអ្នកមានគុណហើយតែតាមពិតទៅវាគ្រាន់តែជារឿងកុហកទាំងអស់អូយកុំមកធ្វើស្អីដាក់ខ្ញុំឲ្យសោះណាប្រយ័ត្នខ្ញុំដុតចោលទាំងរួចឥឡូវលោកបងលោកយកច្រឡំហើយមើលមកខ្ញុំនេះមានថ្ងៃមួយគាត់ហៅខ្ញុំទៅវត្តរួចក៏ចង់ខ្ញុំទុកលើគ្រែលុះដល់ពេលខ្ញុំដឹងខ្លួនឡើងវិញខ្ញុំក៏ខ្លាយទៅជាបែបនេះនៅទីនោះមានក្មេងស្រីជាច្រើនដូចជាខ្ញុំព្រះសង្ឃអង្គនោះបាននិយាយថាលើកលែងតែខ្ញុំអាចរកបេះដូងមនុស្សរស់យកទៅថ្វាយគាត់ជារៀងរាល់ថ្ងៃខ្ញុំមិនចង់ស្លាប់ទេខ្ញុំទៅតែមកដល់ថ្ងៃនេះទេខ្ញុំមិនទាន់បានធ្វើបាបអ្នកណាទេគ្រាន់តែអ្នកដោះលែងខ្ញុំទៅខ្ញុំអាចនៅកំដរអ្នកបានអាហោគុំខ្ញុំប្រាប់ហើយតើថាខ្ញុំមកបង្ក្រាបលបែងអាភិះគុំមកយកល្បិចនេះមកលបងខ្ញុំអីចុះបើខ្ញុំជូនកាដូមួយដើម្បីលួងលោមអ្នកវិញតាមមិនដែរហាពិតមែនឬពិតមែនហើយភ្លើងឈាមឲ្យចូលចេះឡើងអាឡូស៊ូម៉ូមានរឿងអីមែនទេនៅក្រោយផ្លូវហួរយ៉ានក្នុងតំបន់ចុងឈឹងខ្ញុំរកឃើញលីម៉ងដែលបាត់ខ្លួននោះហើយប៉ុន្តែគាត់ខ្លាចជាខ្មោចឆៅទៅហើយខ្ញុំក៏សម្លាប់គាត់ចោលទៅយកហើយខ្ញុំនឹងទៅដល់ភ្លាមស៊ូម៉ូខ្ញុំមកដល់ហើយរឿងដែលចែកពិន្ទុឲ្យខ្ញុំកាលពីមុនអរគុណច្រើនណាស់
មិនអីទេមិនបាច់អរគុណខ្ញុំទេម្យ៉ាងទៀតខ្ញុំក៏មិនសូវត្រូវការពិន្ទុដែរ ពិន្ទុមិនត្រឹមតែអាចដូរជាលុយបានទេថែមទាំងអាចដូរយករបស់របរមានតម្លៃទៀតតើមានអ្នកណាដែលមិនត្រូវការទៅគាត់ច្បាស់ជាចង់ឲ្យខ្ញុំស្រួលចិត្តទើបតាំងចិត្តនិយាយបែបនេះបានហើយរវាងយើងមិនបាច់ចិត្តគ្នាពេកទេមានរកឃើញអ្វីខ្លះទេ គាត់និយាយថាគាត់ត្រូវបានព្រះសង្ឃម្នាក់ធ្វើបាប អញ្ចឹងគឺត្រូវគ្នាហើយនៅលើភ្នំយន្តវូមានវត្តតូចមួយដែលគេបោះបង់ចោលយូរហើយអ្នកដែលចេះធ្វើខ្មោចឆៅច្បាស់ជាលាក់ខ្លួននៅទីនោះហើយថែមទាំង ហើយយ៉ាងម៉េចទៀត ហើយខ្ញុំសង្ស័យថាខ្មោចឆៅនោះគឺជាអ្នកបួសអាក្រក់ដែលយើងតាមចាប់យូរមកហើយគឺជូហ៊ានដែលមានរហស្សនាមថាដៃពិឃាតឈាម អ្នកបួសអាក្រក់ហារីហើយ អ្នកកាត់អីហ្នឹងហើយអ្វីត្រូវដកដង្ហើមធំទៀត មិនអាចប្រាប់អ្នកបានទេថាខ្ញុំអាចសម្លាប់បានតែខ្មោច បើនិយាយពីតម្លៃមិនគិតថាការសម្លាប់អ្នកបដិបត្តិធម៌អាក្រក់ជាការខុសឆ្គងទេមិនអីទេចាំបន្តិចទៀតពួកខ្មោចទាំងនោះគុំដណ្ដើមខ្ញុំឯណាសង្ឃឹមថាអ្នកបដិបត្តិធម៌អាក្រក់ម្នាក់នេះលាក់ខ្មោចកម្រិត5មួយបានច្រើនបន្តិចទៅចុះអានឹងគុំអីល្អជាងខ្ញុំពិតជាអរគុណអ្នកខ្លាំងណាស់លោកស៊ូតើយើងគួរធ្វើម៉េចទៅ ភ្ញៀវកិត្តិយសមកដល់ហើយខ្ញុំមិនបានចេញទៅទទួលឲ្យបានសម្រុំសូមអញ្ជើញចូលមក ប្រយ័ត្នមានល្បិចណាឬមួយខ្ញុំឲ្យជំនួយមកល្អទេ កុំអី ស៊ូម៉ូឲ្យមកទៀតហើយ សង្ឃឹមថាអាមួយនេះមានល្បិចអ្វីលាក់ទុកកុំឲ្យខ្ញុំខកចិត្តឲ្យសោះសូមស្វាគមន៍ភ្ញៀវកិត្តិយសទាំងពីរមកកាន់វត្តគូសុយនាងជាអ្នកមានបុណ្យនាងពិតជាវត្ថុធាតុដើមដ៏ល្អឥតខ្ចោះសម្រាប់ធ្វើជាខ្មោចមែង ស៊ីធូសូវជើហ៊ានខ្ញុំមិនបានស្គាល់ខុសទេមែនទេ តើនាងស្គាល់ខ្ញុំដោយរបៀបណា អ្នកប្រហែលជាភ្លេចទៅហើយថាអ្នកជាមនុស្សប្រើដៃឆ្វេងចូលមកដល់ភ្លាមអ្នកប្រើតែដៃឆ្វេងផឹកស្រា ពូកែណាស់ អ្នកយកស្រីជាច្រើនអ្នកទៅវឹកហាត់ជាខ្មោចមិនអាចលើកលែងឲ្យបានទេ គ្រាន់តែពួកនាងពីរនាក់នឹងខ្លាចថាគ្មានសមត្ថភាពគ្រប់គ្រាន់ទេដឹង ចិត្តដល់កម្រិតទី5ហើយ បើមិនមែនព្រោះតែពួកនាងបង្ខំខ្លាំងពេកទេធ្វើឲ្យខ្ញុំត្រូវតែវឹកហាត់ខ្លួនឯងជាខ្មោចសមត្ថភាពខ្ញុំក៏មិនអាចរីកចម្រើនលឿនបែបនេះដែរខ្ញុំដឹងថាលាក់លែងបានហើយប៉ុន្តែតើនាងដឹងទេថាហេតុអ្វីបានជាខ្ញុំមិនទៅខ្ញុំកំពុងរងចាំនាងលីនសៀនខ្ញុំចង់ធ្វើឲ្យនាងខ្លាចជាខ្មោចដ៏ល្អបំផុតហើយទុកនាងនៅក្បែរខ្លួនខ្ញុំរាល់ថ្ងៃរាល់យប់គឺដើម្បីសងសឹកនឹងរឿងដែលអ្នកចាក់ខ្ញុំមួយដាវកាលពីកន្លះឆ្នាំមុននឹងឯងមកមើលខ្ញុំចង់ដឹងណាស់ថាអ្នកដែលទៅតែដល់កម្រិតទី4បែបនេះនឹងតាំងជាមួយខ្ញុំដោយរបៀបណា អ្នកនិយាយត្រូវហើយជាមួយនឹងសមត្ថភាពខ្ញុំពេលនេះគឺគ្មានឱកាសឈ្នះសូម្បីតែបន្តិចតែគូប្រកួតរបស់អ្នកគឺនាង នេះមិញនេះអ្នកនិយាយថាអ្នកវឹកហាត់ខ្លួនឯងទៅជាខ្មោចឆៅមែនទេមិនមែនទេតើនាងរំភើបស្អីទៅ ស៊ូម៉ូកុំប្រាប់ថាគេរំភើបមែនទេទៅណា ខ្មោចឆៅល្អតើខ្មោចឆៅមានតម្លៃណាស់នេះហើយមែនទេអ្នកថ្មីរបស់ក្រុម749ពួកឯងហ្នឹងមានបញ្ហាស្មារតីមែន កុំនិយាយបែបនេះដាក់ស៊ូមូអីប៉ុន្តែគេនឹងក៏មានចំណុចមិនប្រក្រតីបន្តិចមែន សៀនឲ្យឯងចេះគួរសមខ្លះទេហ្នឹងក្រៅពីវឹកហាត់ខ្លួនឯងឲ្យទៅជាខ្មោចស៊ីសាច់មនុស្សបែបនេះឯងនៅមានល្បិចអ្វីលាក់ទុកទៀតទេ ឯងចង់រកគ្រងជាមួយខ្ញុំមែនទេសម្រាប់វាចោលទៅ ថយក្រោយទៅកុំដណ្ដើមសម្លាប់វាពីខ្ញុំ អាចឈួតឲ្យមិននឹកស្មានថាវាមានសមត្ថភាពចម្លែកដល់ថ្នាក់នេះសោះ ស្វិតមែនតើងាប់ទៅ កម្រិតសមត្ថភាពបែបនេះពិតជាកម្រិតទី6មែនឬ ហើយនៅមានល្បិចអ្វីលាក់ទុកទៀតទេ ខ្ញុំជាមនុស្សមកពីនិកាយយិនស៊ឺម្ចាស់និកាយគាត់មិនទាន់ស្លាប់ទេ អ្វីណាលីអ៊ូស៊ីមិនទាន់ស្លាប់មែនទេ អញស្គាល់លីអ៊ូស៊ីដែរឬអញមានឈាមដែលគាត់ប្រទានឲ្យដើម្បីការពារខ្លួនដែរឬអត់ឆាប់បញ្ចេញមកឆាប់ឡើង នេះវាជារឿងអីទៅ ប្រញាប់ឡើងគុំនៅស្ងៀមអីខ្ញុំគ្មានចំណេះដឹងទេគ្មានទេហ៎ចុះការផ្សេងទៀតនោះក៏គ្មានដែរអញ្ចឹងតាក់ទងទៅលីវូស៊ីឲ្យគេមកជួយសិនទៅបានទេមិនបានទេខ្ញុំតាមពិតទៅមិនបានតាក់ទងទៅម្ចាស់ទ្វារទេណាអញ្ចឹងតើឲ្យឯងមកធ្វើអីងប់ទៅប្រព័ន្ធមិនបានជូនដំណឹងទេចាញ់បបគេហើយ មិនក៏អាចទៅរួចមិនក៏ខ្ញុំប្រើសមត្ថភាពអត់ចេញសោះបែបនេះ ស៊ូម៉ូខ្ញុំទទួលស្គាល់ថាឯងខ្លាំងមែនប៉ុន្តែឯងក៏មិនចង់ឃើញគេស្លាប់ដែរមែនទេ ស៊ូម៉ូកុំខ្វល់ពីខ្ញុំ លេងគេទៅខ្ញុំស៊ូម៉ូសូមស្បោះនឹងចិត្តខ្លួនឯងបើឯងមិនធ្វើបាបសៀនទេខ្ញុំនឹងឲ្យឯងចាក់ចេញពីស្រះត្រីនេះដោយសុវត្ថិភាពល្អណាស់មិននឹកស្មានថាឯងក៏ជាមនុស្សដែលស្រឡាញ់គេខ្លាំងដែរសៀនមិនអីទេមែនទេ អត់អីទេណា អញ្ចឹងខ្ញុំមិនរំខានរឿងល្អរបស់ពួកឯងទាំងពីរទៀតទេណាលីហើយខ្ញុំអនុញ្ញាតឲ្យឯងទៅហើយហ៎
ស៊ូមូអញហ៊ានប្រើដៃប្រើជើងដាក់យើងផងអញមិនខ្លាចបេះដូងអ្នកចម្បាំងរបស់អញបែកបាក់ទេអ្វីដែលខ្ញុំនិយាយគឺខ្ញុំមិនដែលកុហកអ្នកណាទេប៉ុន្តែអញបានវឹកហាត់ខ្លួនអញខ្លាចជាខ្មោចឆៅទៅហើយអញ្ចឹងបើខ្ញុំកុហកឯងក៏មិនរាប់ថាជាការកុហកដែរឥឡូវនេះទៅដោយស្ងប់ចិត្តចុះទេសូមអបអរសាទរម្ចាស់ប្រព័ន្ធដែលបានសម្លាប់ខ្មោចឆៅកម្រិត4ទទួលបានពិន្ទុបុណ្យ 5000 អូបានត្រឹមតែ 5000 ពិន្ទុបុណ្យសោះមិនអីទេពេលនេះពិន្ទុបុណ្យរបស់ខ្ញុំបានកើនលើស 20000 ហើយរួចរាល់អាលីថាប់ដំបងរបស់ខ្ញុំបាត់បង់ហើយចាស់សុំទោសផងស៊ូមកខ្ញុំគ្រាន់តែឆេវឆាវបន្តិចបន្តួចឯងមិនប្រកាន់ខ្ញុំទេមែនទេអូយសៀនឯងស្អាតដំឡឹងតើឲ្យខ្ញុំប្រកាន់ឯងយ៉ាងម៉េចទៅកំពុងតែពិបាកចិត្តមិនដឹងថាត្រូវធ្វើម៉េចឲ្យស្និទ្ធស្នាលជាមួយបងប្រុសរបស់សៀនមិននឹកស្មានថានាងចាប់អារម្មណ៍លើខ្ញុំសោះទាំងដែលខ្ញុំមិនបានធ្វើអ្វីពិសេសផងហើយមើលទៅភាពតាក់ទាញរបស់ខ្ញុំពិតជាខ្លាំងពេកហើយអូអីចឹងក៏ល្អដែរសៀនខ្ញុំសួរឯងមួយមើលក្នុងនាមជាប្រធានក្រុម749តើឯងអាចទទួលបេសកកម្មសម្រាប់ខ្មោចព្រាយបិសាចបានច្រើនជាងនេះឬបេសកកម្មដែលមានកម្រិតខ្ពស់ជាងនេះដែរឬទេអញក៏ដឹងស្រាប់ហើយខ្ញុំមិនអាចបដិសេធពួកវាបានទេពួកវាគួរឲ្យស្រឡាញ់ណាស់ស៊ូមកគាត់ចង់សម្លាប់ខ្មោចព្រាយបិសាចឲ្យបានច្រើនដើម្បីជួយឲ្យខ្ញុំប្រមូលពិន្ទុបានកាន់តែច្រើនសោះតែគាត់បែរជាធ្វើពុតជាបែបនេះដើម្បីកុំឲ្យខ្ញុំមានសម្ពាធផ្លូវចិត្តច្រើនពេកគាត់ពិតជាល្អខ្លាំងណាស់ស៊ូមកខ្ញុំចង់ប្រាប់ឯងថាមានការបញ្ជាទិញថ្មីចូលមកហើយសូមពិនិត្យមើលផងហេតុអ្វីបានជាផ្ញើសារមកពេលនេះគួរឲ្យធុញពិតមែនសៀនការងារមកដល់ហើយឆាប់ស្ដាប់ទៅចាសលោកប្រធានលោកគ្រូហើយមិញនេះខាងទីស្នាក់ការកណ្ដាលទើបតែផ្ញើសារមកក្រុមជាងសំណង់នៅស្រុកវូយុនកំពុងតែជីកផ្លូវរួមក្រំដីក៏ទៅជីកចំភ្នូចាស់ឥឡូវនេះមានមនុស្សជាង30នាក់កំពុងជាប់គាំងនៅទីនោះមកទីនេះមកនៅជាមិត្តនឹងពួកយើងឯក៏ខ្លាំងណាស់គុំខ្ញុំមិនយកទេយោងតាមការវិតម្លៃរបស់ទីស្នាក់ការកណ្ដាលខ្មោចព្រាយបិសាចនៅខាងក្នុងនោះមានកម្រិតយ៉ាងហោចណាស់ក៏កម្រិត5ដែរអូកម្រិត5ហ្នឹងឬបេសកកម្មលើកនេះប្រគល់ឲ្យខ្ញុំចុះខ្ញុំធានាថានឹងកំទេចខ្មោចព្រាយបិសាចនោះឲ្យខ្ទេចខ្ទីមិនឲ្យសល់ដានឡើយសំឡេងនេះគឺអ្នកកាន់ដាវខ្មោចអូអត់ទេគឺលោកស៊ូពិតជាបានតើប៉ុន្តែបេសកកម្មលើកនេះខាងក្រុងឈូតូក៏នឹងបញ្ជូនមនុស្សមកដែរដល់ពេលជួបជុំគ្នានៅស្រុកអូយុនចាំយើងទៅកម្ចាត់ជំងឺខ្មោចជាមួយគ្នាតើអាចឲ្យខ្ញុំទៅខ្លួនឯងបានទេរឿងនេះប្រហែលជាមិនបានទេបេសកកម្មគឺខាងទីស្នាក់ការកណ្ដាលជាអ្នកកំណត់យើងក៏គ្មានផ្លូវផ្លាស់ប្ដូរបានដែរដល់ពេលចាំខ្ញុំទៅទទួលអ្នកយើងទៅជាមួយគ្នាអញ្ចឹងហេសអូខេអញ្ចឹងដល់ពេលចាំហៅខ្ញុំផងខ្ញុំទៅមុនហើយហ៎ថ្ងៃនេះដើម្បីកម្ចាត់ជំងឺខ្មោចយប់ថ្ងៃត្រឡប់ចុះឡើងយន្តក៏ត្រូវសូត្ររយប់ខ្ញុំស្ទើរតែខ្លាចជាសត្វទីទុយទៅហើយតម្លៃកុសល 20000ខ្ញុំត្រូវតែប្រមូលផ្ដុំព្រះអាទិត្យឈាមទី2ឲ្យបានសិនប្រព័ន្ធឲ្យពង្រឹងក្បាច់គុណឲ្យខ្ញុំពង្រឹងបានសម្រេចហើយមកទៀតពង្រឹងបានសម្រេចនៅសល់តម្លៃកុសល 3000 ពិន្ទុឥឡូវនេះអាចប្រមូលផ្ដុំឈាមឲ្យទៅជាព្រះអាទិត្យពិតប្រាកដបានហើយបើពង្រឹងបន្ថែមទៀតនោះ8ដងហើយអាចបង្កើតព្រះអាទិត្យទី2បានតើមិនមែនចង់ហោះហើរទេហត់ណាស់ទៅសម្រាប់បន្តិចសិនហើយយប់ឡើងត្រូវបន្តទៅសម្រាប់ខ្មោចដើម្បីសន្សំកុសលទៀតអូយអាងប់នេះមិនក៏កាន់តែវាកាន់តែរឹងមាំទៅវិញហ្នឹងឯងពិន្ទុកុសលនេះមកយឺតពេកហើយអមេឃឲ្យនេះជាទំនៀមទម្លាប់ពីក្រៅមេឃហើយក៏ជាចិត្តសម្លាប់ដែលនាំឲ្យស្លាប់ដែរមេឃក្តៅកក់ក្តៅវិលត្រឡប់មកចាប់ជាតិថ្មីក្នុងលោកដ៏វឹកវរនេះចិត្តសម្លាប់នេះតើអាចទប់បានពិតមែនឬតម្លៃនៃគុណធម៌នេះហេតុអ្វីបានជាយឺតយ៉ាវម្ល៉េះបើមិនអញ្ចឹងទេខ្ញុំទៅស្រុកវូយុនដោយខ្លួនឯងតែម្ដងទៅអ่ะហ៎ហេតុអ្វីបានជាអារម្មណ៍ចំពោះមនុស្សម្នាក់នេះហាក់ដូចជាចម្លែកម្ល៉េះអាចឆ្កែនេះល្អពិតជាមានបញ្ហាមែនឈប់សិនទៅចុះអូយអាល្អិតឯងរត់បានល្អណាស់មែនទេសាក់រត់ម្ដងទៀតមើលលោកបងពួកយើងគ្នាអញទេមិនមែនខ្មោចគ្នាអញឯណាខ្ញុំជាអ្នកស៊ើបការសម្ងាត់របស់ការិយាល័យ749អ្នកមិនមែនកំពុងតែបោកខ្ញុំទេមែនទេ
បងធំឲ្យខ្ញុំមិនបានបោកបងទេខ្ញុំស្គាល់ឈ្មោះបងឈ្មោះស៊ូមូហើយក្រៅថាខ្មោចដាវដាអ្នកទំនាក់ទំនងរបស់ខ្ញុំឈ្មោះវាងឡាងបងប្រកាសជាធ្លាប់ជួបហើយក្រុមនឹងហើយដែលខ្ញុំចូលទៅធ្វើជាចារកម្មដើម្បីផ្ដល់តម្រុយឲ្យពួកគេ ក្រុមនឹងចុះហេតុអ្វីបានជាពេលនោះខ្ញុំមិនឃើញអ្នកទៅ ទោះបីជាការិយាល័យ779បាននិយាយថាពួកគេនឹងមិនធ្វើបាបខ្ញុំក៏ដោយប៉ុន្តែខ្ញុំមានអារម្មណ៍ថាខ្ញុំមិនមានសុវត្ថិភាពតតែសោះទើបខ្ញុំរកលេសរត់ចេញមកមុន អូអញ្ចឹងទេតើឃើញថាជាខ្មោចខ្លួនឯងសោះគួរឲ្យស្ដាយណាស់ លោកស៊ូឲ្យក្រសែភ្នែកដែលលោកបង្ហាញការស្ដាយក្រោយនឹងវាស្អីទៅ បានហើយបើជាគ្នាយើងដូចគ្នាចឹងក្រោកឡើងទៅ អរគុណបងធំដែលមិនសម្លាប់ខ្ញុំ និយាយបែបនេះមានន័យថាអ្នកមានព័ត៌មានចម្លែកផ្សេងទៀតមែនទេ មែនហើយមានខ្លះដែរខ្ញុំកំពុងតែរៀបចំទៅរាយការណ៍ប្រាប់វាងឡាងនឹង អូយមិនប្រាប់ឲ្យលឿនទៅមកអូនស្រីញ៉ាំស្ករទៅ អូបងធំឲ្យពេលខ្ញុំនៅរសជាតិស្ករក្នុងឈាមខ្ញុំឡើងខ្ពស់បន្តិច មិនឲ្យតម្លៃខ្ញុំមែនទេ ញ៉ាំខ្ញុំញ៉ាំភ្លាមនឹង អញ្ចឹងបានត្រូវពួកយើងសុទ្ធតែជាមិត្តរួមការងារនឹងគ្នាហើយតើយើងមិនគួរមើលថែគ្នាទៅវិញទៅមកទេ ចាស់លោកបងចង់និយាយអីក៏បានដែរ អញស៊ីស្កររបស់ខ្ញុំហើយអញ្ចឹងយប់នេះជួយនាំខ្ញុំទៅរកខ្មោចរោគអំពៃក្បាលមកមិនអីទេមែនទេ ប៉ុន្មានណាមកបីក្បាលនឹង មានបញ្ហាអីមែនទេ អត់ទេអត់មានបញ្ហាអីទេគ្រាន់តែថាពួកយើងធ្វើបែបនេះវាហាក់ដូចជាមិនសូវសមរម្យប៉ុន្មានទេដឹង ច្បាប់ទម្លាប់អីអាឡូលោកស៊ូមានការអីមែនទេវាងឡាងឈ្មោះហៅក្រៅរបស់ខ្ញុំដែលគេហៅថាពួកខ្មោចឃើញខ្មោចខ្លាចគេនឹងអញជាអ្នកដាក់ឲ្យមែនទេអាម៉ែអញដឹងបានមិនទៅអូពិតជាអ្នកធ្វើមែនតើខ្ញុំឃើញអ្នកហាក់ដូចជាទប់អារម្មណ៍មិនបានហើយចុះបើខ្ញុំទៅការិយាល័យ749ជួយអ្នកបង្ក្រាបបន្តិចទៅកុំអីលោកស៊ូលោកម្ចាស់ខ្ញុំខុសហើយលោកមានអ្វីចង់បញ្ជាប្រាប់មកត្រង់មកបានខ្ញុំសួរអ្នកបន្តិចតើអ្នកមានអ្នកស៊ើបការម្នាក់ដែលពាក់មួកក្រហមមែនទេមែនហើយគេបង្កបញ្ហាដល់លោកមែនទេក៏មិនមែនដែរគ្រាន់តែខ្ញុំឲ្យគេនាំទៅរកគ្រូពេទ្យខ្មោចគេបែរជាថាខុសច្បាប់ទៅវិញអ្វីមិនក៏ខុសច្បាប់ទៅវិញអាមួកក្រហមឲ្យមិនមែនខ្ញុំចង់ថាអញទេតែអញចេះបត់បែនខ្លះទៅមិនបានឬអញនាំលោកស៊ូទៅកំចាត់គ្រូពេទ្យខ្មោចនឹងទៅមិនមែនសម្រាប់គោលដៅបាត់ទៅហើយឬថែមទាំងកាត់បន្ថយនីតិវិធីរាយការណ៍ទៀតត្រូវអត់ការងារយើងត្រូវយកប្រសិទ្ធភាពជាធំយល់ឲ្យលោកប្រធានខ្ញុំធានាថានឹងបម្រើលោកស៊ូឲ្យបានល្អបំផុតអញ្ចឹងបានត្រូវលោកស៊ូតើមានរឿងអ្វីទៀតទេគ្មានអ្វីទេចាំខ្ញុំរវល់រឿងនៅស្រុកអូយុនរួចចាំខ្ញុំអញ្ជើញអ្នកទៅញ៉ាំបាយឥឡូវទៅបានហើយមែនទេប៉ាងពិតជាបានតើអូយម៉ែអើយខ្លាចណាស់លោកស៊ូនេះមានកម្លាំងខ្លាំងក្លាពេកហើយធ្វើឲ្យខ្ញុំភ័យស្លុតអស់ហើយ លោកស៊ូមិនមែនធម្មតាទេណាមួយយប់សោះសម្រាប់ខ្មោចបានដល់ទៅ29ក្បាលខ្ញុំដឹងព័ត៌មានខ្មោចត្រឹមនឹងឯងតើលោកអាចជួយខ្ញុំបានទេ កុំបារម្ភអីខ្ញុំមិនមែនជាមនុស្សវិកលចរិតទេខ្ញុំមិនសម្លាប់ខ្មោចរបស់ខ្ញុំចោលឡើយ ខ្ញុំនឹងខំប្រឹងស្វែងរកតម្រុយពីខ្មោចកម្រិតខ្ពស់ឲ្យបាន ទៅចុះខំធ្វើការឲ្យល្អចាំទុកឲ្យច្បាស់បើមានតម្រុយខ្មោចត្រូវប្រាប់ខ្ញុំភ្លាមអាសយដ្ឋានរបស់ខ្ញុំអ្នកកត់ទុកហើយមែនទេ ចាស់លោកម្ចាស់ខ្ញុំក៏ទុកហើយ ទៅចុះពិន្ទុបុណ្យបច្ចុប្បន្ន 12000 ពិន្ទុហើយលើសពី 10000 ទៀតអាមួកក្រហមនេះក៏មានប្រយោជន៍ដែរតើត្រឡប់ទៅសម្រាប់សិនចាំទៅពង្រឹងសមត្ថភាពបន្ត លោកស៊ូយើងជួបគ្នាទៀតហើយ លោកតាលីតើលោកឈប់លក់គម្ពីរវិជ្ជាគុណហើយបដូរមកលក់យន់វិញហើយមែនទេ ក៏ព្រោះតែថ្មីនេះខ្មោចកាន់តែច្រើនឡើងយន់លក់ដាច់ជាងគម្ពីរវិជ្ជាគុណទៅទៀតនិយាយអញ្ចឹងយន់នេះខ្ញុំជូនលោក មិនយកលុយទេ ប្រាប់ថាជូនគឺជូនហើយមិនយកលុយទេប៉ុន្តែបើលោកព្រមបាយជើងជ្រូកខ្ញុំមួយពេលខ្ញុំក៏មិនបដិសេធដែរ បាយជើងជ្រូកមែនទេរឿងតូចតាចទេហាងនៅមុខសាលាយើងនឹងខ្ញុំមកឲ្យអស់តែម្ដងលោកចង់ញ៉ាំយូរប៉ុណ្ណាក៏បានដែរមិនយូរប៉ុន្មានទេអញ្ចឹងខ្ញុំមិនហើយណាទៅហើយខ្ញុំមិនអាចនៅកន្លែងណាមួយយូរពេកទេបើមិនអញ្ចឹងទេវានឹងមានបញ្ហាតើលោកគ្រូលីម្នាក់នេះគាត់ជានរណាឲ្យប្រកាសទៅលោកលីវតើលោកមកទីនេះធ្វើអ្វី លោកស៊ូលោកចៅបានផ្ញើកាដូនេះមកជូនលោកដើម្បីជាការថ្លែងអំណរគុណដល់លោក អូយមិនបាច់ពិបាកបែបនេះទេតោះចូលមកខាងក្នុងសិនមកអូរបស់ល្អសោះ លោកស៊ូកាន់ដាវមើលទៅអង្អាចណាស់ខ្ញុំពិតជាចូលចិត្តខ្លាំងណាស់លើកនេះត្រូវតែយកឲ្យបាន ដាវល្អមែន បើលោកស៊ូចូលចិត្តគឺល្អហើយលោកចៅបានប្រាប់ថាដាវនេះជាដាវរបស់មេតបសម័យបុរាណដែលធ្លាប់សម្លាប់សត្វរាប់មិនអស់មនុស្សធម្មតាមិនអាចប្រើវាបានទេប៉ុន្តែសម្រាប់លោកស៊ូវិញគឺជារឿងងាយស្រួល អរគុណលោកលីវដាវនេះពិតជាល្អមែន លោកស៊ូកុំចិត្តអីឃើញលោកមានអំណាចខ្លាំងក្លាបែបនេះខ្ញុំក៏ចង់ឲ្យលោកជួយបង្រៀនខ្ញុំពីរបៀបប្រើដាវនេះដែរ បានចាំមានឱកាសសិនណា មិនមែនទេតើវាពិតជាត្រឹមត្រូវមែនទេ ដាវនេះពិតជាសង្ហាណាស់បើបានយកទៅកាប់ពួកស្រូវវិញប្រកាសជាខ្លាំងមិនខានពង្រឹងប្រព័ន្ធឲ្យខ្លាំងឡើងចាប់ផ្ដើមនិយាយគោលដៅពង្រឹងគឺអាវុធដាវវែង ល
អាវុធដាវវែងពង្រឹងបានសម្រេចហើយសូមអបអរសាទរម្ចាស់ផ្ទះដែលទទួលបានអាវុធដាវបឺតប្រលឹងដាវនេះមានប្រសិទ្ធភាពខ្លាំងក្នុងការទប់ស្កាត់ខ្មោចព្រាយបិសាចបន្ទាប់ពីកម្ចាត់វាបានដាវនេះអាចបឺតយកធម៌ពលអវិជ្ជមានរបស់វាដើម្បីបង្កើនកម្លាំងឥឡូវនៅសល់ពិន្ទុបុណ្យកុសល2300ពិន្ទុអូហូដាវបឺតធម៌ពលអវិជ្ជមានបែបនេះក្រោយពីកម្ចាត់ខ្មោចបានទាំងទទួលបានពិន្ទុបុណ្យកុសលទាំងអាចបឺតធម៌ពលវាដើម្បីចិញ្ចឹមដាវទៀតពិតជាអស្ចារ្យមែនខ្ញុំចាំបានថាក្នុងសៀវភៅគម្ពីរដែលខ្ញុំទិញពីមុនមានគម្ពីរដាវឈើឆេះមួយក្បាលចាំត្រឡប់ពីស្រុកពូយន្តលើកនេះខ្ញុំប្រហែលជាមានពិន្ទុបុណ្យកុសលគ្រប់គ្រាន់ដើម្បីពង្រឹងគម្ពីរដាវនេះហើយស៊ូម៉អ្នកខាងក្រុងឈូតូនឹងមកដល់យប់នេះហើយខ្ញុំនឹងទៅទទួលអ្នកឥឡូវនេះអ្នករៀបចំខ្លួនទៅខ្ញុំនឹងជូនអ្នកទៅមកដល់លឿនម្ល៉េះស្ថានភាពនៅខាងនោះយ៉ាងម៉េចដែរមានអ្នកណាខ្លះមកបេសកម្មលើកនេះបូករួមទាំងអ្នកផងគឺមានគ្នា5នាក់មានអ្នកហ្វឹកហាត់កម្រិត5ចំនួន2នាក់និងកម្រិត4ចំនួន2នាក់អង្គភាព749របស់ពួកអ្នកមិនមែនគួរតែមានអ្នកខ្លាំងច្រើនទេហើយអ្វីមិនបញ្ជូនមេគុណទៅផ្ទាល់តែម្ដងទៅគ្រាន់តែផ្ទះមួយដៃក៏អាចកំទេចមេគុណក្នុងរូងនោះបានដែរអង្គភាព749ពិតជាមានអ្នកខ្លាំងច្រើនមែនប៉ុន្តែក្រៅពីត្រូវការពីតំបន់ហាមឃាត់នីមួយពួកគេក៏ត្រូវការពីប្រទេសដទៃទៀតដែរដូច្នេះហើយមើលទៅស្ថានភាពបែបនេះកម្រិតនៃភាពចម្លែកនៅក្នុងតំបន់ហាមឃាត់នោះប្រហែលជាលើសពីកម្រិតមេគុណកម្រិត9ទៅទៀតប៉ុន្តែមិនយូរមិនឆាប់ខ្ញុំនឹងប្រែក្លាយពួកគេទាំងអស់ឲ្យទៅជាបន្ទុកគុណធម៌របស់ខ្ញុំបងសៀនបងមកដល់ហើយអញក៏ទៅដែរមិនក៏អញ្ចឹងយ៉ាងហោចណាស់ខ្ញុំក៏ជាអ្នកហ្វឹកហាត់កម្រិត4កម្ពុជាដែរហេតុអ្វីទៅមិនបានតើខ្ញុំគ្រាន់តែសង្ឃឹមថាអ្នកដទៃទៀតមានកម្រិតប្រហាក់ប្រហែលនឹងឯងដែរធ្វើបែបនេះនឹងគ្មានអ្នកណាមកដណ្ដើមយកស្នាដៃពីខ្ញុំទៀតទេអាមីតូហ្វូអាត្មាជាព្រះសង្ឃមកពីវត្តហ្វាយុនក្នុងក្រុងនេះនាមថាអ៊ីជាសូមគោរពនេះគឺជាលោកគ្រូអ៊ីជាបេសកម្មលើកនេះគឺលោកគ្រូជាអ្នកដឹកនាំក្រុមរឿងចម្លែកក្នុងរូងភ្នំនេះខ្ញុំសូមពឹងពាក់អ្នកទាំងអស់គ្នាហើយណាសន្យាជាមួយខ្ញុំណាត្រូវតែប្រយ័ត្នសុវត្ថិភាពកុំឲ្យតែចង់បានពិន្ទុបន្ថែមឲ្យខ្ញុំហើយរត់ទៅម្នាក់ឯងឲ្យសោះយកទេកុំបារម្ភអីអ្នកដឹងស្រាប់ហើយខ្ញុំមិនដែលចេះកុហកទេណាអញ្ចឹងខ្ញុំទៅហើយណាហាមិនមែនទេស៊ូមកអញទៅយកឈ្នះចិត្តបងស្រីសៀនតាំងពីពេលណាទៅនាងមិនមែនល្បីថាត្រជាក់ត្រជុំខ្លាំងណាស់ទេហេហេប្រហែលជាដោយសារមុនស្នេហ៍របស់បងខ្លាំងពេកហើយមើលទៅមុនស្នេហ៍ខ្លាំងពេកហេតាមចិត្តអញចុះលោកគ្រូអ៊ីជាតើយើងត្រូវធ្វើម៉េចបន្តទៀតពេលនេះព្រះអាទិត្យមិនទាន់លិចនៅឡើយទេទោះបីជាធម្មពលពន្លឺថ្ងៃមិនសូវខ្លាំងប៉ុន្តែវាអាចកាត់បន្ថយសមត្ថភាពរបស់ពួកខ្មោចព្រាយបិសាចបានខ្លះដែរកុំបង្អង់យូរយើងប្រញាប់ចេញដំណើរទៅកម្ចាត់ពួកវាទៅពីមុនគិតតែពីខ្លាចពួកវាដណ្ដើមយកក្បាលទៅភ្លេចគិតថាពួកខ្មោចព្រាយបិសាចក៏ចេះរត់ដែរតើឲ្យពួកវាគេចផុតបានមិនទៅនេះសុទ្ធតែជាបន្ទុកបុណ្យកុសលរបស់ខ្ញុំណាទៅខ្ញុំគិតថាពេលនេះគួរតែញ៉ាំបាយសិនចាំមេឃងឹតសូនអសងចាំទៅកម្ចាត់ពួកវាហាតើអ្នកមិនដឹងទេថាខ្មោចព្រាយបិសាចនៅពេលយប់គឺមានសមត្ថភាពខ្លាំងជាងពេលថ្ងៃលោកស៊ូទោះបីជាលោកមានសមត្ថភាពខ្លាំងហើយបានសម្លាប់ខ្មោចព្រាយបិសាចជាច្រើនក៏ដោយប៉ុន្តែលើកនេះខ្មោចព្រាយបិសាចដែលយើងត្រូវប្រឈមមុខគឺប្រហែលជាខុសពីអ្វីដែលលោកធ្លាប់ជួបពីមុនមកដូច្នេះតើលោកអាចជួយគិតដល់ផលប្រយោជន៍រួមបានទេពួកអ្នកទាំងអស់គ្នាគិតថាខ្ញុំឈួតមែនទេបានជាចង់ទៅសម្លាប់ខ្មោចព្រាយបិសាចនៅពេលដែលពួកវាខ្លាំងបំផុតនោះចុះមិនមែនទេខ្ញុំសួរអ្នកទាំងអស់គ្នាតើយើងជាអ្នកហ្វឹកហាត់ក្បាច់គុណហេតុអ្វីត្រូវកម្ចាត់ខ្មោចព្រាយបិសាចពិតណាស់គឺដើម្បីការពារមនុស្សធម្មតាកុំឲ្យពួកវាធ្វើបាបបានត្រូវហើយចុះបើមានខ្មោចព្រាយបិសាចរត់រួចហើយទៅធ្វើបាបមនុស្សតើមិនមែនជាកំហុសរបស់យើងទេរឿងនេះប៉ុន្តែយោងតាមអ្នករុករករ៉ែដែលរត់គេចខ្លួនពីក្នុងរូងមកបាននិយាយថាចំនួនខ្មោចព្រាយបិសាចមានយ៉ាងហោចណាស់ជាង50ក្បាលតើយើងអាចដោះស្រាយពួកវាទាំងអស់បានដោយរបៀបណាទោះបីជាពេលយកខ្មោចព្រាយបិសាចខ្លាំងជាងក៏ដោយប៉ុន្តែដោយសារតែបែបនេះហើយទើបពួកវាមិនរត់គេចហើយថែមទាំងហ៊ានវាប្រហារមកលើយើងដោយផ្ទាល់ដើម្បីចង់កម្ចាត់យើងចោលឲ្យតែយើងអាចទប់ទល់នឹងសម្ពាធនេះបានតើមិនមែនមានន័យថាយើងមានសង្ឃឹមក្នុងការកម្ចាត់ពួកវាឲ្យអស់លីងទេប៉ុន្តែតើយើងអាចទប់ទល់បានដែរឬទោះទប់មិនជាប់ក៏ត្រូវតែទប់ដែរបើអ្នកទាំងអស់គ្នាទប់មិនជាប់ទេអាចប្រគល់ខ្មោចព្រាយបិសាចទាំងនោះមកឲ្យខ្ញុំចុះខ្ញុំនឹងជាអ្នកដោះស្រាយឲ្យលើកនេះមិនត្រឹមតែអាចកម្ចាត់ខ្មោចព្រាយបិសាចបានទាំងអស់ទេថែមទាំងអាចឲ្យពួកវាប្រគល់ស្នាដៃមកឲ្យខ្ញុំទៀតខ្ញុំពិតជាពូកែខ្លាំងណាស់អាមេតាបុត្របើខ្ញុំមិនចូលនរកតើឲ្យអ្នកណាចូលទៅពាក្យសម្ដីលោកស៊ូពិតជាធ្វើឲ្យខ្ញុំភ្ញាក់ខ្លួនមែនខ្ញុំសូមទទួលយកពាក្យនេះបានហើយបងប្រុសខ្ញុំយល់ពីបងមិនបាច់និយាយអ្វីទៀតទេទៅញ៉ាំបាយទៅថ្ងៃនេះខ្ញុំត្រូវតែផឹកជាមួយបងឲ្យបានពីពេងមិនមែនទេបងយល់អ្វីទៅហើយបងជាព្រះសង្ឃសោះមកផឹកស្រាអញ្ចឹងវាសំដែរឬហូគឺនៅទីនេះហើយខាងក្នុងនេះមិនដឹងមានរឿងអ្វីកើតឡើងទេអ្នកទាំងអស់គ្នាត្រូវតែប្រយ័ត្នកុំធ្វេសប្រហែសឲ្យសោះតោះទៅប្រយ័ត្នផងជុំវិញនេះមានក្លិនចម្លែកមាត់រូងបាត់ទៅហើយចាំមើលខ្ញុំចុះទៅមិនស្រួលទេយើងដើរតាមផ្លូវរូងនេះរហូតតើអាចទៅរួចយ៉ាងម៉េចទៅដែលមិនជួបផ្លូវបាត់សោះនោះលោកគ្រូយ៉ាប់ហើយលោកគ្រូពួកគេបាត់ខ្លួនអស់ហើយលោកគ្រូលោកស៊ូអ្នកទាំងពីរនៅណាឬខ្ញុំទេអាណាខាងនោះមានរឿងចម្លែកច្រើនណាស់លោកគ្រូពួកគេត្រូវបានគេឡោមព័ទ្ធហើយឆាប់ទៅជួយពួកគេជាមួយខ្ញុំអ្វីណានៅណាឆាប់នាំខ្ញុំគឺនៅខាងនោះឯងខ្ញុំរងចាំតែអ្នកងាកក្រោយនេះឯងទៅគឺលោកគ្រូសិនមានសៀវពូកែខាងបោកបញ្ឆោតចិត្តមនុស្សបំផុតមិនដឹងថាលោកគ្រូនិងលោកស៊ូយ៉ាងម៉េចខ្លះទេចុះអ្នកគិតថាពួកគេយ៉ាងម៉េចដែរអូហូមិនធម្មតាទេគ្រាន់តែព្រិចភ្នែកសោះបាត់មនុស្សអស់រលីងល្អណាស់អញ្ចឹងបានន័យថាខ្មោចព្រាយនេះមានតម្លៃណាស់ស៊ូមូពួកលោកគ្រូកម្រិត1កំពុងមានគ្រោះថ្នាក់ហើយចាំបន្តិចសិនស្រាប់ព្រះរាជវាំងមិនមែនទេអ្នកកំពុងនិយាយស្អីហ្នឹងប្រញាប់ទៅជាមួយខ្ញុំទៅ
សូមអបអរសាទរម្ចាស់ប្រព័ន្ធដែលបានសម្លាប់ខ្មោចកម្រិត2ទទួលបានពិន្ទុបុណ្យ500ស្មានថាខ្ញុំល្ងងមែនទេស្ថានភាពបែបនេះស្រាប់តែមានមនុស្សស្គាល់គ្នាដែលចេញមកហើយថែមទាំងឆ្លើយពាក្យសម្ងាត់មិនត្រូវទៀតបើអ្នកមិនមែនជាខ្មោចតើជាអ្នកណា លោកស៊ូ តើជំនាញជីកកាយមួយណាខ្លាំងជាងគេសូមអបអរសាទរម្ចាស់ប្រព័ន្ធដែលបានសម្លាប់ខ្មោចកម្រិត2 ម្ចាស់ប្រព័ន្ធស៊ូ សត្រូវផ្លាស់ប្ដូរតែខ្ញុំមិនផ្លាស់ប្ដូរទេហ្វាវ៉ាន់សូមអបអរសាទរម្ចាស់ប្រព័ន្ធដែលបានសម្លាប់ ស៊ូ ខែដៅរបស់ខ្ញុំ មានខែដល់ហើយណាទៅ មិនមែនទេខ្ញុំចង់និយាយថាពួកអ្នកដែលខ្លាញ់ខ្លួនជាមនុស្សនេះពិតជាមិនដឹងរឿងអ្វីសោះមែនទេសូម្បីតែពាក្យសម្ងាត់ក៏ឆ្លើយមិនត្រូវដែរចាំបាច់ត្រូវធ្វើពុតជាអ្វីទៀត លោកស៊ូ លោកស៊ូឆ្នាំនេះបុណ្យទានមិនទទួលកាដូទេ ទទួលកាដូគឺទទួលតែណៅបៃជីនទេឈប់សិនខ្ញុំនិយាយមែន គួរឲ្យស្ដាយណាស់ គួរឲ្យស្ដាយមានន័យថាម៉េចមិនបានឲ្យអ្នកកាប់ខ្ញុំទេខ្ញុំពិតជាសុំទោសណាលោកមិនស្រួលទេក្លិនកាន់តែខ្លាំងឡើងខ្លាំងណាស់ចាប់ហើយគឺសត្វមុខមនុស្សថែមទាំងមានច្រើនម្លេះចំនួននេះយ៉ាងហោចណាស់ក៏រាប់រយក្បាលដែរត្រូវតែរកវិធីបើកផ្លូវចេញសិនមានតែប្រើក្បាច់នោះហើយស៊ូមកស្ដាប់ណាបន្តិចទៀតខ្ញុំនឹងប្រើក្បាច់សង្គ្រោះជីវិតត្រកូម៉ាដើម្បីបើកផ្លូវឲ្យអ្នកត្រូវឆ្លៀតឱកាស អូទីបំផុតលេងចង់សម្ដែងហើយមែនទេអ្នកឯងនឹងបន្តិចទៀតកុំឲ្យដៃកុំឲ្យជើងឲ្យសោះបើមិនអញ្ចឹងទេកុំថាខ្ញុំមិនប្រមាន គាត់ចង់តាំងជាមួយសត្វមុខមនុស្សទាំងអស់ម្នាក់ឯងស៊ូមកពួកគេច្រើនពេកហើយថែមទាំងមានស្ដេចសត្វមុខមនុស្សទៀតកុំធ្វើអីផ្ដេសផ្ដាសណា មកល្អណាស់ សូមអបអរសាទរម្ចាស់ផ្ទះដែលបានសម្លាប់សត្វចម្លែកមុខមនុស្សកម្រិត1សូមអបអរសាទរម្ចាស់ផ្ទះដែលបានសម្លាប់សត្វចម្លែកមុខមនុស្សកម្រិត1សូមអបអរសាទរម្ចាស់ផ្ទះដែលបានសម្លាប់សត្វចម្លែកមុខមនុស្សកម្រិត1 អស់តោះ មិនមែនទេខ្ញុំមើលមិនខុសទេមែនទេស៊ូមកគាត់ម្នាក់ឯងដេញសម្លាប់សត្វមុខមនុស្សរាប់រយក្បាលបែបនេះវាសមហេតុផលដែរឬ ដល់វិញអ្នកហើយពួកអ្នកទាំងអស់គ្នា ចាំបន្តិចលោកស៊ូកម្លាំងរបស់វាប្រហែលជាដល់កម្រិតកម្ពូលទី5ហើយចាំរងចាំលោកគ្រូយីនិងអ្នកផ្សេងទៀតមកដល់សិនចាំយើងរួមដៃគ្នាវាប្រហារ ចាំពួកគេមកដល់ដើម្បីដណ្ដើមយកស្នាដៃខ្ញុំឬមិនបាច់ទេខ្ញុំទៅហើយ លោកស៊ូចប់ហើយ ងាប់ទៅ ស៊ូមកគុំសម្រាប់ខ្ញុំអីខ្ញុំស្រឡាញ់អ្នកណាអ្នកមិនស្រឡាញ់ខ្ញុំទេអ្នកដាច់ចិត្តធ្វើបាបខ្ញុំមែនទេ សូមអង្វរចុះអញខ្លាចជាអ្នកប្រាទៅជួយកាត់បន្ថយក្លិនខ្លួនឯងបន្តិចបានទេនាងផ្ទះខ្ញុំជានារីដ៏ស្រស់ស្អាតដែលមានក្លិនក្រអូបឈ្ងុយឈ្ងប់ណាស់អាខ្មោចស្អុយ កុំចាត់ខ្មោចកម្រិត5បានរង្វាន់ពិន្ទុបុណ្យ 10000 លើកនេះពិតជាមិនខាតពេលមែនពិន្ទុបុណ្យលើស 30000 បាត់ទៅហើយ ស្ដេចក្លិននឹងត្រូវគេសម្លាប់ចោលភ្លាមអីចឹងហេ ប្រហែលជាលោកគ្រូហើយខ្ញុំទៅជួយពួកគេបន្តិចសិន ចាំខ្ញុំផង លោកស៊ូ ឈរនៅនឹងកុំកម្រើកលេងពួកនឹងទៅ ទុកឲ្យខ្ញុំវិញចង់លេងសាច់មែនទេទុកឲ្យខ្ញុំដោះស្រាយវិញលោកស៊ូយើងអាចបន្តទៀតបានកុំមកចិត្តឲ្យសោះខ្ញុំនឹងបញ្ចេញធម៌ពលពេញទំហឹងហើយ អូមិញនេះគាត់ប្រើធម្មពលបូជាដល់ស្ដេចវិសាចមុខមនុស្សសោះតែនៅមិនទាន់បញ្ចេញអស់ពីសមត្ថភាពផងអាំនោះឈួត សំណាងហើយស្ទើរតែត្រូវពួកវាដណ្ដើមយកស្នាដៃទៅហើយចុះលោកគ្រូអ៊ីជាទៅណាហើយពួកអ្នកឃើញគាត់ទេអត់ឃើញទេ មិនអីទេលោកគ្រូក៏ជាអ្នកវឹកហាត់កម្រិត5ដែរយើងទៅរកគាត់ឥឡូវនេះប្រហែលជាទាន់ពេល អាបេសាជាណាស់អញត្រូវតែជួយឲ្យខ្ញុំសម្រេចការវឹកហាត់ នឹងសម្លេងលោកគ្រូយើងប្រញាប់ទៅទីនោះទៅ ដល់ពេលត្រូវធ្វើការងារសំខាន់ហើយពេលវេលាដ៏សប្បាយរីករាយពិតជាខ្លីមែនដើម្បីសងការដែលខ្ញុំខ្ជិលច្រអូសកាលពីមិញនេះបន្តិចទៀតខ្ញុំនឹងចេញមុខទៅមុនគេ លោកគ្រូអ៊ីជាលោកប្រហែលជាមិនអាចចេញមុខទៅមុនគេបានទេ អូហេតុអ្វីទៅ ស្ដេចបិសាចមុខមនុស្សកម្រិត5នោះត្រូវបានលោកស៊ូសម្លាប់ចោលបាត់ទៅហើយ អ្វីណាលោកស៊ូមិនមែនជាមនុស្សធម្មតាពិតមែន ចាំបន្តិចក្លិននៅទីនេះឈួរខ្លាំងណាស់ខ្លាចតែខាងក្នុងនៅមានអ្វីដែលចម្លែកជាងនេះទៅទៀត ខ្ញុំស្មានថាដំណើរនេះចប់ត្រឹមនឹងទៅហើយមិននឹកស្មានថាមានភ្លើងឆេះទៀតមុខមនុស្សស្លាប់បានដល់កម្រិតទី5ហើយមិនដឹងថាអាមួយខាងក្នុងនឹងដល់កម្រិតទី6មួយឬអត់ទេអ្នកទាំងអស់គ្នាយើងគួរតែដកថយសិនទេហើយចាំរកជំនួយពីខាងក្រៅបន្ថែម គាត់ប្រហែលជាមិនមែនទេដឹង ខ្ញុំយកស្របទាំងស្រុងនឹងយោបល់របស់លោកគ្រូ ធ្វើឲ្យខ្ញុំភ័យស្លុតអស់ហើយ បានបើគ្រប់គ្នាព្រមព្រៀងគ្នាហើយអញ្ចឹងយើងដកថយទាំងអស់គ្នាទៅលោកស៊ូលោកហេតុអ្វីមិនទៅវិញអ្នកទាំងអស់គ្នាត្រឡប់ទៅសម្រាប់ទៅរឿងចម្លែកនេះទុកឲ្យខ្ញុំដោះស្រាយចុះអាមីតូហ្វូមិននឹកស្មានថាលោកស៊ូខំប្រឹងដល់ថ្នាក់នេះសោះបើបែបនេះហើយក្នុងនាមខ្ញុំជាអ្នកដឹកនាំក៏គ្មានហេតុផលត្រូវដកថយដែរ លោកគ្រូពួកយើងទាំង3អ្នកដឹងខ្លួនថាបើនៅបន្តក៏គ្រាន់តែជាបន្ទុកដែរពួកយើងនឹងរងចាំលោកនៅមាត់រូង ប្រសិនបើពួកយើងក្នុងរយៈពេល3ម៉ោងមិនបើគ្មានដំណឹងទេពួកអ្នកត្រូវតែចាក់ចេញពីទីនេះភ្លាមហើយរាយការណ៍រឿងនេះទៅថ្នាក់លើមើលចុះនេះជាមុខសុវត្ថិភាពរបស់លោកចាងគូលូអ្នកទទួលខុសត្រូវផ្លូវរួមក្រំដីនេះខ្មោចរាតត្បាតចុងក្រោយនោះប្រហែលជានៅក្នុងនេះហើយចុះចាំអីទៀតយើងចុះទៅទាំងអស់គ្នាទៅ
លោកស៊ូវិជាហោះហើររបស់លោកគឺប្លែកមែនទែនណាលើកនេះចប់សពគ្រប់ហើយត្រឡប់ទៅវិញខ្ញុំត្រូវតែហ្វឹកហាត់វិជាហោះហើរឲ្យខ្លាំងជាងនេះនរណាហ៊ានមករំខានដំណេករបស់អញហ្នឹងឲ្យព្រះពុទ្ធឲ្យលោកស៊ូមើលទៅអ្នកដែលនៅខាងក្នុងនេះហើយដែលជាមេខ្លោងនោះអាសត្វលីអាក្រក់ឯងត្រូវតែស្លាប់ពស់កោសឿឯងហ៊ានដល់ថ្នាក់យកប្រលឹងពស់កោសឿមកលីឡំជាមួយខ្លួនឯងរហូតខ្លាចជាខ្មោចពស់បែបនេះផងឬអញជាទេពស់ហើយបើមិនមែនព្រោះតែពស់ឯងមករំខានសុបិនទេពរបស់អញធ្វើឲ្យអញមិនអាចដោះរូបកាយពស់នេះបានទេនោះតើនឹងខ្លាចជាបែបនេះឬកាលពីមុនខ្ញុំធ្លាប់បញ្ចេញធម្មពលសម្រាប់កម្រិត5មួយរួចមកហើយឥឡូវនេះថែមទាំងបានពង្រឹងក្បាច់គុណកាយយ៉ាងតង់ធាន2ដងទៀតការដោះស្រាយជាមួយពស់កោសឿនេះគឺគ្មានបញ្ហាអ្វីទាំងអស់មិនអីទេខ្ញុំមើលទៅអាពស់កោសឿអីហ្នឹងក៏មិនឃើញមានអីខ្លាំងប៉ុន្មានដែរអាមនុស្សអួតអាងទៅស្លាប់ទៅមានតែប៉ុណ្្នឹងមែនទេមិននឹកស្មានថាលោកស៊ូអាចទប់ទល់បានយ៉ាងងាយស្រួលបែបនេះសោះអាមនុស្សអប្រិយទៅស្លាប់ទៅឲ្យព្រះពុទ្ធឲ្យព្រះរបស់អ្នកពិតជាសាហាវខូខើណាស់លោកគ្រូស៊ូឆាប់ថយក្រោយទៅមិនបាច់ទេខ្ញុំនឹងបញ្ជូនអាពូកោសឿនេះទៅជួបពួកអ្នកនៅឋានស៊ូឥឡូវនេះហើយងប់ទៅរបាំងមាសអីយ៉ាអញមិនខ្លាចឆ្នាំពោរបស់អញទេហេងប់ទៅទោះបីជាអញត្រូវដុតបំផ្លាញធម្មពល50ឆ្នាំរបស់អញក៏អញត្រូវតែសម្លាប់ឯងឲ្យបានល្អណាស់ព្រះអាទិត្យឈាមអីមិនក៏អាចទៅរួចមើលទៅអញវាតម្លៃអញខ្ពស់ពេកហើយត្រាពេជ្រអញមិនអស់ចិត្តទេសូមអបអរសាទរម្ចាស់ផ្ទះដែលបានសម្លាប់ខ្មោចពស់កម្រិត5ទទួលបានរង្វាន់បុណ្យ 15000 ពិន្ទុល្អណាស់ពស់នេះមានតម្លៃមែនលោកស៊ូពិតជាខ្លាំងមែនធម្មពលអវិជ្ជមាននៅទីនេះចាប់ផ្ដើមរលីបាត់ហើយមើលទៅមេខ្លោងគឺពស់នេះឯងតោះយើងត្រឡប់ទៅវិញយល់ហើយតោះទៅខ្ញុំទម្លុះបានហើយខ្ញុំទម្លុះបានទៀតហើយលោកគ្រូខ្ញុំឡើងដល់កម្រិតទី5មួយហើយមិនអន់ទេកម្លាំងរបស់ឯងពេលនេះគួរតែអាចត្រឡប់ទៅរកស៊ូម៉ដើម្បីសងសឹកបានហើយដើម្បីសុវត្ថិភាពខ្ញុំនឹងជូនថ្មឈាមមួយដុំទៀតដល់ឯងទីតាំងគឺនៅបាទលោកគ្រូទៅចុះស៊ូម៉ឥឡូវនេះខ្ញុំជាអ្នកហ្វឹកហាត់កម្រិតទី5មួយហើយបូករួមនឹងថ្មឈាមកម្រិតទី5មួយរបស់លោកគ្រូទៀតខ្ញុំចង់ដឹងណាស់ថាឯងនឹងរស់បានដោយរបៀបណាស៊ូម៉ឲ្យហត់នឿយហើយណាសៀនអ្នកក៏ហត់នឿយដែរទេបើធៀបនឹងការដែលអ្នកទៅប្រយុទ្ធជាមួយគ្រូពេទ្យខ្មោចនោះខ្ញុំប៉ុណ្ណឹងមិនមែនជារឿងអ្វីទេអ្នកហត់ទេចង់ឲ្យខ្ញុំចូលទៅម៉ាសាឲ្យអ្នកទេអានឹងមិនបាច់ទេនិយាយទៅលោកគ្រូអ៊ីជានឹងគួរឲ្យចាប់អារម្មណ៍ណាស់ថ្ងៃក្រោយបើមានឱកាសទៅទីក្រុងគួយឆឹងត្រូវតែឲ្យគាត់អញ្ជើញខ្ញុំញ៉ាំនំបញ្ចុកសាច់ជៀមឲ្យបានអញ្ចឹងសៀនខ្ញុំសុំទៅផ្ទះសិនហើយលីហើយណាក្មេងក្បាលខូចនិយាយថាអ្នកណាជាក្មេងក្បាលខូចអ្នកមើលគាត់ចុះសៀនឲ្យអីក៏បែបនេះមកដល់មកទ្វារផ្ទះគាត់ហើយមិនឲ្យយើងចូលទៅផឹកតែមួយកែវផងក៏ដើរចេញទៅបាត់ស៊ូមកគាត់រវល់ណាស់តើមានពេលឯណាទៅអញ្ជើញអ្នកគាត់តែសៀនឲ្យអ្នកនៅមិនទាន់រៀបការផងចេះតែអាណិតប្តីខ្លួនឯងហើយបើអីចឹងមែនយប់នេះឲ្យខ្ញុំទៅដេកនៅផ្ទះអ្នកទៅមិនបានទេខ្ញុំខ្លាចស៊ូមកយកច្រឡំសៀនឲ្យសុំអង្វរអ្នកហើយខ្ញុំដេកលើសាឡុងខ្លួនឯងខ្ញុំស្លៀកឈុតដេកមិនដេកស្រាប់ទេហើយក៏មិនដេកបៀតអ្នកដែរពិតមែនឬពិតមែនហើយពិតជាងនេះទៅទៀតប្រព័ន្ធឲ្យជួយពង្រឹងបន្តិចមកចាប់ផ្ដើមពង្រឹងគោលដៅគឺក្បាច់ដាវដុតឈើក្បាច់ដាវដុតឈើត្រូវបានពង្រឹងដោយជោគជ័យសូមអបអរសាទរម្ចាស់ផ្ទះដែលទទួលបានក្បាច់គុណថ្មីក្បាច់ដាវដុតបិសាចក្បាច់ដាវនេះប្រើឈាមនិងខ្យល់ដង្ហើមផ្ទាល់ខ្លួនជាប្រភពដើម្បីបញ្ចេញកម្លាំងដាវភ្លើងកំចាត់បិសាចក្នុងលោកនេះល្អណាស់ឥឡូវនេះមានក្បាច់ដាវដុតឈើហើយថែមទាំងអាចបញ្ចេញកម្លាំងដាវទៅខាងក្រៅបានទៀតកម្លាំងសម្រាប់នឹងវិសាលភាពនៃការវាយប្រហារកាន់តែខ្លាំងឡើងមួយកម្រិតទៀតអ្នកនៅសល់ពិន្ទុបុណ្យកុសលតើចង់ពង្រឹងអ្វីទៀតទេអញ្ចឹងបន្តពង្រឹងក្បាច់គុណកាយយ៉ាងសុនធានទៅកំពុងពង្រឹងរួចរាល់ហើយកម្លាំងសម្រាប់របស់ម្ចាស់ផ្ទះបច្ចុប្បន្នស្ថិតនៅកម្រិតទី7ដល់កម្រិតទី7ហើយមែនទេបើពង្រឹងពី3ដងទៀតរហូតដល់បង្កើតព្រះអាទិត្យឈាមទី2បានសមត្ថភាពខ្ញុំប្រកាសជាខ្លាំងជាងនេះមួយកម្រិតទៀតដល់ពេលនោះទោះមិនទាន់ដល់កម្រិតទី9ជាគ្រូគុណធំក៏មិនឆ្ងាយដែរលីវូស៊ីឲ្យតើពេលណាទើបឯងមកសងសឹកខ្ញុំសៀនមានរឿងអីមែនទេម្ចាស់និកាយឲ្យការលាយមានរឿងហើយស៊ូវ៉ាន់អ្នកមកហើយតាមពិតអ្នកទើបតែបំពេញបេសកកម្មរួចគួរតែសម្រាប់ឲ្យបានល្អប៉ុន្តែខ្ញុំមិនអីទេខ្ញុំយល់ហើយបេសកកម្មលើកនេះបើបញ្ចប់ដោយរលូនពិន្ទុរបស់អ្នកនឹងគ្រប់គ្រាន់ដើម្បីឡើងឋានៈហើយមែនទេបេសកកម្មលើកនេះខ្ញុំនឹងមិនឲ្យវាខកខានឡើយ
មិញអ្នកនិយាយក្នុងទូរស័ព្ទថានៅក្រុងរងឆឹងមានភ្លើងឆេះធំខ្ញុំនិយាយច្បាស់ណាស់ថានៅក្រុងរងឆឹងហាក់ដូចជាមានការផ្ទុះឡើងនៃជំងឺខ្មោចកម្រិតខ្ពស់មែនទេ ត្រូវហើយលោកស៊ូអ្នកមើលរបាយការណ៍នេះទៅ ដំបូងឡើយនៅបឹងឡានយឺគ្រាន់តែនិយាយថាមានមនុស្សលងទឹកស្លាប់ប៉ុន្មានអ្នកពេលមនុស្សរបស់យើងទៅដល់ហើយកុំចាត់ពួកអ្នកលងទឹកដែលខ្លាចជាខ្មោចទឹកអស់ហើយក៏ប្រទះឃើញឈូសប្រាក់មួយនៅបាត់បឹង មឈូសប្រាក់ហ្នឹង ត្រូវហើយមឈូសប្រាក់នោះដូចគ្នាបេះបិទទៅនឹងឈូសប្រាក់ដែលលីអ៊ូស៊ីធ្លាប់ប្រើចិញ្ចឹមខ្មោចឈាមពីមុនមក សំណាងហើយដែលខ្ញុំធ្លាប់រអ៊ូពីមុនថាអាលីអ៊ូស៊ីនេះពេលណាទៅមកដល់មិននឹកស្មានថាវាមកដល់មែន ពួកយើងដើមឡើយគិតថានឹងចាំយាមមឈូសប្រាក់នោះសិនរួចចាំឲ្យទីស្នាក់ការកណ្ដាលបញ្ជូនមនុស្សមកបើកមឈូសតែមិននឹកស្មានថាសិស្សរបស់លីអ៊ូស៊ីបង្ហាញខ្លួនហើយសម្រាប់អ្នកដែលយាមនៅក្បែរមឈូសនោះអស់រលីងបន្ទាប់ពីពួកគេស្លាប់សិស្សរបស់លីអ៊ូស៊ីក៏ប្រើថាមពលអវិជ្ជមានគ្រប់ដណ្ដប់ពេញបឹងឡានយឺតែម្ដងឥឡូវនេះរាល់យប់តែងតែមានជំងឺខ្មោចចេញពីបឹងឡានយឺមកបង្កហេតុក្នុងក្រុង ទីស្នាក់ការកណ្ដាលខឹងសម្បាខ្លាំងណាស់ហើយបានបញ្ជាឲ្យក្រុងរងឆឹងក្នុងរយៈពេល24ម៉ោងខាង749ជួររបស់អ្នកត្រូវដោះស្រាយជាមួយកូនសិស្សរបស់លីវូស៊ីឲ្យបានលោកស៊ូយើងគិតថាលោកប្រហែលជាមានចំណាប់អារម្មណ៍ហើយពិតជាមានចំណាប់អារម្មណ៍មែន ស៊ូមកលោកធ្លាប់ត្រូវលីវូស៊ីចាប់ភ្នែកមើលពីមុនមកខ្ញុំបារម្ភថានេះជាអន្ទាក់ដែលគេរៀបចំទុកសម្រាប់លោកឬអត់ មិនថាជាអន្ទាក់អ្វីទេខ្ញុំនឹងបំបែកវាដោយខ្លួនឯងរឿងនេះប្រគល់ឲ្យខ្ញុំចោះ អូនសម្លាញ់ឈាមខ្មោចឲ្យខ្ញុំមកហើយ មេក្រុមលីខ្ញុំនឹងប្រាប់អ្នកដទៃកុំឲ្យភ័យខ្លាចខាងជូមិនបានមកទេតែសម្លេងសាច់របស់លោកស៊ូនេះកាន់តែគួរឲ្យខ្លាចទៅហើយក ុំនិយាយផ្ដេសផ្ដាស់អី អូបាទស៊ូមកគាត់គ្រាន់តែជាមនុស្សដែលមានចរិតពិសេសបន្តិចហ្នឹង ចុះត្រូវប្រាប់គេដែរឬអត់ ប្រាប់ទៅចុះនឹកស្មានមិនដល់ថាឈាមខ្មោចមេកូនក្នុងមឈូសប្រាក់នេះទោះជាមានត្រឹមកម្រិត5ក៏ដោយក៏អ្នកហាត់កម្រិត5មួយធម្មតាមិនមែនជាគូប្រកួតដែលបូករួមនឹងវិជាអត្ថកម្បាំងដែលគ្រូបង្រៀនឲ្យទៀតឲ្យតែសម្រាប់ឈាមខ្មោចនេះនឹងឡើងដល់កម្រិត5មួយដល់ពេលនោះទោះជាអ្នកហាត់កម្រិត7ក៏មិនមែនជាគូប្រកួតដែលយប់នេះអ្នកត្រូវតែរកឈាមខ្មោចមកឲ្យខ្ញុំបន្ថែមទៀត លោកម្ចាស់ឥឡូវរឿងកាន់តែធំហើយខាង749ជួបានឡោមព័ទ្ធបឹងឡានយូរចិត្តឈឹងហើយសំណើរបស់អ្នកនឹងពួកយើងពិតជាធ្វើមិនបានទេ ធ្វើមិនបានមែនទេអញ្ចឹងយកជីវិតពួកឯងមកសងទៅ ពួកយើងនឹងបំពេញភារកិច្ចលោកឲ្យបាន ចាំដល់ពេលដែលខ្ញុំវឹកហាត់ឈាមសម្រាប់លីនសៀនស៊ូមកពួកឯងម្នាក់ក៏គុំសង្ឃឹមថារត់រួចឲ្យសោះ លោកស៊ូនៅនេះខ្ញុំសូមណែនាំលោកឲ្យស្គាល់នេះគឺលោកជើស៊ីនជាប្រធានការិយាល័យ749នៅក្រុងរង លោកស៊ូខ្ញុំបានឮឈ្មោះលោកយូហើយលោកប្រធានជើខ្ញុំទើបតែឆ្លងកាត់ក្នុងក្រុងហើយបានសម្លាប់ត្រីបិសាចមួយក្បាលខ្ញុំខ្លាចថាមានពួកបិសាចច្រើនទៀតបានជ្រៀតចូលផុតការឡោមព័ទ្ធរបស់ការិយាល័យ749ហើយរឿងនឹងមិនអាចទៅរួចទេយើងបានរៀបចំផែនការយ៉ាងតឹងរឹងបំផុតសូម្បីតែរុយក៏មិនអាចហាចេញបានដែរតើវាអាចជ្រៀតចូលមកបានយ៉ាងម៉េចទៅលោកប្រធានមិនល្អហើយមានហេតុការណ៍វិប្រហារពីពួកបិសាចជាច្រើនកំពុងកើតឡើងនៅក្នុងក្រុងថាម៉េចណាពួកបិសាចបានជ្រៀតចូលផុតការឡោមព័ទ្ធរបស់យើងមែនលោកប្រធានសូមបញ្ជូនកម្លាំងទៅជួយជាបន្ទាន់តែថាពេលនេះយើងកំពុងតែឡោមព័ទ្ធបឹងឡានយូយ៉ាងលំបាកបើដកកម្លាំងចេញខ្ញុំខ្លាចថា លោកប្រធានជើដែលលោកឡោមព័ទ្ធទីនេះមិនមែនដើម្បីការពារកុំឲ្យបិសាចពីបឹងឡានយូទៅវាប្រហារក្នុងក្រុងទេឬឥឡូវពួកវាចូលទៅដល់ក្នុងក្រុងបាត់ហើយតើលោកនៅឡោមព័ទ្ធទីនេះដើម្បីអ្វីទៀតចុះយីងខ្វាន់វិញធ្វើម៉េចពិតណាស់គឺប្រគល់ឲ្យខ្ញុំទៅលោកប្រធានមិនបាច់បារម្ភទេលោកប្រធានជើជឿជាក់លើលោកស៊ូទៅខ្ញុំនឹងទៅជាមួយគាត់យើងចូលទៅទាំងអស់គ្នា បានតោះប្រាប់អ្នកទាំងអស់គ្នាត្រឡប់ទៅក្នុងក្រុងវិញហើយកុំចាត់ពួកខ្មោចរាតត្បាតចោលអញគឺជាសិស្សរបស់លីវូស៊ីមែនទេចុះសាកសពឈាមនោះនៅណាបញ្ចេញវាមក លោកស៊ូប្រយ័ត្នផងបើតាមក្លិននេះវាគឺជាសាកសពឈាមកម្រិតកម្ពុជាទី5ដែលចិត្តនឹងទម្លុះដល់កម្រិតទី5មួយហើយ អូចុះសាកសពឈាមនេះត្រូវទម្លុះកម្រិតទី5មួយដោយរបៀបណាតើខ្ញុំអាចជួយអ្វីបានខ្លះទេ ហា ស៊ូមកឲ្យស៊ូមកអ្វីដែលខ្ញុំស្អប់បំផុតគឺអាការៈឈួតរបស់ឯងនឹងឯងស្គាល់ខ្ញុំមែនទេសំឡេងនេះមិនក៏មានអារម្មណ៍ថាម្លេះ វ៉ាងធីនលីមិនមែនឯងត្រូវបានគេបណ្ដេញចេញពីអង្គភាព749ទៅហើយទេឯងជាសិស្សរបស់លីវូស៊ីមែនទេ អង្គភាព749គ្រាន់តែរឿងតូចតាចសោះក៏បណ្ដេញខ្ញុំចេញដែរតែសំណាងហើយដែលបានជាបែបនេះទើបខ្ញុំបានចូលជាសិស្សរបស់គ្រូស៊ូមកអញធ្វើឲ្យខ្ញុំបាត់បង់មុខមាត់អស់ហើយទៅស្លាប់ទៅវាជាសំឡេងសាកសពអាផ្លូវខុសឆ្គងកុំប្រាប់ណាថាឯងគិតថាគ្រូមើលមិនដឹងពីគំនិតតខ្វក់របស់ឯងនោះកុំបារម្ភអីមានសាច់ឈាមនិងកម្លាំងបារមីរបស់ឯងសាកសពឈាមនេះនឹងអាចវិវត្តដល់កម្រិតខ្ពស់ហើយការសម្លាប់ស៊ូមម្នាក់នេះគឺជារឿងងាយស្រួលដូចត្រឡប់ដៃប៉ុណ្ណោះគំនុំសងសឹករបស់ឯងគ្រូនឹងជួយសងសឹកឲ្យឯងផ្ទាល់អាក្មេងនេះឯងហ៊ានបំផ្លាញកេរ្តិ៍ឈ្មោះរបស់យូឈឹងស៊ូរបស់អញអញ្ចឹងឬអញ្ចឹងយកជីវិតមកសងវិញមកមិននឹកស្មានថាធ្វើឲ្យម្ចាស់ខឹងខ្លាំងដល់ថ្នាក់នេះសោះចាំមើលខ្ញុំនឹងលេងជាមួយអ្នកឲ្យសប្បាយតែម្ដងលោកស៊ូនេះគឺជាខ្មោចឈាមមេកូនវាមានសមត្ថភាពខ្លាំងណាស់វាអាចបំបែកខ្លួនជាមេនឹងកូនខ្មោចមេមានកម្លាំងខ្លាំងหิមៈចំណែកខ្មោចកូនអាចលួចវាប្រហារដោយមើលមិនឃើញបើវាប្រហារព្រមគ្នាអ្នកណាដែលនៅកម្រិតដូចគ្នាគឺប្រកាសជាស្លាប់មិនខានឥឡូវមានតែលោកទេដែលមានសមត្ថភាពរត់ចេញទៅបានសូមជួយប្រាប់រឿងទាំងអស់នេះទៅកាន់ទីស្នាក់ការកណ្ដាលផងមិនអីទេតែមានរឿងអីទៅសាកល្បងមើលសិនទៅថាវាមានសមត្ថភាពខ្លាំងប៉ុណ្ណាមានតែប៉ុណ្្នឹងទេ
មានសមត្ថភាពអីទៀតបញ្ចេញមកឲ្យអស់មក ឯងចង់ស្លាប់មែនទេ ដាវព្រះអាទិត្យស្រមោលទឹក វាជាភាសាមនុស្សមែនទេ អាក្មេងនេះឯងពិតជាមានសមត្ថភាពមែនប៉ុន្តែថ្ងៃនេះឯងត្រូវតែស្លាប់ទទួលយកក្បាច់សាសកាយរបស់យើងទៅ ឥឡូវនេះកម្លាំងរបស់ខ្មោចឈាមនេះប្រហែលជាឈានដល់កម្រិតទី7ហើយមិនបានទេគ្មានឱកាសឈ្នះសំបីតែបន្តិច ឯងគ្រាន់តែជាស្រមោចកម្រិតទី4សោះចង់មករារាំងយើងឬស្លាប់ទៅ មិនក៏អីចឹងកម្លាំងរបស់ខ្ញុំទៅណាហើយអ្វីបានជាបាត់អស់ទៅវិញ លោកស៊ូលោកមិនអីទេមែនទេចុះយន់នោះជាអ្វីទៅមិនក៏អាចទប់ទល់នឹងខ្មោចឈាមមេកូនបានមិត្តភក្តិម្នាក់ឲ្យមកលើកនេះចាត់ទុកថាជំពាក់គុណគេហើយប៉ុន្តែពេលនេះដល់ពេលត្រូវបញ្ជូនលោកទៅកាន់លោកខាងមុខហើយ គ្រាន់តែដាវមួយកាប់ក៏អាចសម្លាប់ខ្មោចឈាមមេកូនកម្រិត6បានបាត់ទៅហើយតើកម្លាំងរបស់លោកស៊ូឈានដល់កម្រិតគ្រូធំហើយមែនទេ សូមអបអរសាទរម្ចាស់ប្រព័ន្ធដែលបានកម្ចាត់ខ្មោចកម្រិត6ទទួលបានពិន្ទុបុណ្យកុហកចំនួន 50,000 ពិន្ទុ អាឡូ អាណាមែនទេពួកយើងនៅទីនេះយើងបានកម្ចាត់ខ្មោចព្រីបិសាចដែលលេចមកក្នុងក្រុមអស់ហើយចុះខាងអ្នកឯងវិញយ៉ាងម៉េចដែរខ្ញុំឃើញថាធម្មពលអវិជ្ជមាននៅបឹងឡានយូហាក់ដូចជាបាត់អស់ហើយតើពួកអ្នកឈ្នះហើយមែនទេ មិនមែនពួកយើងឈ្នះទេ ឬមួយពួកបិសាចឈ្នះចុះស៊ូម៉ូទៅណាគេត្រូវគេសម្លាប់ហើយមែនទេ មិនមែនទេគឺលោកស៊ូបានប្រើកម្លាំងផ្ទាល់ខ្លួនសម្រាប់ខ្មោចឈាមមេកូនកម្រិត6ដែលជាកូនចៅរបស់លីវូសៀ ទុកឲ្យអ្នកដោះស្រាយចុះតើស្ដេចអាចបង្ក្រាបភាពវឹកវរនេះបានឬអត់គឺអាស្រ័យលើខ្លួនឯងហើយលោកអើយជួយថ្នមបន្តិចបានទេអូយឈប់ធ្វើបាបខ្ញុំបានទេអូយជួយថ្នមបន្តិចបានទេចង់ចាប់ឲ្យស្លាប់ឬយ៉ាងណាងាប់ហើយចាំមើលចុះបើខ្ញុំព្យាបាលរបួសដែលមកជាបានបន្សល់ទុកឲ្យខ្ញុំជាសះស្បើយខ្ញុំនឹងសម្លាប់ឯងមុនគេស៊ូម៉ូចាំមើលចុះរឿងនេះមិនទាន់ចប់ទេ ពិភពលោកនេះកាន់តែគួរឲ្យចាប់អារម្មណ៍ទៅហើយខ្ញុំពិតជាទន្ទឹងរង់ចាំថ្ងៃដែលពិភពលោករបស់អ្នកចុះមកដល់ទាំងស្រុងមែន